រាងកាយរបស់បុរសនេះគឺធំណាស់គ្រាន់តែដើរមួយជំហានក៏ធ្វើឲ្យរឿងជួយដីដែរគេមិនជឿរឿងរឿងជួយដីទេតែពេលកំឡោះហាញ់ដើរហាក់ដោយពិភពលោកចិត្តដល់ទីបញ្ចប់គ្រប់គ្នាលោះព្រលឹងអស់ទៅហើយគេនៅក្មេងសោះតែខ្លួនធួនរាប់តោនទៅហើយគេមានក្តីស្រមៃចង់ខ្លាចជាគ្រីគុណកម្ពុជាយុទ្ធសិលតែត្រឹមមូទុំលើកក៏អាចធ្វើឲ្យគេដើរត្រេត្រោតរហូតដួលក្រាំងបានដែរការដួលខ្លួនដ៏ធំរបស់គេលន់សូលឺដល់ចំម្ខាងទៀតនៃប្រទេសនេះគេជាដើមហេតុធ្វើអូរិនជួយដីនៅជប៉ុនឬខ្លួនប្រាណនេះធាត់ឲ្យគ្មានប្រយោជន៍ទេតែគេដឹងថាថ្ងៃណាមួយនឹងមានជនទុច្ចរិតមកកំទេចដាំរីមនឹងខានអាកូនចៅរមិលគុណដែលចិត្តលេចមុខនោះពិតជាខ្លាំងសម្បើមរហូតបង្រួបបង្រួមម៉ារីមបានទាំងមូលឪពុកម្ដាយគេក៏បានស្លាប់ក្នុងព្រឹត្តិការណ៍ចលាចលនោះដែរដូច្នេះហើយមនុស្សធម្មតានឹងខ្សោយដូចគេត្រូវបានគ្រូធំទាំង6នៃបកធំទទួលជាសិស្សដោយឆ្លងកាត់ការវឹកហាត់នរកដែលការរស់នៅវេទនាជាងស្លាប់ទៅទៀតពួកគេបានសាក់លបងចាក់ទម្លុះទាំងរស់សាក់លបងបង្កក់ទាំងរស់ហើយក៏ប្រើភ្លើងទៀតនេះជាអ្វីដែលធ្វើឲ្យរាងកាយគេរឹងមាំហើយវាសុទ្ធតែជាផែនការគ្រូគេដើម្បីបណ្ដុះភាពខ្លាំងក្លាបន្ទាប់មកគេត្រូវបានបញ្ជូនត្រឡប់ទៅក្នុងអតីតកាលដើម្បីផ្លាស់ប្ដូរវាសនាពិភពលោកតែគេមិននឹកស្មានថាត្រូវជាប់ក្នុងរាងកាយធាត់កំភើមរបស់ហ៊្យូដែលមិនអាចហាត់គុណបានសោះឡើយត្រឡប់មកបច្ចុប្បន្នវិញគេកំពុងទទួលការព្យាបាលពីជាងសុងពេលនោះឈីនកំពុងតែគិតរកវិធីកម្ចាត់អាកូនចៅរមើលគុណក្នុងប៉ាដែលជាអ្នកបង្កការចលាចលគ្រប់យ៉ាងគេនឹកឃើញថាត្រូវតែឆក់យកយើងសិនបរិសុទ្ធឲ្យបានមុនអាកូនចៅរមើលគុណនោះគ្រូប៉ែតនិងអ្នកមើលថៃស៊ីនបានឆ្លុះគ្នារឿងសុខភាពរបស់គេធ្វើឲ្យគេគិតអ្វីមិនចេញចុងក្រោយគេក៏នឹកឃើញថាកូនចៅនោះនឹងបានយិនសិនបរិសុទ្ធក្នុងរយៈពេល6ខែទៀតគេត្រូវធ្វើអ្វីមួយយ៉ាងឲ្យលឿនគេក៏ក្រោកឈរភ្លាមហើយប្រាប់ឪពុកថាគេចង់ដើរបន្តិចឪពុកគេបានហៅគេឲ្យយកកៅអៅដ៏ធំបំផុតមួយមកជាបន្ទាន់អ្នកសែងកៅអីត្រូវតែជាមនុស្សកម្លាំងខ្លាំងក្លាបំផុតតែគេបានបដិសេធព្រោះចង់ដើរដោយខ្លួនឯងទោះយ៉ាងណាឪពុកគេនៅតែហៅឆ្មាំមកជួយទប់ទស្សនវិជ្ជានេះធ្វើឲ្យបរិសុទ្ធចំណាស់ស្រក់ទឹកភ្នែកទាំងរំភើបគេលែងបានដើរខ្លួនឯងតាំងពីអាយុ10ឆ្នាំមកម្លេះចន្ទរែបន្ទាប់គេខំប្រឹងហាត់ប្រាណដើរជុំវិញទីធ្លាអស់មួយខែពេញតែរាងកាយទម្ងន់រាប់តោននេះនៅតែគ្មានសញ្ញាផ្លាស់ប្ដូរសោះគេឡើងថ្លឹងជញ្ជីងដើម្បីឆែកមើលតែទូដាក់ជ្រូកទាំងហ្វូងឡើងជញ្ជីងក៏មិនអាចធ្វើឲ្យទម្ងន់ហ៊ីងកម្រោបានបន្តិចដែរខ្សែជញ្ជីងខាងសត្វជ្រូកដល់ថ្នាក់ដាច់ភឹងខណៈដែលហ៊ូនកំពុងខំនឹកឈ្មោះកូនចៅដែលនឹងបង្កចលាចលនោះកូនចៅគេកំពុងព្យាយាមលួងលោមថាការសម្រក់ទម្ងន់មិនមែនជារឿងដែលធ្វើបានត្រឹមមួយយប់នោះទេគេចាំបាច់ត្រូវផ្ដោតលើរបបអាហារកាត់បន្ថយជាតិស្ករបង្កើនប្រូតេអ៊ីនរួចហាត់ប្រាណបន្ថែមដើម្បីពង្រឹងសាច់ដុំឲ្យរឹងមាំស្ថានភាពរបស់នាយកំឡោះអាចត្រូវការពីយូរដើម្បីស្ដារឡើងវិញតែហ៊ួនមិនខ្វល់ទេគេគ្រាន់តែចង់នឹកឃើញឈ្មោះអាកូនចៅរមិលគុណនោះតែប៉ុណ្ណោះមើលទៅហ៊ានប្រហែលជាបាត់ការចងចាំពីកូនចៅនោះពេលចាប់កំណើតថ្មីតែយ៉ាងណាវានឹងលេចមុខនៅខេត្តអានហ៊ុយដើម្បីរកជិនសិនបរិសុទ្ធគេប្រហែលអាចរកវាឃើញក្នុងឱកាសនេះនៅឃើញដល់ពេលដែលយកកម្លាំងគ្មានគូប្រៀបទៅសង្កត់វាគេក៏សើចបញ្ចេញមកយ៉ាងពេញចិត្តដោយគិតថាក្រោយចាត់ការវារួចគេនឹងមានជីវិតដ៏ស្ងប់ស្ងាត់មួយយល់សប្តាហ៍ថ្ងៃហ្នឹងកូនចៅគេគិតថាចវាយប្រហែលជារកកឈួតព្រោះតែសម្រក់ទម្ងន់លឿនពេកហើយគេស្លន់នឹងអាការៈប្លែកនេះក៏បញ្ញាប់រត់ទៅហៅគ្រូពេទ្យមួយសន្ទុះគេក៏អូសដៃគ្រូពេទ្យចាស់ចាំងរត់មកទាំងត្រហេបត្រហប់ចាំងស៊ូយ៉ាងកាអាយុ30ឆ្នាំធ្លាប់ចូលប្រឡងធ្វើជាគ្រូពេទ្យប្រចាំកាយរបស់ព្រះចៅអធិរាជគាត់បានឆ្លងកាត់វិញ្ញាសាប្រឡងដល់លំបាយជាច្រើនទម្រាំខ្លាយជាគ្រូពេទ្យដ៏ចំណាស់ម្នាក់ឈានចូលវ័យ50ឆ្នាំគាត់បានត្រាស់ដឹងក្បួនពេទ្យផ្ទាល់ខ្លួននេះជាអ្វីដែលអាចជួយសង្គ្រោះនិងជាគន្លឹះធ្វើឲ្យគាត់មានរូបរាងមាំមួនសង្ហាអញ្ចឹងគេសួររកថ្នាំសម្រក់ទម្ងន់គ្រប់ប្រភេទជាបន្ទាន់បុរសដែលកំពុងសប្បាយចិត្តនោះតបថារឿងនេះពិតជាអាចធ្វើបានទើបភាសួរថាតើអាចស្រក់ក្នុងពេល6ខែទេតែលទ្ធផលនេះត្រូវចំណាយពេល3ឆ្នាំឯណោះថែមទាំងត្រូវហាត់ប្រាណទៀតហ៊ីនបានវាមូលលើកគ្រូពេទ្យស្លាប់ទាំងហើយគាត់ថាជាជនបោកប្រាស់យ៉ាងណាមិញគ្រូពេទ្យក៏នឹកឃើញវិធីជួយគេឲ្យស្រក់ទម្ងន់លឿនដែរបើដើរលើកុកមិនកើតក៏តែសាក់លបងដើរក្នុងទឹកម្ដងទីបំផុតគេក៏មកដល់អូក្បែរនោះឯក្រុមអ្នកសែងគេគឺហត់ចង់ដាច់ខ្យល់ទៅហើយហ៊ីងយកទឹកក្នុងទឹកយឺតដោយគិតថាការដើរក្រុមទឹកអាចជួយសម្រួលរាងកាយបានសុភៀតលើឆ្អឹងនិងសាច់ដុំនឹងបានធូរស្រាលស្រាប់តែភ្លាមនោះគេក៏រអិលជើងលិចចូលក្នុងទឹកជ្រៅឈឹងស្មានតែគេអាចនឹងដែតព្រោះក្បាលពូពីងប៉ងនោះតែគេបែរជាលិចដោយកប៉ាមួយទឹកបាត់ឯកូនចៅនៅឈោលេងឡុងស្មានតែចវាយកំពុងហែទឹកលេងតែកូនចៅណាបានដឹងថាពេលនេះចវាយខ្លួនខ្លាយជាកប៉ាល់មួយទឹកអត់អុកស៊ីសែនបាត់ទៅហើយកូនចៅម្នាក់សរសើរថាគេមានដងជាអ្នកហែទឹកអាជីពលុះត្រាតែមានកូនចៅម្នាក់ទៀតស្រ័យប្រាប់ថាស្ទឹងនេះជ្រៅលិចក្បាលហើយចវាយកំពុងតែលិចដោយកប៉ាល់មួយទឹកទៅវិញទេកូនចៅសម្លឹងមើលទឹកទាំងលេងឡង់ទៅភ្ញាក់ខ្លួនថាចមៃរបស់គេកំពុងតែលង់ទឹកសោះគាត់ភ័យស្លន់ស្លោឬរត់ទៅជួយប៉ុន្តែមនុស្សធម្មតាដូចជាពួកគេមិនអាចស្ទះរាងកាយដ៏ធំរបស់ហានមកកាន់ច្រាំងបានទេចំណែកអាយុបជនហេតុវិញក៏ចាប់ផ្ដើមអស់កម្លាំងបន្តិចម្ដងការចងចាំរបស់រាងកាយនេះកាលអាយុ2ឆ្នាំបានផុសឡើងយ៉ាងច្បាស់ក្នុងក្បាលគាត់ធ្លាប់ឆ្លងកាត់រឿងអាក្រក់ជាច្រើនម្ដាយគាត់ស្លាប់ពេលការពារគាត់ពេលនោះមានក្មេងស្រីម្នាក់បានអូគាត់ឡើងច្រាំងនិងជួយសង្គ្រោះជីវិតគាត់អរគុណចៅណាស់សូមអរគុណទីបំផុតពួកគេបានត្រឡប់ទៅផ្ទះវិញពេលនោះអ្នកបម្រើកំពុងប្រឈមមុខនឹងកំហឹងយ៉ាងខ្លាំងរបស់ឪពុកហានប៉ុន្តែក្រោយពីដឹងថារឿងគ្រប់យ៉ាងគឺមកពីគ្រូពេទ្យបុរសម្នាក់នោះស្ទើរតែធ្លាក់នរកទៅហើយក្រោមដៃឪពុករបស់ហានគាត់បញ្យល់ថាយុវជនរូបនេះខូចចិត្តក្រោយត្រូវគេបដិសេធទើបសម្រេចចិត្តបញ្ចុះទម្ងន់គាត់បានប្រាប់ពីវិធីបញ្ចុះទម្ងន់ក្នុងទឹកដែលពិតជាមានប្រសិទ្ធភាពខ្លាំងណាស់ប៉ុន្តែបងស្រីរបស់ហ៊ីអ៊ឺនដែលជាអ្នកបញ្ជូនអ្នកបម្រើឲ្យទៅជួយគាត់នៅទឹកធ្លាក់នោះបាននិយាយថាមិនចាំបាច់ទៅកន្លែងជ្រៅបែបនោះដើម្បីបញ្ចុះទម្ងន់ឡើយពេលនេះនៅក្នុងបន្ទប់របស់ហ៊ានគាត់បានភ្ញាក់ឡើងឃើញបងស្រីដ៏ស្រស់ស្អាតរបស់គាត់ស្ទើរតែមិនជឿថានារីដ៏ស្រស់សោភាម្នាក់នេះជាបងស្រីខ្លួនទេគេស្ដែងគាត់ធាត់ហើយល្ងងទៀតតែបែរជាមានបងស្រីល្អឥតខ្ចោះបែបនេះអ្នកបម្រើរបស់បងស្រីបានសួរថាត្រូវការឲ្យនាងជួយលើកទេ
Hyun គិតថានាងប្រហែលជាមិនអាចលើកគាត់រួចទេតែនាងបែរជាលើកគាត់យ៉ាងងាយស្រួលហើយប្រាប់ថាវាមិនមែនជាបញ្ហាធំដុំឡើយ ថ្ងៃបន្ទាប់គាត់ត្រូវបានគេនាំទៅកន្លែងហ្វឹកហាត់បញ្ចុះទម្ងន់ពួកអ្នកបម្រើហាក់ដូចជាសប្បាយចិត្តយ៉ាងចម្លែក ពិតជាចម្លែកណាស់ដែលឃើញពួកគេសប្បាយចិត្តក្នុងការសែងមនុស្សធ្ងន់ដូចដំរីបែបនេះពេលទៅដល់គ្រប់គ្នាកំពុងតែសាងសង់អាងទឹកដ៏ធំមួយសម្រាប់គាត់នេះច្បាស់ជាគំនិតបងស្រីគាត់ហើយដើម្បីកុំឲ្យគាត់ទៅកន្លែងទឹកហូរគ្រោះថ្នាក់ទៀតហើយមានអារម្មណ៍ថារៀងចម្លែកបន្តិចតែពេលឃើញអាងទឹកសង់រួចគាត់ពិតជារំភើបណាស់មនុស្សម្នាបានញញឹមពេលឃើញគាត់ដើរទៅក្បែរនោះហើយថែមទាំងអបអរគាត់ទៀតផងពួកគេប្រឹងប្រែងសឹងស្លាប់លើរឿងដែលមើលទៅគ្មានប្រយោជន៍តើវាសប្បាយត្រង់ណាទៅបន្ទាប់មកក៏សួរអ្នកបម្រើពីមេគ្រួសារដែលជាឪពុកចិញ្ចឹមក្នុងកសែភ្នែកអ្នកបម្រើបរោះចំណាស់សាច់ដុំនោះពិតជាមើលទៅខ្ពង់ខ្ពស់ណាស់ដូច្នេះគេប្រាប់ថាមេគ្រួសារគឺជាសិស្សច្បងដ៏អស្ចារ្យដែលគ្រប់គ្នាគោរពជានិមិត្តរូបនៃភាពស្មោះត្រង់និងគុណធម៌តែសម្រាប់ហ៊ុនឪពុកគាត់គ្រាន់តែជាតាចាស់ព្រានម្ណោះប៉ុណ្ណោះ អ្នកបម្រើបានថែមថារាល់ពេលមានគ្រោះទុលភឹកគាត់តែងតែបើកឃ្លាំងចែករំលែកអាហារនិងសម្លៀកបំពាក់ដល់គ្រប់គ្នា ទើបអ្នកក្រុងទាំងមូលគោរពគាត់គាត់ដឹងខ្លួនថាខ្លួនគឺជាបន្ទុកតាំងពីក្មេងយ៉ាងណាមិញទោះមិនធ្វើអ្វីសោះក្នុងនាមជាកូនមេគ្រួសារគាត់តែមានហូបចុកនិងជីវិតរស់នៅយ៉ាងសុខស្រួលដដែលគាត់ផ្ទុះសំណាយយ៉ាងខ្លាំងធ្វើឲ្យគ្រប់គ្នាងឿងឆ្ងល់ថ្ងៃបន្ទាប់ពេលអាងទឹកធ្វើរួចរាល់គាត់បានលោតចូលធ្វើឲ្យទឹកបែកខ្ចាយទៅគ្រប់ទិសទីបន្ទាប់មកក៏ប្រាប់ឲ្យអង្គរៈយកដុំថ្មដ៏ធំមួយមកចងជាប់ជើងគាត់ដើម្បីហ្វឹកហាត់អង្គរៈនោះក៏ធ្វើតាមបញ្ជាពេលចងជាប់ជើងគាត់រួចហើយបរិះនោះក៏បានកវែងដុំថ្មនោះអស់ពីកម្លាំងធ្វើឲ្យគាត់ហោះឡើងទៅលើអាកាសអាទឹកនេះគួរតែរាក់ទេប៉ុន្តែគាត់បែរជាលិចចុះដល់បាតដូចជាកប៉ាល់ Titanic អញ្ចឹងនៅទីនោះគាត់ចាប់ផ្ដើមហាត់ធម្មពលខាងក្នុងតាមវិធីសាស្ត្រដែលស័ក្តិសមសម្រាប់ការហ្វឹកហាត់ក្នុងទឹកគ្រូរបស់គាត់បានបង្កើតក្បាច់មួយហៅថាគម្ពីរបណ្ដោះធម្មពលបេះដូងវិញ្ញាណចង់លូឲ្យការសន្សំធម្មពលនៅចំណុចកណ្ដាលវាបែរជាប្រើបេះដូងហើយជំនួសឲ្យសរសៃធម្មពលវាផ្លាស់ទីតាមសរសៃឈាមវិញទីបំផុតគាត់ក៏ធ្វើវាបានសម្រេចធម្មពលបានសាយភីកាត់ទឹកហើយគាត់អាចដឹងពីចរន្តទឹកព្រមទាំងប្រើប្រាស់វាបានរួចគាត់បានបញ្ចេញក្បាច់កំពូលខ្លាំងបំផុតរបស់សាវលីងគឺកណ្ដាប់ដៃអាថកំបាំង100 ហ្វីតដែលវៃទៅលើទឹកយ៉ាងខ្លាំងធ្វើឲ្យវាបែកខ្ចៃវឹកវរពេញនឹងបន្ទាប់មកក៏បន្តហាត់ក្នុងទឹកដោយមនុស្សឈួតដោយប្រើចំណេះដឹងពីជាតិមុនដើម្បីរីកចម្រើននៅបានលឿនត្រឹមតែមួយខែប៉ុណ្ណោះគាត់អាចគ្រប់គ្រងក្បាច់នេះបានយ៉ាងស្ទាត់ជំនាញដល់ពេលត្រូវត្រឡប់ទៅវិញហើយតែដំបូងគាត់ត្រូវមើលសិនថាស្រកគីឡូបានប៉ុន្មានទើបគាត់ប្រាប់អ្នកបម្រើឲ្យយកជញ្ជីងមកបើសំបីការបញ្ចុះទម្ងន់នេះមិនជោគជ័យផងតើគាត់មានមុខឯណាទៅជួគ្រូទៀតក្រោយពីរងចាំយ៉ាងយូរទម្ងន់ដ៏មហាសាលរបស់គាត់បានស្រកចុះបន្តិចលើកនេះយ៉ាងហោចណាស់ខ្សែជញ្ជីងក៏មិនដាច់ដែរគាត់សែកឡើងដោយក្តីរីករាយបំផុតអ្នកបម្រើក៏សារភាពថាធ្លាប់សង្ស័យលើគាត់ដែរពេលនេះគាត់ត្រូវប្រញាប់ខ្លាំងឡើងដើម្បីទប់ស្កាត់អ្នកបម្រើដែលបង្ករឿងនោះដូច្នេះគាត់ញ៉ាំគ្រប់យ៉ាងដែលនៅចំពោះមុខហើយហាត់មុនពេលអាហាររំលាយអស់គាត់ធ្វើបែបនេះដដែលពីខែក្រោយមកឥឡូវនេះនៅបាតអាងទឹកគាត់បានប្រើក្បាច់បាតដៃដែលធ្វើឲ្យផ្ទៃទឹកទាំងមូលខ្ទាតឡើងអ្នកបម្រើរបស់គាត់ស្ទើរតែមិនគួរឲ្យជឿឡើយគេនិយាយតែភាំងថាជ្រូកកៅអ៊ុតកតោនោះអាចធ្វើរឿងនឹងបានបាញ់ទៅភ្លាមនោះមានអ្នកពីក្រោយសួរថាគេកំពុងឌៀនអ្នកណាថាជ្រូកនោះគឺជាមេគ្រួសារដែលកំពុងតែខឹងសម្បាយយ៉ាងខ្លាំងគាត់ចង់តែសម្លាប់អ្នកបម្រើនោះចោលភ្លាមទេប៉ុន្តែអង្គរៈផ្ទាល់ខ្លួនបានប្រាប់ទាហានឲ្យអូសក្បាលបុរសនោះចេញទៅក្រៅភ្លាមមិនមែនចូលទៅដាក់ទោសទេគ្រាន់តែឲ្យគេទៅសម្រាប់បន្ទាប់ពីធ្វើការយ៉ាងហត់នៅជួបម្ចាស់ក្មេងប៉ុណ្ណោះអ្នកបម្រើយំនៅក្តីរំភើបឯឪពុករបស់គាត់ពិតជាសប្បាយចិត្តណាស់ដែលកូនប្រុសប្រើក្បាច់បាតដៃវាយទឹកឲ្យបែកខ្ចាយបែបនេះកូនប្រុសគាត់មានទេពកោសល្យក្បាច់គុនពិតមែនទោះជាចង់ឲ្យកូនរៀនសូត្រក៏ដោយក៏គាត់នៅតែគាំទ្រការហ្វឹកហាត់ក្បាច់គុនរបស់កូនជានិច្ចបន្ទាប់មកទឹកមុខរបស់គាត់ប្រែជាតានតឹងគាត់បានហៅរកក្រដាសនិងទឹកខ្មៅដើម្បីផ្ញើសារទៅកាន់រាជវាំងថ្ងៃបន្ទាប់ឪពុករបស់គាត់បានប្រគល់គម្ពីរយុទ្ធសាស្ត្រកំពូលដល់គាត់ទឹកមុខរបស់ហ៊ីមក៏ប្រែជាមឹងម៉ាត់នេះគឺជាគម្ពីរដែលព្រះចៅអធិរាជផ្ទាល់បានប្រទានឲ្យត្រឹមចំណុចនេះក៏បញ្ជាក់ពីឥទ្ធិពលដ៏ធំធេងរបស់ឪពុកគាត់ដែរឪពុកគាត់ប្រាប់ថាគាត់ទើបតែទូលអធិរាជថាហ៊ីមចាប់ផ្ដើមហាត់ក្បាច់គុនដូច្នេះអធិរាជក៏ជ្រើសរើសគម្ពីរដ៏ល្អបំផុតក្នុងវាំងសម្រាប់គាត់ដោយផ្ទាល់អ្វីដែលហ៊ីមមិនដឹងនោះគឺថាតើគាត់បានប្រឹងប្រែងខ្លាំងប៉ុណ្ណាក្នុងការសុំវាបរិយាចំណាស់រូបនេះចេះតែផ្ញើសារទៅអធិរាជសួរថាតើទ្រង់ភ្លេចគាត់ហើយឬនៅនេះគឺដើម្បីដាក់សម្ពាធឲ្យទ្រង់យល់ព្រមនិយាយតាមត្រង់ទៅវាស្ដាប់ទៅដូចជាសង្សារប្រច័ណ្ឌកំពុងខឹងអញ្ចឹងលើសពីនេះបងថ្លៃរបស់គាត់ក៏คล้ายជាគ្រូវិជ្ជាគុណរបស់គាត់ទៀតគាត់គឺដាមឈុនវូជាស្វាមីរបស់បងស្រីហ៊ឿនបុរសនេះតែងតែអួតថាសាលាគុណរបស់ខ្លួនល្បីល្បាញជាងគេប្រចាំខេត្តបើប្រៀបនឹងសមត្ថភាពពិតរបស់ហ៊ឿនគាត់ប្រហែលជាមិនមានអ្វីអស្ចារ្យទេប៉ុន្តែហ៊ឿនមិនទាន់អាចបញ្ចេញវាបានឡើយដូច្នេះគាត់គ្មានជំរឿក្រៅពីលុចជង្គង់ទទួលយកបងថ្លៃធ្វើជាគ្រូនោះទេឪពុករបស់ពួកគេរំភើបស្ទើរតែយំដែលឆ្ងល់ថាតើកូនប្រុសគាត់ចេះគោរពចាស់ទុំបែបនេះតាំងពីពីណាមកតាមការពិតទៅហ៊ឿនគ្រាន់តែមិនអាចក្រោកឈរវិញបានបើគ្មានបងថ្លៃជួយទាញប៉ុន្មានថ្ងៃបន្ទាប់គាត់បានហាត់គុនក្រោមការបង្ហាត់របស់បងថ្លៃហើយវាប្រៀបដូចជាការធ្វើទីរនកម្មដាំជូនវូតែងតែចំអកនិងថែមទាំងហៅគាត់ថាត្រីបាឡែនទៀតផងរឿងនេះធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំងហើយជន់ពិតជាបានបបួលគ្រូខ្លួនឯងប្រកួតដើម្បីបញ្ជាក់ថាគាត់ចេះក្បាច់មូលដ្ឋានរួចហើយដាមជូនវូគិតថាវាជារឿងលេងសើចក៏សើចយ៉ាងខ្លាំងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់មើលប៉ុន្តែនៅពេលហ៊ុនឌឺដងសួរថាខ្លាចមែនទេគាត់ក៏ទទួលយកការប្រកួតភ្លាមព្រមទាំងបិទធម្មពលខាងក្នុងដើម្បីឲ្យមានភាពយុត្តិធម៌គាត់នៅតែគិតថាមិនទាន់គ្រប់គ្រាន់ក៏ចង់ដៃខ្លួនឯងទៀតមុនពេលចាប់ផ្ដើមហ៊ុនបានប្រើក្បាច់ប្រយុទ្ធរបស់គេភ្លាមវាលឿននិងមានធម្មពលខ្លាំងទោះជារាងកាយដ៏ធ្ងន់ធ្វើឲ្យគាត់យឺតបន្តិចក៏ដោយសូម្បីតែបងផ្លៃគាត់ក៏ភ្ញាក់ផ្អើលដែរហើយដើម្បីបានជាហ៊ីយូនអាចបញ្ចូលក្បាច់គុនចូលគ្នាបានយ៉ាងរលូនបែបនេះហ៊ីយូនដឹងថាកម្លាំងគាត់មានកំណត់ទើបគាត់ត្រូវបញ្ចប់វាឲ្យលឿន
គាត់វាយបងថ្លៃឲ្យដួលយ៉ាងលឿនបុរសនោះបានសុំក្តីមេត្តាប៉ុន្តែហ៊ាននៅតែវាយផ្ដួលឲ្យសន្លប់បាត់បង់ស្មារតី កាលមកក៏របួសធ្ងន់ធ្ងររហូតមិនអាចកេះខ្លួនឯងបានហើយត្រូវពឹងប្រពន្ធដែលជាបងស្រីហ៊ុនឲ្យជួយអេះក្បាលឲ្យ នាងមិនប្រកាន់ខឹងតតែសោះព្រោះយូនកំពុងតែធ្វើបានល្អខ្លាំងនាងតែងតែជឿជាក់ថាគាត់ជាកម្ពុជាទេពកសលក្បាច់គុណពិតប្រាកដ បងស្រីគាត់ស្ទើរតែមិនអាចលាក់ការសប្បាយចិត្តបានឡើយថ្ងៃមួយទៀតហើយយូនបានដើរកាត់ទីក្រុងគាត់មិនធ្លាប់ឃើញប្រជាជនសប្បាយចិត្តបែបនេះទេ ឈ្មោះដោះដូរតំណែងក្មេងៗរត់លេងដែលធ្វើឲ្យគាត់នឹកដល់អតីតកាលពេលដែលសាកសពដេករេប៉ាយពេញផ្លូវការនោះមនុស្សគ្រប់គ្នារស់ក្នុងភាពភ័យខ្លាចនឹងការស្រេកឃ្លានពួកបិសាចបំរើបានបំផ្លាញអ្វីៗគ្រប់យ៉ាងហើយឆក់យកសន្តិភាពរបស់ពួកគេ ឥឡូវនេះពេលមានអ្នកឃើញហ៊ានពួកគេរត់មករកដោយក្តីកោតសរសើរពួកគេមិននឹកស្មានថាម្ចាស់ក្មេងពិតជាអាចដើរដោយជើងខ្លួនឯងបានសោះមិនយូរប៉ុណ្ណាពួកគេចាប់ផ្ដើមហុចកាដូសូម្បីតែអាហារគាត់គ្រាន់តែចេញមកដើរលេងសោះតែអ្នកក្រុងចេះតែយកនំចំណីឲ្យគាត់ញ៉ាំរហូតគាត់មានអារម្មណ៍ថាធ្ងន់ខ្លួនទៅពួកគេពិតជាចិត្តល្អណាស់រហូតគាត់មិនដែលចិត្តបដិសេធឡើយនេះកាន់តែធ្វើឲ្យគាត់បដិញ្ញាចិត្តសង្គ្រោះពិភពយុទ្ធគុណឲ្យខានតែបានមនុស្សល្អបែបនេះមិនសមនឹងស្លាប់ទេភ្លាមនោះគាត់ក៏កត់សម្គាល់ឃើញអ្នកលេងគុណម្នាក់កំពុងលួចមើលគាត់ពីកន្លែងលាក់ខ្លួនបុរសនោះភ្ញាក់ប៉ាល់ដែលក្មេងធាត់នោះមើលដឹងប៉ុន្តែស្រាប់តែជូនលេចមុខនៅពីក្រោយគាត់ហើយព្យាយាមនិយាយជាមួយដោយការភ្ញាក់ផ្អើលបុរសនោះបានវាយប្រហារអស់ទំហឹងធ្វើឲ្យហ៊ីអ៊ុនហោះខ្ទាតចេញជននោះច្បាស់ជាមិនមែនជាអ្នកប្រយុទ្ធធម្មតាឡើយកម្លាំងប៉ះទង្គិចធ្វើឲ្យឆឹងសន្លប់ហើយអ្នកវាយប្រហារនោះបានឆក់យកឱកាសនោះរត់គេចខ្លួនបាត់ទៅពេលហ៊ាននឹងខ្លួនឡើងគាត់ខឹងយ៉ាងខ្លាំងហើយចង់សម្លាប់មនុស្សដែលបានវាយគាត់នោះចោលអ្នកនិតបែនោះបានសួរថាគាត់មិនអីទេឬហើយគាត់ធ្វើពុតដូចជាគ្មានរឿងអ្វីកើតឡើងទាំងដែលវាកំពុងតែឈឺចាប់ខ្លាំងក៏ដោយនេះរឹតតែជំរុញគាត់ឲ្យកាន់តែចង់ខ្លាចជាមនុស្សរឹងមាំខ្លាំងជាងមុនស្របពេលនោះដែរឪពុកនិងបងស្រីរបស់គាត់កំពុងតែនិយាយគ្នាឪពុកគាត់ចង់រៀបចំអាពាហ៍ពិពាហ៍ដើម្បីឲ្យហ៊ានអាចខ្លាចជាឧត្តមសេនីយ៍ដ៏ល្បីល្បាញប៉ុន្តែបងស្រីគាត់គិតថាវានៅលឿនពេកពួកគេទាយថាការផ្លាស់ប្ដូរភ្លាមៗរបស់ហ៊្យនគឺមកពីការផ្ដាច់ពាក្យជាមួយកូនស្រីតកូនណាំគង់ដែលជានារីមិនចង់រៀបការហើយចង់តែដើរតាមផ្លូវក្បាច់គុណរបស់នាងប៉ុណ្ណោះទោះយ៉ាងណាក៏ដោយឪពុករបស់យូននៅតែចង់ចូលស្ដីដណ្ដឹងនាងម្ដងទៀតក្នុងពេលឆាប់ៗនេះមនុស្សប្រុសពីគ្រួសារណាំគង់ក៏នៅក្បែរនោះរួចទៅហើយដោយកំពុងព្យាយាមរកវិធីគូសំដើម្បីបដិសេធគាត់ក្នុងពេលជាមួយគ្នានេះយូនបានទៅសង្កាត់អ្នកសុំទានដើម្បីសួររកយិនសិនបរិសុទ្ធប៉ុន្តែគាត់ស្វែងរកអស់រយៈពេលយ៉ាងយូរក៏នៅតែមិនឃើញអ្វីសោះមានគេប្រាប់គាត់ថាវាមានរយៈពេលជា20ឆ្នាំមកហើយដែលអ្នកសុំទានបានបាត់ខ្លួនពីតំបន់នេះតាំងពីពេលមេកន្ត្រែងសង់ផ្ទះឲ្យពួកគេមកម្លេះយូនក៏ចង់បានព័ត៌មានអំពីកណ្ដប់ទ្រព្យជាតិផងដែរប៉ុន្តែឥឡូវនេះគាត់មិនដឹងទាល់តែសោះថាពួកអ្នកសុំទានទៅណាបាត់ហើយសោះពេលនោះដែរលោកម្ចាស់ណាំគង់កំពុងនៅការិយាល័យខេត្តដើម្បីពិនិត្យមើលប្រវត្តិរបស់ហ៊ុនដោយសារតែរឿងស្នើសុំរៀបការអ្នកសុំទានបញ្យល់ថាហ៊ីអ៊ុនគឺជាគុណចិញ្ចឹមពិសេសដូច្នេះគ្មានរឿងអ្វីតាក់ទងនឹងគាត់អាចកាត់ឡើងបានទេបើគ្មានការអនុញ្ញាតពីការិយាល័យកណ្ដាលប៉ាក់ស្មូមពួកគេបានចាត់ថ្នាក់ជូនទៅជាកម្រិត Celestial ព្រោះគាត់ជាគុណប្រុសរបស់មេកន្ត្រែងប៉ាក់ដោយសារភាគីមួយខាងទៀតជាអ្នកមានអំណាចណាំគង់ក៏បោះកាក់មួយកណ្ដោភ្លាមហើយប្រាប់ថាគាត់ហ៊ានបង់គ្រប់តម្លៃមិនថាប៉ុន្មានទេតែនៅតែមិនគ្រប់ព្រោះពួកគេមិនអាចបន្ទានច្បាប់ប៉ាក់អ្នកសុំទានឡើយបន្ទាប់មកគាត់ដកចិញ្ចៀនមួយជាត្រាអធិរាជអ្នកណាកាន់វានឹងមានការការពារពីត្រកូលណាំគង់វាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយភ្លាមនោះយន្តបានទៅដល់ទីស្នាក់ការប៉ាក់អ្នកសុំទានប៉ុន្តែកន្លែងនោះមើលទៅស្អាតពេកមិនសមសោះសន្តិសុខម្នាក់ថែមទាំងហៅគាត់ថាអាធាត់ហើយដេញគាត់ចេញព្រោះមានភ្ញៀវសំខាន់នៅខាងក្នុងយន្តមិនខ្វល់រួចព្យាយាមដើរចូលដោយប្រាប់ថាខ្លួនជាកូនប្រុសរបស់មេប៉ាក់សន្តិសុខនោះតបវិញដោយដាល់ចំកណ្ដាលមកគាត់ក្រោយពីការប្រមាថនេះយន្តខឹងយ៉ាងខ្លាំងហើយត្រៀមខ្លួនសងសឹកវិញភ្លាមលើកនេះគឺដើរវិញមួយដៃក្រោយពីណាំគង់ហុចចិញ្ចៀនឲ្យអ្នកសុំទាននោះក៏ប្រគល់ព័ត៌មានរបស់យន្តទៅគាត់រៀបនឹងអានវាទៅហើយតែស្រាប់តែមានការវាយគ្នានៅខាងក្រៅយន្តកំពុងវាយគ្នាជាមួយសន្តិសុខហើយគេក៏ដឹងថាខ្លួនមើលស្រាលអាធាត់នេះហើយតែមនុស្សធាត់ធ្ងន់បែបនេះអាចរហ័សយ៉ាងម៉េចទៅយន្តប្រាប់ថាគាត់កំពុងប្រើក្បាច់ដាវមេឃីអាណនតែដោយសារសន្តិសុខនេះមានកម្រិតទាបពេកវាគ្មានន័យអីទាំងអស់យន្តប្រាប់ថាគ្រាន់តែចង់បានការសុំទោសហើយគាត់នឹងបញ្ចប់រឿងតែបរិសុទ្ធនោះរត់តែខឹងខ្លាំងបន្ទាប់ពីយន្តបានឌីលត្រកូលណាំគង់ពេលសន្តិសុខដកដាមកគម្រាមយន្តក៏វាយគេទម្លាក់ក្នុងមួយក្បាច់អ្វីដែលបន្តបន្ទាប់គឺមានតែសម្រេចរបស់បរិសុទ្ធនោះប៉ុណ្ណោះទោះអញ្ចឹងក្តីយន្តទាញគេឡើងវិញហើយប្រាប់ថានឹងបង្រៀនមីរីយីតគេបន្ទាប់មកគាត់ក៏ទះកំភ្លៀងយាមនោះរហូតមានអ្នកស្រែកពីលើឲ្យឈប់អ្នកនោះលោតចុះមកកណ្ដាលរវាងពួកគេភ្លាមយន្តថយក្រោយតែអ្នកចំណូលថ្មីនោះមិនព្រមឲ្យគាត់ចេញឡើយយន្តនឹងភ្លាមថាគេប្រើក្បាច់គុណយ៉ាងហោកហៅដូច្នេះគាត់ដឹងថាត្រូវតែបញ្ឈប់គេមុនដោយសាររាងកាយបទធាត់របស់គាត់ការប៉ះទង្គិចផ្ទាល់គឺប្រថុយណាស់ក្បាច់ដ៏ខុសខើនេះបង្កើនធម៌ពលផ្ទុះតាមរយៈការបង្វិលហើយយន្តចង់ប្រើការបង្វិលបញ្ច្រាសដើម្បីបន្សាបវាពេលនោះគាត់ដឹងថាបរិសុទ្ធខាងមុខគឺជាអតីតគ្រូរបស់គាត់ក៏បាត់បង់ស្មារតីនេះជាគ្រូដាវវិជាតិមុនរបស់គាត់អញ្ចឹងយន្តស្គាល់ក្បាច់ទាំងនេះច្បាស់ណាស់ទោះយ៉ាងនេះក្តីគាត់នៅតែត្រូវគេវាយដួលបុរសនោះដឹងថាអាធាត់នេះមិនធម្មតាទេពេលដែលយន្តបង្បែកកម្លាំងនៃក្បាច់រន្ទះផ្ទុះអត្តកម្បាំងនោះពីយន្តប្រឹងក្រោកឈរភ្នែករបស់គាត់ឆេះសន្ធោដោយចេតនាសម្លាប់បុរសនោះឃើញអញ្ចឹងក៏ដើរទៅរកប៉ុន្តែកូនចៅរបស់យន្តស្ទុះមកការពារភ្លាមមួយសន្ទុះក្រោយមកយន្តក៏សន្លប់បាត់ទៅពេលនោះហើយទៅវិធានផ្នែកអ្នកសំទានចេញមកក្រៅហើយដឹងថាអាធាត់នៅពីមុខគាត់គឺជាកូនចិញ្ចឹមរបស់មេប៉ាក់គាត់ស្ទុះទៅស្រ័យថាអ្នកណាហ៊ានធ្វើបាបកូនប្រុសមេប៉ាក់បែបនេះភ្លាមនោះគ្រប់គ្នាសម្លឹងដល់ក្តីស្អប់ទៅរកកូនប្រុសណាំគង់ដែលកំពុងភ័យស្លន់ស្លោគេមើលទៅឪពុករបស់ខ្លួនទើបយល់រឿងគ្រប់យ៉ាងភ្លាមគេក៏ហែកឯកសាររបស់យើងចោលវាលែងមានប្រយោជន៍ហើយគេដឹងច្បាស់ថាត្រូវប្រឈមនឹងកំហឹងឪពុកមិនខានបើគុំតែគេជាអនាគតសាច់ញាតិយន្តម្ល៉េះគេត្រូវពិន័យបាត់អីប្រធានបកអ្នកសុំទានលុតជង្គង់សុំទោសហើយរឿងរ៉ាវកាន់តែវឹកវរឡើងបន្ទាប់មកអ្នកសុំទានក៏ប្រាប់ណាំគុំឲ្យលុតជង្គង់សុំទោសដែរបរិសុទ្ធនៅពីមុខគាត់សុំបីតែអតិរិកក៏គោរពគាត់ដែរ
គ្រាន់តែលឺភ្លាមណាំគង់ភ័យស្លន់ស្លោលុតជង្គង់សុំក្តីមេត្តាប៉ុន្តែឪពុកយូននៅតែខឹងខ្លាំងដដែល អ្នកប៉ះកូនសំណប់គាត់ត្រូវតែសងដល់ជីវិតពេលនោះយូនក៏ដើរចេញមកដោយទឹកមុខប្លែកបន្តិច មើលទៅបងស្រីក៏បង្ខំឲ្យធ្វើសក់នេះដើម្បីឲ្យសង្ហាជាងមុន ប្រធានផ្នែកអ្នកសុំទានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញយូនដើរធម្មតាក្រោយពីរងការវាយប្រហារពីកូនប្រុសរបស់ណាំគង់ យន្តដើរត្រង់ទៅសំពះមេគ្រួសារណាំគង់រួចគេប្រាប់កូនណាំគង់ថាខ្លួនជាពូរបស់គេទោះមានអាយុទើបតែ17ក៏ដោយ យូនដើររងចាប់ពេលនេះយូរមកហើយព្រោះបុរសម្នាក់នេះធ្លាប់ជាគ្រូរបស់គាត់កាលពីជាតិមុន ទើបគាត់ផ្ទះកំភ្លៀងគេជាបន្តបន្ទាប់ទោះគេឈឺក៏យូនមិនខ្វល់ឡើយ នៅពេលអនាគតបុរសនេះនឹងក្លាយជាស្ដេចដាវជាកម្ពុជាវីរបុរសមួយក្នុងចំណោមវីរបុរសទាំង6នៃបឋម ពេលនេះយូនបានសងសឹកបន្តិចដោយក្តីថ្ពាល់គេហើយឲ្យគេហៅខ្លួនថាពូយ៉ាងណាក្តីគាត់នៅតែរំភើបដែលបានជួបគេសាជាថ្មី គាត់រំភើបដល់ថ្នាក់ស្រក់ទឹកភ្នែកទោះការសប្បាយចិត្តមួយផ្នែកគឺបានសងសឹកក៏ដោយហេតុអីអ្នកធ្វើបាបខ្ញុំបន្ទាប់មកគ្រប់គ្នាក៏អង្គុយជជែកគ្នាណាំគង់នៅរកនឹកវិធីរំសាយរឿងរៀបការនៅឡើយតែយូនក៏សុំបដិសេធរឿងនេះដល់ខ្លួនឯងតែម្ដង ក៏ប្រាប់ថាខ្លួនរវល់ហ្វឹកហាត់ដើម្បីសង្គ្រោះពិភពលោកដូច្នេះវាមិនមែនជាពេលស័ក្តិសមដើម្បីរៀបការឡើយ គាត់បានបញ្ជាក់ថាការភ្ជាប់ពាក្យនេះត្រូវបានបង្ខំដោយពាក្យសន្យាចាស់ដោយភាគីទាំងសងខាងមិនបានយល់ព្រមនោះទេ សម្រាប់គាត់ការរៀបការអាចរងចាំបានឬបែបនេះឪពុកគាត់ស្រឡាំងកាន់តែម្ដង យូននិយាយពីពិភពគុណដែលពោពេញដោយចៅប្លន់និងទាហានស៊ីឈ្នួលធ្វើអាក្រក់ដោយចង់សម្ដៅទៅលើត្រកូលណាំគង់និងបកអ្នកសំទាន ពួកគេបានត្រឹមនៅស្ងៀមដោយគ្មាននរណាតវ៉ាយូនក៏ក្រោកឈរហើយប្រាប់ថារឿងរៀបការគឺចប់ត្រឹមនេះព្រោះភាគីទាំងសងខាងបានព្រមព្រៀងគ្នាហើយ រួចគាត់ហៅមេបកអ្នកសំទានមកសុំជជែកគ្នាបន្តិចគាត់នៅតែត្រូវការព័ត៌មានអំពីយីងសិនបរិសុទ្ធ គាត់ត្រូវដឹងពីស្ថានភាពពិភពគុណមូរីមបច្ចុប្បន្ននិងពួកមេគុណចាស់ៗដែលតាក់ទងនឹងតកូគាត់ចង់សងសឹកនៅអ្វីដែលពួកគេបានធ្វើគាត់គ្រងនឹងធ្វើឲ្យពួកគេរងទុក្ខវេទនាដោយដែលគាត់ធ្លាប់ឆ្លងកាត់កាលពីជាតិមុនហើយលើកនេះពួកគេត្រូវសងវិញយ៉ាងចាស់ដៃបំផុតកាយផ្នែកដកកាយសាហាវបានលេចឡើងពេលដែលគាត់ដឹងថាទីបំផុតដល់ពេលត្រូវទទួលយកសិស្សចូលក្នុងសាលាគុណហើយត្រឡប់មកអាំងទឹកវិញអ្នកបម្រើបានប្រាប់ឲ្យគាត់ទៅបន្ទប់សម្រាកហ៊ីយ៉ុងមិនខ្វល់សោះរហូតដល់បងស្រីរបស់គាត់មកដល់ជាមួយស្រីបម្រើហើយប្រាប់គាត់ឲ្យទៅសម្រាកដូចគ្នា គាត់ត្រូវការសម្រាប់មែនអង្គរៈរបស់គាត់បានសម្លឹងឃើញនារីមុខស្ងួតម្នាក់នៅក្បែរនាងហើយក៏លងស្នេហ៍ភ្លាមសម្រាប់គេនាងពិតជាប្រៀបដូចជាទេពធីតាដើរលើដីអញ្ចឹង ដោយដឹងថាគាត់ចង់ចូលក្នុងពិភពយុទ្ធគុណបងស្រីគាត់បានសួរថាតើគាត់ភ្លេចរឿងដែលកើតឡើងចំពោះម្ដាយពួកគេហើយឬនៅម្ដាយស្លាប់ដោយសាររឿងមិនទាន់ដោះស្រាយនៅទីនោះហ៊ីយូនគ្រាន់តែសួរបកវិញថាតើនាងពិតជាគិតថាគេនៅខ្សោយនិងពឹងផ្អែកមិនបានមែនទេ សម្ដីនេះធ្វើឲ្យនាងភ្ញាក់ផ្អើលគេសន្យាថារឿងបែបនេះនឹងមិនកើតឡើងចំពោះត្រកូលពួកគេទៀតទេព្រោះគេគ្មានថ្ងៃបណ្ដោយឲ្យវាឆក់យកអ្នកណាទៀតឡើយ លឺបែបនេះបងស្រីគាត់ក៏ញញឹមដោយត្រេកអរដែលឃើញប្អូនលែងជាក្មេងតូចទៀតហើយ នាងអង្អល់ក៏បានម្ចាស់ក្មេងដល់ធាត់របស់យើងថ្នមហើយនិយាយថាគេពិតជាធំលូតលាស់មែនតែលូតទៅខាងទៅតឹងទេហេតុអ្វីបងស្រីដ៏សានល្អម្នាក់នេះធ្វើល្អដាក់គេម្លេះអារម្មណ៍នេះចម្លែកណាស់ឬមួយក៏ការមានគ្រួសារពិតប្រាកដគឺវាមានអារម្មណ៍កក់ក្ដៅបែបនេះឯងក្រោយមកពេលវេលាក៏រំលងផុតទៅយ៉ាងយូរស្រាប់តែទឹកអាំងចាប់ដើមក៏ក្រើកឡើងពេលមានមនុស្សម្នាក់លោតផ្លាតចេញពីក្នុងនោះជននោះប្រកាសថាទីបំផុតពេលវេលាបានមកដល់ហើយចំណែកអ្នកបម្រើក៏ប្រញាប់រត់ទៅប្រាប់ចៅហ្វាយឲ្យប្រុងប្រយ័ត្នតើទីបំផុតហ៊ីយូនរៀមនឹងបដូររូបរាងមែនទេទោះឯងយើងបែរជាប្រែក្លាយទៅជាបរិសុទ្ធស្គមកំប្រះទៅវិញមើលរូបរាងគេចុះអូព្រះហើយមិនគួរឲ្យជឿសោះរដូវរងាឈានចូលមកដល់ហើយយើងក៏ត្រឡប់ទៅវិមានឪពុករបស់គេវិញ បុរសចំណាស់ប្រាប់គេថាគុំជីងក្រៅទាំងរូបរាងស្គមស្លៀកស្លាំងបែបនេះប្រយ័ត្នខ្យល់បក់ប៉ើងហក់បាត់ឥឡូវហើយ ទោះយ៉ាងណាហ៊ីយូននៅតែចេញទៅដដែលព្រោះគេត្រូវបង្វឹកកូនប្រុសរបស់ណាំគង់ដូច្នេះគេក៏ក្រោកឈរប្រាប់ថានឹងទៅលេងពូនៅអានហ៊ុយរួចក៏ចាប់ផ្ដើមរៀបចំអីវ៉ាន់គេសប្បាយចិត្តដែលទីបំផុតមានសេរីភាពខ្លះហើយសង្ឃឹមថាអាចលូចេញទៅដោយស្ងាត់បានអ្វីដែលគេមិនដឹងនោះគឺរទេះសេដ៏ធំមួយត្រូវបានរៀបចំត្រៀមជាស្រេចជាមួយអង្គរៈការពារជាង20នាក់ឯណោះ នៅខាងក្រៅអ្នកគ្រប់គ្នាទាំងខ្លួនចេញដំណើររហូតហើយតែសម្រាប់គេពួកគេគ្រាន់តែជាបន្ទុករំខានប៉ុណ្ណោះដូច្នេះគេក៏នឹកឃើញផែនការមួយ គេហៅគ្រប់គ្នាចូលមកផឹកស៊ីរួចប្រកាសថាពួកគេនឹងចេញដំណើរនៅថ្ងៃស្អែកជំនួសវិញ បងស្រីគេមានគម្រោងមកលាប៉ុន្តែពេលឮសំឡេងប្អូនប្រុសលាឡំជាមួយសំឡេងមនុស្សស្រវឹងឡូឡានាងក៏សម្រេចចិត្តឈររងចាំនៅខាងក្រៅសិនទៅ ពេលនោះអង្គរៈទាំងអស់ត្រូវហ៊ីយូនដាក់ថ្នាំមិនមែនស្រាទេតែជាថ្នាំរំសាយធម្មពលយុទ្ធគុណក្នុងខ្លួនពួកគេច្បាស់ជាដេកស្តុកស្ទឹងមិនអាចកម្រើកបានរហូតដល់ព្រឹក វាជាថ្នាំសណ្ដាំទុនសាច់ដែលគ្រូពេទ្យឲ្យគេទុកការពីខ្លួនពីមានអាសន្នគេរៀបនឹងលួចចេញទៅហើយស្រាប់តែបងស្រីដើរចូលមកតាន់ នាងអប់គេហែបដាំឲ្យថែរក្សាខ្លួនកុំប្រឹងប្រែងហួសកម្លាំងពេកហើយអាចត្រឡប់មកផ្ទះវិញបានគ្រប់ពេលបើមានអារម្មណ៍ថាហត់ឬភ័យខ្លាចនាងនឹងលោកប៉ានឹងរងចាំផ្លូវជានិច្ចបន្ទាប់មកគេក៏លួចយកសេះដ៏ល្អឯករបស់អាធីរីពីក្នុងក្រោលរួចចាប់ផ្ដើមចេញដំណើរតែម្ដងទៅថ្ងៃបន្ទាប់គេធ្វើដំណើរដល់ភូមិតូចមួយប៉ុន្តែអ្នកភូមិនៅតែសម្លឹងមកគេក្នុងក្រសែភ្នែករើសអើងដូចជាអក្រិតជនអាក្រក់បំផុតគឺមើលមកដូចចៅលួចមន់អញ្ចឹងដូច្នេះគេក៏បន្លំខ្លួនជាមន្ត្រីមកពីត្រកូលយូដោយអះអាងថាគេកំពុងស្វែងរករបស់មានតម្លៃសម្រាប់កូនប្រុសរបស់ចៅហ្វាយ គេសួរអ្នកភូមិថាតើមាននរណាធ្លាប់ឃើញថ្មបញ្ចេញពន្លឺពណ៌ក្រហមនៅលើភ្នំដែរឬទេអ្នកភូមិហាក់មានភាពងឹងឆ្ងល់រហូតដល់តាម្នាក់ប្រាប់ថាគាត់ធ្លាប់ឃើញពន្លឺនោះនាពេលព្រះអាទិត្យរៀបលិចការគាត់ដើរជួបព្រៃភ្នំវាជាកម្មយ៉ាស្មីពណ៌ក្រហមចាំងភ្លេកនៅពេលល្ងាចហើយហ៊ីយូនក៏ប្រញាប់សួរពីទីតាំងនោះភ្លាមកន្លែងនោះមានឈ្មោះថាភ្នំចែកដីប៉ុន្តែតាម្នាក់នោះបានប្រមានគេដាច់ខាតកុំឲ្យទៅទីនោះឲ្យសោះទីនោះគ្រប់គ្រងដោយប៉ានិកទាំង9ហើយពួកគេមិនមែនជាចៅព្រៃធម្មតាទេពួកគេសាហាវព្រៃផ្សៃណាស់ឮបែបនេះហ៊ីយូនកាន់តែជឿជាក់ថាគេមកដល់ត្រូវកន្លែងហើយដូច្នេះគេក៏សុំឲ្យលោកតាចំណាស់នោះជួយនាំផ្លូវទៅទីនោះ
ដំបូងលោកតាភ័យខ្លាចខ្លាំងណាស់ប៉ុន្តែបន្ទាប់ពីហ៊ីយុនធ្វើមុខកំសត់រៀបនឹងយំអង្វរគាត់ក៏យល់ព្រមចិត្តទុនអ្នកទាំងពីរក៏ផ្ដាំធ្វើដំណើរចូលទៅក្នុងព្រៃ ពេលទៅជិតដល់ហ៊ីយុនមិនចង់ឲ្យលោកតាបថយជីវិតជាមួយខ្លួនឡើយគេគ្រាន់តែសូមឲ្យគាត់ប្រាប់ទិសដៅហើយលោកតាក៏ចង្អោរប្រាប់ផ្លូវ ហ៊ីយុនសន្យាថានឹងមានរង្វាន់ឲ្យលោកតាពេលប្រាទឹកលិចពន្លឺពណ៌ក្រហមក៏លេចឡើងវាជាយិនសិនព្រមចារីពិតមែន ហ៊ីយុនបញ្ចេញល្បឿនផ្លេកបន្ទោលោតឆ្លងអូហើយគិតក្នុងចិត្តថាបើចៃដនត្រូវគេប្រទះឃើញការប្រយុទ្ធក្នុងទឹកច្បាស់ជាផ្ដាល់ព្រៀបដល់គីមិនខានទីបំផុតគេបានជិះចូលដល់ជំរំបកនាគទាំង9គេចង់ជៀសវាងការប្រយុទ្ធដោយផ្ទាល់ដូច្នេះគេក៏បញ្ចេញថាមពលវិញ្ញាណរបស់ខ្លួនដើម្បីស្វែងរកយិនសិនព្រមចារីនោះដោយស្ងាត់ផ្ទុយទៅវិញគេបែរជាឃើញចៅព្រីម្នាក់កំពុងវាយដំស្ត្រីម្នាក់ហើយពេលឮកូននាងយំចៅក៏ងាកសម្ដៅទៅរកក្មេងស្រីនោះតែម្ដង ដំបងឡៃហ៊ីយុនរៀងស្ទាក់ស្ទើរបន្តិចប៉ុន្តែគេក៏សម្រេចចិត្តលូកដៃចូលត្រឹមមួយប្រព្រឹត្តភ្នែកចៅព្រៃម្នាក់នោះក៏ដួលស្លាប់លើដីមួយរំពេច ក៏ប៉ិតហ៊ីយុនមិនចង់រវីរវល់ទេប៉ុន្តែពេលឃើញម្ដាយនឹងក្មេងតូចនេះហើយគេក៏សម្រេចចិត្តដោះស្រាយរឿងនេះឲ្យចប់តែម្ដងទៅ ឆ្មំយាមជាច្រើនអ្នកទៀតបានរត់ចេញពីខ្ទមក្បែរនោះហើយតួឯកកំព្រើរបស់យើងក៏បានបញ្ជូនពួកគេឲ្យដេកលក់ស្ទុកស្ទឹងយ៉ាងស្ងាត់ស្ងៀមបំផុត ពេលអូខ្លួនអ្នកយាមលាក់ក្នុងផ្ទះគេក៏បានឃើញអ្នកភូមិជាច្រើនអ្នកកំពុងជាប់ឃុំនៅទីនោះគេពិតជាមិនអាចបោះបង់ពួកគេចោលងាយៗបានទេ បញ្ហាត្រង់ថាអ្នកភូមិកំពុងភ័យស្លន់ស្លោនិងពិបាកគ្រប់គ្រងណាស់ដូច្នេះគេក៏ប្រគល់ទូនីតិឲ្យស្ត្រីជាម្ដាយម្នាក់នោះមើលខុសត្រូវរួចប្រញាប់រៀបចំផែនការរត់គេខ្លួនមួយភ្លាម ពេលឆ្មាម្នាក់ដែរចូលមកតាមរកគ្នារបស់ខ្លួនវាក៏ស្រាប់តែឃើញពួកគេដេកលក់អស់រលីងហើយក៏សន្និដ្ឋានភ្លាមថាអ្នកទោសជាអ្នកលួចធ្វើស៊ីមិនខាន វារៀបនឹងហើបមាត់ស្រីទៅហើយប៉ុន្តែបរោះស្គងក៏ព្រះយើងបានកាប់កញ្ចឹងកវាឲ្យដេកស្ទុកស្ទឹងកណ្ដោមិត្តភ័ក្តិវាបាត់ទៅឥឡូវនេះពេលវេលាអនុវត្តផែនការអាចចាប់ផ្ដើមបានហើយ គួរដាក់ដំបងបោះយាមកណ្ដាលបរោះស្បែកយារត់កាត់ទីនោះលឿនដោយផ្លេចបន្ទោទៅដល់ក្រោមប៉មយាមតែម្ដងដៃម្ខាងកាន់គប់ភ្លើងឯដៃម្ខាងទៀតក្តាប់ជាប់ត្រៀមវាយចេញយ៉ាងពេញទំហឹងបញ្ចូលថាមពលវិញ្ញាណទៅក្នុងកណ្ដាប់ដៃគេវាយសសរនោះអស់ពីកម្លាំងកាយធ្វើឲ្យប៉មយាមទាំងមូលដួលរលំព្រមទាំងអ្នកយាមផងដែរ គ្មានអ្នកណានឹកស្មានដល់ទេបន្ទាប់មកពួកគេនឹកឃើញថានេះជាសញ្ញាគ្រប់គ្នាត្រូវតែចម្លៀសខ្លួនចេញហើយរត់យកប្រាណ ស្របពេលជាមួយគ្នានោះមានស្រមោលមួយរត់កាត់យ៉ាងលឿនសាហាវគឺបរោះស្បែកយាកាន់គប់ភ្លើងនោះឯងគេប្រញាប់ទៅដុតផ្ទះឈើមួយខ្នងយប់នេះគេចង់បញ្ឆេះភាពវឹកវរនៅផ្ទះក្បែរនោះមានចៅព្រៃជាច្រើនកំពុងតែដេកលក់ពួកគេសពតែភ្ញាក់ព្រឹបពន្លឺភ្លើងផ្ទះជាច្រើនកំពុងតែឆេះទៅហើយហ៊ុនស៊ុងបានបង្ហាញខ្លួននៅមាត់ទ្វារហើយប្រកាសយ៉ាងក្លាហានថាគេនេះហើយជាអ្នកដុតភ្លើងបរោះស្បែកយាបានដុតកន្លែងនោះរួចបន្តរត់ដុតផ្ទះផ្សេងទៀតដោយជៀសវាងការប្រយុទ្ធយឺតយ៉ាវមិនយូរប្រហែលចៅមួយក្រុមបានតាន់គេត្រូវតែរត់ចេញប៉ុន្តែមានម្នាក់ទៀតចេញមកស្ទាក់ផ្លូវ យន្តសុងគិតផាត់ការវិបហាហើយព្យួរបរោះនោះសន្លប់ភ្លាមគ្មាននរណាអាចបញ្ឈប់គេបានឡើយព្រៀបដូចជាផ្លេកបន្ទោឆ្វេងឆ្វាតកាត់ភូមិនៅយប់នោះ ឆ្មាំពីរអ្នកកំពុងយាមនៅទ្វារធំស្រាប់តែដុំថ្មតូចមួយដែលចោលមកធ្វើពួកគេចាប់អារម្មណ៍ ម្នាក់បានអោនរវារួចងាកឃើញពន្លឺចាំងពីក្រោយខ្នងទាល់តែពេលនោះទើបឲ្យល្ងងនោះដឹងថាទីតាំងដែលខ្លួនយាមកំពុងតែត្រូវភ្លើងឆេះទៅហើយឆ្មាំតែពីរត់ទៅជួយទាំងស្លន់ស្លោហើយអ្នកដែលពួនក្បែរទ្វារទាំងអស់ក៏ឆ្លៀតឲ្យការនោះរត់គេចខ្លួនម្ដាយក្មេងស្រីបានត្រឹមបួងសួងសុំឲ្យអ្នកចម្បាំងអ្នកជួយពួកគេនៅរស់រួចក៏ខំរត់បន្តទៅមុខដើម្បីសេរីភាពលោកម្ចាស់ស្បែកយារបស់យើងបន្តរត់កាត់បន្ទាយទាញចំណាប់អារម្មណ៍ទាំងអស់មកលើខ្លួនតែថាមពលគេក៏រលត់បន្តិចម្ដងពេលនោះទើបវាដឹងថាមានម្នាក់នៅក្បែរត្រៀមវាយលុកទៅហើយជំនួសលឿនពេកហ៊ុនស៊ុងគ្មានពេលគិតទាន់ឡើយការវាប្រហារនោះសំពងចំកណ្ដាលបរោះស្បែកយាធ្វើឲ្យគេខ្ទាតទៅឆ្ងាយជាច្រើនម៉ែត្រអាថ្មសួរកំហុសចង់ដឹងថាជននេះជានរណាតែពេលលោកម្ចាស់ស្បែកយាស្ងាត់មាត់សត្រូវជាច្រើនបានមកចំរោមហើយបញ្ជូបបងរុំរបួសរបស់គេថែមនឹងសួរថាគេកំពុងលាក់មុខអាក្រក់មែនទេស្ពាន់សម្រាប់បបពីគ្រប់ទិសទីហើយការវាប្រហារមុននេះធ្វើឲ្យគេរងរបួសយ៉ាងធ្ងន់អាថ្មបញ្ជាឲ្យកូនចៅទៅប្រលប់ភ្លើងរីឯខ្លួនឯងបែរជាងាកមកលួងលោមអូសទីលោកម្ចាស់ស្បែកយាទៅវិញហ៊ុនស៊ុងបានអង្គុយចុះទិញពេលវេលាដើម្បីស្ដារធម៌ពលវិញ្ញាណឡើងវិញគេនៅស្ងៀមយកកម្លាំងសិនស្វែងរកអ្នកប្រយុទ្ធខ្លាំងនឹងលឿនមកធ្វើជាចៅមិនងាយស្រួលទេពេលមេកំពុងនិយាយគេក៏ឆ្ងល់ពីអាកប្បកិរិយាចម្លែករបស់ហ៊ុនសាំងតើបរិះនេះពិតជាកំពុងតាំងសមាធិកណ្ដាលចំណោមហ្វូមនុស្សមែនទេមិនយូរហ៊ុនសាំងក៏បានធូរស្បើយធម៌ពលវិញ្ញាណគេប្រែជាគួរឲ្យខ្លាចហើយគេសួរថាហេតុអ្វីចចកត្រូវទៅបម្រើកូនឆ្កែទៅវិញសម្ដីនេះធ្វើឲ្យមេក្រុមបញ្ជាកូនចៅឲ្យវីប្រហារភ្លាមសម្រុកជួទៅប្រៀបដូចជាចង់កិនគេទាំងរស់ហើយចឹងក្រោយរងមួយដៃរបាំងមុខក៏របូតចេញហើយពួកគេបានឃើញផ្ទៃមុខពិតដែលលាក់ក្រោមស្បែកដោយយានោះការប្រយុទ្ធនៅតែបន្តទៅមុខហ៊ុនស៊ុងលឿនសាហាវហើយទោះបីចោលទាំងនោះមិនសូវខ្លាំងតែពួកគេចេះសហការគ្នាបានយ៉ាងល្អដោយសារវាប្រហាររួមគ្នាទីបំផុតពួកគេអាចទៅដល់ខ្លួនលោកម្ចាស់ស្បែកយាហើយវាយផ្ដួលគេទៅលើដីបានសម្រេចទោះជាសត្វតោក៏អាចដួលបានដែរបើមានហ្វូងឆ្កែព្រៃមកចោមរោមច្រើនពេកដោយដឹងថាខ្លួនគ្មានជំរឿផ្សេងហ៊ុនស៊ុងក៏បដូរស្ទីលប្រយុទ្ធរបស់គេតែម្ដងរាងកាយគេប្រែជាស្រាលនិងពិបាកទីទុករួចគេក៏ប្រើជំហានអមតៈរបស់មេស្រវឹងទាំង8ដើម្បីរអិលគេចពីក្រុមឆ្មាំយ៉ាងងាយសូម្បីតែមេក្រុមក៏ភ្ញាក់ផ្អើលនឹងក្បាច់នឹងដែរបន្ទាប់មកហ៊ុនស៊ុងបានផ្លាស់ប្ដូរម្ដងទៀតហើយប្រើក្បាច់ហោះហើរគ្មានស្រមោលគេស្ទុះទៅរកមេក្រុមដោយផ្លេចបន្ទោពួកគេវាយតបគ្នាក្នុងមួយប៉ព្រិចភ្នែកប៉ុន្តែហ៊ុនសាំងនៅតែទប់មិនជាប់មេក្រុមមិនស្លាប់ដោយសារក្បាច់នេះទេដោយអស់កម្លាំងរលីងផ្លូវកិច្ចតែមួយគត់គឺត្រូវលោតទម្លាក់ខ្លួនពីលើច្រាំងថ្មចោតពេលធ្លាក់ចុះគេទទួលស្គាល់តែខ្លួនឯងនៅមិនទាន់ខ្លាំងគ្រប់គ្រាន់ដើម្បីយកឈ្នះពួកគេទាំងអស់គ្នាឡើយទោះយ៉ាងណាជន់សងស្បោះថានឹងត្រឡប់មកកាត់ក្បាលពួកគេវិញរួចក៏បាត់ខ្លួនទៅបាត់ដោយមិនភ្លេចលើកម្រាមដៃកដាលដាក់ពួកគេឡើយធ្វើឲ្យថ្មសម្លក់ដោយកំហឹងក្រំបំណះបិទភ្នែករបស់ខ្លួនគេបានបញ្ជាកូនចៅឲ្យចុះទៅរាវរកសាកសពលោកម្ចាស់ស្បែកយាពីក្រោមច្រាំងថ្មប៉ុន្តែកូនចៅម្នាក់បានរត់មកប្រាប់ដំណឹងអាក្រក់ក្រុមចំណាប់ខ្មាំងរត់បាត់អស់ហើយ
រឿងនេះរត់ទៅធ្វើឲ្យអាមេក្បាលទៅពេកខឹងច្រឡោតហើយពេលនេះវារត់តែចង់ឲ្យលោកម្ចាស់ស្បែកយាស្លាប់ទ្វេដងស្របពេលនោះពេលយួនស៊ុំធ្លាក់ចុះគេទម្លាក់ក្បាលទៅមុនគោលដៅតែមួយគត់គឺធ្លាក់ចូលទឹកឲ្យបានស្រាលបំផុតដោយវិលចុះក្រោមព្រៀបដូចជាផ្លែខួងអ្វីដែលគេភ័យបំផុតគឺការបោកផ្ទប់ទៅនឹងបាត់ទន្លេដោយសារតែកម្លាំងសង្កត់ដ៏ធំពីការធ្លាក់នេះឯងគេខំទប់លបឿនបានសម្រេចតែស្រាប់តែមានអ្វីមួយយ៉ាងទាញគេទៅកាន់តែជ្រៅរួចគេក៏លិចចុះដូចដុំថ្មម្ដងទៀតក្រោយចរន្តទឹកហូរគក់យកគេទៅយ៉ាងយូរទីបំផុតគេក៏ត្រូវទឹកបោកបញ្ចូលទៅក្នុងរូងមួយនៅត្រើយម្ខាង គេគ្រាន់តែចង់សម្រាកក្រោយការប្រយុទ្ធដ៏សាហាវប៉ុន្តែថាមពលក្នុងបេះដូងស្រាប់តែមានប្រតិកម្មជាមួយអ្វីម្យ៉ាងនៅក្បែរនោះវាជំរុញគេទៅមុខឲ្យមិនយូរប៉ុន្មានគេក៏ដឹងថាវាជាអ្វីវាគឺយិនសិនបរិសុទ្ធ ក្រោយពីហែលទឹកចូលកាន់តែជ្រៅក្នុងរូងភ្នំហ៊ីយុនស៊ុំស្ទើរតែមិនជឿភ្នែកខ្លួនឯងនៅចំពីមុខគាត់គឺយិនសិនព្រហ្មចារីដែលកំពុងបញ្ចេញអូរ៉ាយ៉ាងខ្លាំងក្លា គាត់សប្បាយចិត្តស្ទើរតែស្រក់ទឹកភ្នែកតែស្រាប់តែនឹកឃើញសម្ដីសំទៀនម្នាក់ប្រាប់ថាវាងាយស្រួលរកណាស់បើបានជួបបាក់មួយនឹងម្ដងទៀតគាត់ប្រកាសជាដុតវាចោលមិនខានព្រោះតែពាក្យកុហកនេះ ដល់មិនខ្លះជិះពេលសំបីមួយវិនាទីគាត់ស្ទុះទៅដកយិនសិននោះដោយដៃទទេនេះពិតជាយិនសិនព្រហ្មចារីក្នុងរឿងព្រេងមែនហើយពេលនេះវាជារបស់គាត់ហើយ គាត់ថែមទាំងកលេចមើលជុំវិញក្រែងលោកមានគេលេងសើចតែគ្មានទេវានៅតែធ្ងន់នឹងជោគជាំដដែលគាត់ទំពាស៊ីយិនសិននោះយ៉ាងសប្បាយចិត្ត ភ្លាមៗនោះធម្មពលវិញ្ញាណរបស់គាត់ចាប់ផ្ដើមពូកញ្ជ្រោលអារម្មណ៍មួយនេះពិតជាស្រស់ស្រាយណាស់រហូតធ្វើឲ្យគាត់ចេះតែបន្តស៊ីវាមិនឈប់បន្ទាប់មកគាត់ក៏អង្គុយចោះដើម្បីបណ្ដោះគុណទាំងរំភើបថាទីបំផុតគាត់អាចឈើខ្ពស់ជាងអ្នកដែលធ្លាប់មើលងាយគាត់ហើយញិបមកភូមិវិញអ្នកបម្រើរបស់ជុនសុងទំពុងព្យាយាមតាមរកគាត់តែដោយសារជុនសុងប្រើឈ្មោះคล้ายៗទៅព្រមមិនឃើញតម្រុយសោះមូលហេតុដែលគាត់មកទីនេះគឺផ្ដើមចេញពីវិមានរបស់មេគ្រួសារឯណោះពេលកំពុងដេកលក់ឪពុករបស់បរោះថតកំហូចនោះបានធាក់ទ្វារចូលមកទាំងសែកឡូឡាពេញនឹងឃើញអ្នកបម្រើកំពុងដេកបរោះនោះក៏ស្ទុះទៅវាយហើយគម្រាមថានឹងមិនជូនឲ្យទៅដេកជារៀងរហូតទៅធ្វើឲ្យអ្នកបម្រើរូបនេះភ័យរត់មកដល់ភូមិដើម្បីតាមរកជុនសុងមួយសន្ទុះក្រោយមកក៏ប្រទះឃើញសេះរបស់បរោះថតនោះរួចក៏សួរក្មេងប្រុសម្នាក់ទាំងភ័យស្លន់ស្លោថាតើម្ចាស់វាទៅណាហើយគ្រាន់តែលឺថាហ៊ានសងឡើងទៅភ្នំចេតិយដែលសម្បូរទៅដោយចៅព្រីគាត់ក៏ចាប់ផ្ដើមយំកាន់តែខ្លាំងព្រោះនឹកសម័យឃើញចៅវាយខ្លួនត្រូវចៅវីធ្វើបាប គាត់រត់ទៅទាំងតក់ស្លុតនៅកន្លែងផ្សេងទៀតក្នុងព្រៃដ៏ត្រជាក់ញាក់សាច់និងភ្លៀងធ្លាក់ខ្លាំងអ្នកភូមិដែលនៅរស់រានមានជីវិតកំពុងប្រញាប់ប្រញាល់ទៅរកភូមិដែលនៅជិតបំផុត មាននរណាម្នាក់កំពុងលាក់ខ្លួនចាំនៅជិតនោះគាត់គឺជាអ្នកនាំផ្លូវដែលបាននាំហ៊ីយុនសុងមកទីនេះហើយពេលនេះកំពុងបង្ហាញផ្លូវចេញដល់ពួកគេស្ត្រីម្នាក់បានអរគុណគាត់ដែលបានជួយពួកគេបុរសចំណាស់រូបនោះក៏សួរថាតើនាងឃើញយុវជនម្នាក់ដែលរំបងជុំវិញខ្លួនដែរឬទេគាត់សម្ដៅទៅលើអ្នកមានគុណរបស់នាងហើយនាងដឹងច្បាស់ថាគេបាននៅចាំក្រោយដើម្បីប្រឈមមុខនឹងពួកចៅព្រៃតែម្នាក់ឯងនៅក្បែរទឹកជ្រោះឯនោះវិញពួកចៅព្រៃកំពុងតែខឹងសម្បាយ៉ាងខ្លាំងព្រោះពួកគេនៅតែរកបុរសស្បែកយាធ្លាក់នោះមិនទាន់ឃើញពេលនោះមានចៅម្នាក់ចង្អុលទៅទឹកជ្រោះបុរសម្នាក់បានដើរចេញពីទឹកហើយរអ៊ូថាខ្លួនស្ទើរតែលង់ទឹកស្លាប់ទៅហើយពួកចៅឆ្ងល់យ៉ាងខ្លាំងថាហេតុអីបានជាគេអាចចេញមកពីកណ្ដាលទឹកជ្រោះបែបនេះតែបុរសនោះបែរជានិយាយថាពួកគេពិតជាជួយសម្រួលការងារគេមែនយ៉ាងណាក៏គេបំរុងនឹងទៅរកពួកវាស្រាប់ទៅហើយពេលនេះគ្មានអ្នកណាម្នាក់ដឹងថាបុរសនេះជានរណាទេគេវាសក់ចាញ់រួចសួរថាតើពួកឯងមិនកំពុងតាមរកយើងទេឬពួកគេនៅតែសម្លឹងមើលទាំងភ្លឹករូបរាងរបស់យុនសុងបានផ្លាស់ប្ដូរខ្លាំងពេករហូតធ្វើឲ្យពួកគេចំណាំគេលែងបានអ្នកប្រហែលជាលែងអាចហៅគេថាបុរសស្បែកយាធ្លាក់ទៀតហើយដោយទឹកមុខត្រជាក់ស្រេបនិងស្ងប់ស្ងាត់យុនសុងបញ្ជាឲ្យពួកវាដោះសម្លៀកបំពាក់ឲ្យគេពេលពួកវាបដិសេធគេក៏ហោះទៅទាត់ក្បាលចៅម្នាក់ពេញទំហឹងការវាយប្រហារនេះផ្ដួលវាឲ្យដេកដួលភ្លាមដោយមិនចាំបាច់ប្រើម៉ាណាទាល់តែសោះអ្នកផ្សេងទៀតឈូកែងញូខ្លួនចំប្រប់ខណៈយុនសុងរអ៊ូថាសម្លៀកបំពាក់ថ្មីរបស់គេប្រឡាក់បាត់ទៅហើយដូច្នេះគេត្រូវការថ្មីបន្ថែមទៀតគេនិយាយបដាសម្លឹងមើលមុខពួកចៅដែលដឹងខ្លួនច្បាស់ថាកំពុងតែនឹងត្រូវគេប្លន់កៅអៅបដាមិនយូរប៉ុន្មានពួកវានៅសល់ត្រឹមខោតំណប់ឈរញ័រខ្លួនតបដោយសារភាពត្រជាក់យុនសុងកាន់អាវុធថ្មីរបស់គេរួចសម្រាប់ចិត្តសាក់លបងវាបន្តិចពួកចៅដែលកំពុងញ័រខ្លួនមិនទឹកដឹងថាមានរឿងអ្វីកើតឡើងផងត្រឹមមួយផុសភ្លេចភ្នែកក្បាលម្នាក់ត្រូវដាច់ខ្ទាតចេញយ៉ាងស្អាតយុនសុងសាច់ចំអករួចសួរថាតើពួកវាពិតជាចង់ឈរនៅស្ងៀមរងចាំសេចក្តីស្លាប់មែនឬអត់ពួកវាបញ្ញាបង្វល់សុំជីវិតភ្លាមតែខ្ញុំសុងបដិសេធគេបានសន្យារួចហើយថានឹងកាត់ក្បាលពួកវាទាំងអស់ឲ្យទាល់តែបានពួកវារត់ទាំងភ័យតស្លុតតែហួសពេលទៅហើយការប្រមាណចាប់ដើមនៅថ្ងៃនោះគ្រប់គ្នាដែលនៅជើងភ្នំត្រូវបានកម្ចាត់ចោលគ្មានសល់គ្មានអ្នកណាម្នាក់អាចគេចផុតពីហ៊ុនសុងបានឡើយក្រោយមកគេសង្កេតឃើញថាកៅអៅគេបលាក់ម្ដងទៀតទើបដើរទៅមាត់ទន្លេដើម្បីលេងសម្អាតបន្ទាប់មកគេឃើញចំណាំងផ្លាតរបស់ខ្លួនក្នុងទឹករួចក៏ស្រឡាំងកាំងបុរសស្បែកយាធ្លាក់នោះបាត់ទៅហើយពេលនេះគេសង្ហាស្ទើរតែមិនគួរឲ្យជឿគេដឹងច្បាស់ភ្លាមថាគឺយិនសិនព្រហ្មចារីនោះហើយដែលផ្លាស់ប្ដូររូបរាងគេដល់ថ្នាក់នេះគេមានអារម្មណ៍ថាសប្បាយចិត្តផងនិងអៀនខ្មាស់ផងចំពោះផ្ទៃមុខថ្មីនេះពេលនេះគេមើលទៅស្រស់ស្អាតដូចបងស្រីគេអញ្ចឹងតែស្រាប់តែមានសម្លេងស្រែកឡើងរំខានអារម្មណ៍វាជាសម្លេងលាន់ចេញមកពីកំពូលភ្នំនៅទីនោះបុរសចំណាស់ជាអ្នកនាំផ្លូវកំពុងត្រូវពួកចៅធ្វើទារុណកម្មអ្នកដែលនៅរស់រានមានជីវិតត្រូវបានចាប់ខ្លួនម្ដងទៀតហើយអ្នកនាំផ្លូវបដិសេធមិនប្រាប់ពីវាពីបុរសស្បែកយាធ្លាក់នោះទេហើយពួកវាក៏រៀបនឹងវាយរំពាត់លើគាត់ម្ដងទៀតភ្លាមនោះចៅម្នាក់បានសង្កេតឃើញអ្វីម្យ៉ាងហើយសួរថាហេតុអីបានជាមានមនុស្សប្រុសឈរកណ្ដាលព្រិលមើលមកពួកវាអញ្ចឹងហ៊ុនសុងអង្គុយចុះឲ្យធ្វើកាយវិការចម្លែកមួយពួកចៅនាំគ្នាឆ្ងល់ថាតើគេពិតជាកំពុងកើបព្រិលនឹងដៃរបស់គេមែនឬប្រហែលជាគេចង់លេងទីដឹងតែដុំព្រិលដែលគេគប់នោះផ្ទុះខ្លាំងដោយគ្រាប់បែកអញ្ចឹងចៅជាច្រើនអ្នកបានដួលស្លាប់ភ្លាមដោយសារតែដុំព្រិលទាំងនេះអ្នកដែលព្យាយាមតទល់នឹងត្រូវកាប់ទម្លាក់ក្នុងលបឿនផ្លែកបន្ទោពួកចៅស្ទើរតែមើលសកម្មភាពគេមិនទាន់ពេលគេស្ទុះចូលទៅហើយពួកវាចោលពេលត្រឡប់មកវិញ
អ្នកដែលនៅរស់ពីការវាយប្រហារដំបងត្រូវបញ្ចប់ជីវិតដោយក្បាច់គុណបំផ្លាញព្រះច័ន្ទឥឡូវសល់មនុស្សតែម្នាក់គត់ដែលនៅរស់ ហ៊ុនសុងសួរថាតើវាខ្លាចគេដែរឬទេតែពេលនេះគ្មានអ្នកណានៅទីនេះស្គាល់ថាគេជាអ្នកណាឡើយអ្នកនាំផ្លូវចំណាស់ក៏អកទាំងឈឺចាប់ហើយពេលនឹកឃើញដល់សេចក្តីល្អរបស់គាត់ដែលជួយនាំផ្លូវហ៊ុនសុងក៏ចាប់ផ្ដើមពុះកញ្ជ្រោលដោយកំហឹង គេសួរថាតើអាមួយនេះជាអ្នកធ្វើមែនទេហើយអាម្នាក់ដែលនៅរស់ក៏បញ្ញាប់កុហកភ្លាមហ៊ុនសុងឆ្លើយតបដោយការក្រវីលំពៃមួយក្បាច់កាប់វាជាពីរចំណែកតែម្ដងពួកអ្នកដែលនៅរស់អង្វរយើងសងឲ្យដោះលែងពួកគេតែគេមិនមែនមកទីនេះដើម្បីពួកវាទេគេមកទីនេះគឺដើម្បីជួយសង្គ្រោះបុរសម្នាក់ដែលធ្លាប់ជួយគេតែប៉ុណ្ណោះអ្នកនាំផ្លូវទីបំផុតបានដឹងថានរណាឈរនៅពីមុខគាត់ហ៊ុនសុងប្រាប់ពួកគេឲ្យត្រឡប់ទៅភូមិវិញឃើញអ្នកនាំផ្លូវនិយាយលេងចេញហ៊ានស៊ូបញ្ជូនធម្មពលវិញ្ញាណចូលទៅក្នុងខ្លួនគាត់ហើយដុតបាត់មុខរបួសនោះទោះវារៀងប្រៃផ្សៃតែនេះជាជំរឿតែមួយគត់គេសួររកអ្នកជួយលីអ្នកនាំផ្លូវរួចបញ្ជាពួកគេឲ្យរត់ត្រឡប់ទៅភូមិកុំងាកមើលក្រោយ ពួកគេធ្វើតាមភ្លាមៗបន្ទាប់មកហ៊ុនសង់ស្បត់ថានឹងយកតន្តកម្មពីឋានសួគ៌ទម្លាក់លើពួកចောင်းភ្នំទាំងនោះនៅមាត់ទ្វារជំរំចោលពួកយាមកំពុងឆ្ងល់ថាហេតុអីបានជាមានសម្លេងរន្ទះកក្រឹមទាំងថ្ងៃរដូវរងាស្រឡះល្អបែបនេះ មួយវិនាទីក្រោយមកម្នាក់ក្នុងចំណោមពួកគេត្រូវដាច់កយ៉ាងលឿនសូម្បីម្ចាស់ខ្លួនក៏មិនដឹងថាស្លាប់ម្នាក់ទៀតក៏ស្លាប់ក្នុងការវាយប្រហារនោះដែរ ហ៊ានសុងដកដង្ហើមធំឲ្យស្រែកហៅមេកាទ្រីនក្បាលត្រងួលឲ្យចេញមកប្រយុទ្ធគេក្រុងនឹងមិនលើកលែងទោសឲ្យពួកសត្វឌីរឆានទាំងនេះដាច់ខាត រាល់ឧបសគ្គនឹងត្រូវកាប់បំផ្លាញចោលគេវាយទម្លុះហ្វូងចោលដូចកាប់ចេកដោយផ្ដួលពួកវាជាច្រើនក្នុងពេលតែមួយយ៉ាងងាយស្រួល ថ្ងៃនេះហ៊ុនសុងមានបំណងបំផ្លាញតកូលនេះចោលទាំងស្រុងអ្នកកំពុងមើលញាក់ខ្លួនភ័យខ្លាចព្រោះដឹងថាដល់វេនពួកគេហើយ ស្រាប់តែព្រួយមួយប៊ីត្រូវហ៊ូយ៉ុងស៊ុងក្រុមរបស់មេកាទ្រីនត្រងល់មកដល់ហើយនេះគឺជាអ្វីដែលហ៊ូយ៉ុងស៊ុងចង់បានតែម្ដង ពេលនេះគេត្រូវតែប្រយុទ្ធដោយប្រើជំនាញខ្លាំងជាងមុនពេលវេលាពិតជាស័ក្តិសមឥតខ្ចោះមែន សំឡេងដ៏ធ្លាប់ស្គាល់មួយបន្លឺឡើងអ្នកបម្រើដ៏កាចសាហាវបានមកដល់ជាមួយកូនចៅដើម្បីកំទេចជំរុំចៅភ្នំ ឆ្មាំសម្រុកចូលវាយពួកចៅហើយអ្នកបម្រើនោះក៏ប្រយុទ្ធបានល្អដែរគាត់ពិតជាពូកែការពារខ្លួនឯងម៉េះ មេកាទ្រីនទាំងអស់ស្រែកត្រាប់កូនចៅឲ្យតស៊ូប្រយុទ្ធតែខ្លួនឯងផ្ទាល់បែរជារត់កំសាកទៅវិញហ៊ានស៊ុំមិនមានបំណងបណ្ដោយឲ្យអាសត្វល្អិតនោះរួចខ្លួនឡើយ បរោះត្រងល់មិនគួរឲ្យជឿថាអ្នកដេញតាមនៅតែតាមជាប់ហើយគេក៏នៅតែមិនស្គាល់មុខថ្មីរបស់ហ៊ុនសុងដែរ ពេលឃើញម្រាមដៃកណ្ដាលលើកឡើងគេក៏នឹកឃើញគ្រប់យ៉ាងភ្លាមភាពភ័យខ្លាចកាន់តែវាយលុកខ្លាំងឡើងគេរន្ធត់ចិត្តយ៉ាងខ្លាំងមនុស្សអាចខ្លាំងប៉ុណ្ណឹងក្នុងមួយយប់មិនទៅពេលនេះគេពិតជាយល់ពីធម្មពលផ្ដាច់ការរបស់ហ៊ុនសុងហើយគេលុចជង្គង់សុំអង្វរជីវិតឲ្យផ្ដល់ជូនទាំងស្រីអាហារនិងមាសតែហ៊ុនសុងសួរថាតើពួកចៅធ្លាប់លើកលែងឲ្យអ្នកណាដែរទេថ្ងៃនេះគេនឹងដាក់ទោសវាក្នុងនាមឋានសួគ៌រួចហ៊ុនសុងក៏ចាប់ផ្ដើមធ្វើអ្វីដែលគេប៉ងមកទីនេះពេលនោះអ្នកបម្រើបានមកដល់ហើយសួរថាតើគេអីទេតែគាត់មិនដឹងថាបុរសនៅចំពោះមុខគឺជានាយវ័យក្មេងរបស់ខ្លួនឡើយ ផ្ទុយទៅវិញគាត់សួររកហ៊ុនសុងលួចចាប់ផ្ដើមរកឧត្តមថាគ្រូសានេះល្ងងខ្លាចប៉ុណ្ណាដោយហៅនាយវ័យក្មេងថាឆ្លើយដោយឪពុកអាក្រក់ចរិតកាញ់សាហាវហើយថាការមុនស៊ីច្រើនដោយគោទៀតផង ហ៊ុនសុងស្ទើរតែចង់សម្លាប់អ្នកបម្រើខ្លួនឯងទៅហើយតែពេលគាត់ដឹងថានេះជានាយវ័យក្មេងពិតប្រាកដសម្ដីគាត់ក៏បដូរភ្លឹបភ្លាមតែម្ដង ស្រាប់តែហ៊ុនសុងប្រែជាសង្ហាខុសធម្មតាហើយពួកគេត្រូវប្រញាប់ត្រឡប់ទៅវិញមុនពេលមេគ្រូសាសម្លាប់គាត់ចោលតែហ៊ុនសុងនៅសល់រឿងមិនតាន់ដោះស្រាយជាមួយអាកូនចៅចលាចលនោះ ដូច្នេះអ្នកបម្រើក៏ទាញយករំពាត់ទេវៈដែលគាត់ធ្លាប់ប្រើកាលនៅជាអធិការមកកាន់ហ៊ុនសុំមិនមានកម្រងធ្វើតាមរឿងនេះទេទើបបំរុងនឹងរត់តែអ្នកគ្រប់គ្រងភូមិគ្រឹះបានចាប់គេដោយរំពាត់ហើយទាញអស់មកក្រោយវិញ តាមផ្លូវហ៊ុនសាំងវាយទៅលើអ្នកបម្រើតែគាត់ការពារបានអ្នកគ្រប់គ្នាពិតជាតក់ស្លុតយ៉ាងខ្លាំង ត្រឹមតែប្រហែលខែប៉ុណ្ណោះនាយវ័យក្មេងបានខ្លាចជាខ្លាំងដល់ថ្នាក់អាចសង្កត់សង្កិនអតីតអធិការម្នាក់បានយ៉ាងងាយការវិទៅលើការពាររបស់បរិះនោះធ្វើឲ្យគាត់ថយក្រោយប្រមាណជំហានតែស្រាប់តែហ៊ុនត្រូវគេលួចបាយពីក្រោយខ្នងវិញ ពួកអ្នកបម្រើទៅតែធ្វើតាមបញ្ជារបស់មេគ្រួសារការប្រយុទ្ធចិត្តដល់ចំណុចកំពូលទៅហើយអ្នកគ្រប់គ្នាកំពុងតែតានតឹងមែនទែន ពេលនោះអ្នកនាំផ្លូវចាស់ក៏លេចមុខមកគាត់អរគុណហ៊ុនដែលបានជួយពួកគេឲ្យប្រាប់ថាអ្នកទោសបានរត់គេចដោយសុវត្ថិភាព លើកនេះពួកគេពិតជាដឹងគុណយ៉ាងជ្រាលជ្រៅហ៊ុនពិតជាបានជួយសង្គ្រោះមនុស្សជាច្រើនអ្នកណាស់ពេលកំពុងរវល់លាគ្នាអ្នកបម្រើក៏លួចចងគេឲ្យអូសយុទ្ធប័ត្រខណៈដែលហ៊ុនស្រែកឡោឡាពេញផ្លូវ បន្ទាប់មកអ្នកបម្រើក៏វាយគេឲ្យស្លាប់ដើម្បីងាយស្រួលលើកគាត់ក៏បានសុំឲ្យអ្នកគ្រប់គ្នារក្សាភាពស្ងៀមស្ងាត់ពីអ្វីដែលហ៊ុនបានធ្វើផងដែរ ដោយសារហ៊ុនប្រាឈ្មោះក្លែងក្លាយពួកគេគួរទុកចោលបែបនេះចុះព្រោះភាពលេចធ្លោពេកអាចនាំគ្រោះថ្នាក់ហើយការតាក់ទាញចំណាប់អារម្មណ៍ពេកក៏មានតែបញ្ហាប៉ុណ្ណោះ ពេលត្រឡប់មករូងភ្នំវិញយិនសិនព្រមចារីនោះបានបាត់ទៅហើយ អាកូនចៅចលាចូលមកតាមរកវាហើយក៏ខឹងសម្បាយ៉ាងខ្លាំងចំពោះការលួចនោះរហូតស្ទើរតែសម្លាប់កូនចៅខ្លួនឯងចោលទៅហើយ វាបញ្ជាឲ្យពួកគេតាមរកចោលភ្លាមហើយសម្លាប់គ្រួសារអ្នកនោះចោលទាំងពូជរបស់ត្រូវបាត់បង់ហើយពេលនេះវាកំពុងឈួតលីលាហើយអ្នកឃើញយកចុះអ្នកបាត់ត្រូវយំពេលហ៊ុននឹងខ្លួនឡើងគេបានដឹងថាឱកាសតាមតនអាកូនចៅចលាចោលក្នុងរូងយិនសិនត្រូវរបូតបាត់ទៅហើយ យ៉ាងណាមិញពេលសប្តាហ៍ទី2គឺខ្ចង់ប៉ុនឆ្នាំលេខមុខមកគេនឹងមានឱកាសមួយទៀតមិនយូរប៉ុន្មានពួកគេក៏មកដល់ទីក្រុងហេហ្វេ វាពិតជាធំទូលាយហើយអ៊ូអរខ្លាំងណាស់ការជួយដូននៅទីនេះក៏ខុសពីស្រុកកំណើតគេដាច់ថែមទាំងមានកន្លែងសម្រាប់ភ្ញៀវមកលេងទៀតផងគ្រាន់តែហ៊ុនឈានជើងចេញពីរទេះសេះគេក៏មកដល់មាត់ទ្វារអធិរាជបាត់ទៅហើយច្បាស់បានខត់គេពេលគេបំរុងនឹងចូលតែស្រាប់តែមានគេប្រាប់ឲ្យទម្លាក់អាវុធចោះនោះគឺជាឪពុករបស់គេដែលរងចាំនៅទីនោះស្រាប់ដោយឃើញទឹកមុខបារម្ភរបស់បរិះចំណាស់ហ៊ុនក៏ព្យាយាមបង្ហាញក្តីស្រឡាញ់តបវិញតែត្រូវបានមើលរំលងព្រោះឪពុកគាត់មើលគាត់មិនស្គាល់សោះផ្ទុយទៅវិញឪពុកគាត់បែរជាចាប់ផ្ដើមវាយអ្នកបម្រើដែលហ៊ានភូតកុហកក្នុងសម្បត្តិព្រោះតាមពិតហ៊ុនគួរតែនៅជាមួយគាត់តាតោះតែត្រូវមួយដៃទើបបរិះនោះព្រមហាមាត់ប្រាប់ថាកំឡោះសង្ហាដែលនៅក្បែរគាត់គឺជាកូនប្រុសជាទីស្រឡាញ់របស់គាត់ឪពុករបស់គាត់ងាកមើលហ៊ុនមួយផ្លែតរួចក៏ងាកទៅវីអ្នកបម្រើបន្តទៀត
គាត់មិនជឿថាកំឡោះសង្ហាម្នាក់នេះជាកូនគាត់ទេដូច្នេះហ៊ានក៏ហៅគាត់ថាប៉ា បុរសចំណាស់កាំងស្ដោពេលឮសំឡេងនេះហើយសួរម្ដងទៀតថាពិតជាកូនគាត់មែនឬអត់គាត់នៅតែមិនចង់ជឿភ្នែកខ្លួនឯង ដំណឹងនេះបានលេចលឺយ៉ាងលឿនប្រធានកងអនុសេនាធំរីកាថាគេប្រាប់មហាជនថាអ្នកបម្រើជាអ្នកដោះស្រាយរឿងនេះតែការពិតឈុនជាអ្នកកម្ចាត់ត្រកូលនោះតែម្នាក់ឯងរឿងនេះធ្វើឲ្យតាណាមគង់ស្ញប់ស្ញែងនិងចង់ដឹងចង់ឃើញទោះគាត់នៅសួរថាប្រធានកងមើលច្រឡំឬអត់ក៏ដោយ ប្រធានកងប្រាប់ទៀតថាដើម្បីនាំជួនមកវិញបានគឺត្រូវប្រើកម្លាំងមនុស្សគ្រប់គ្នាទុកខ្ញុំនេះ បន្ទាប់មកមេគ្រួសារក៏លូកមកថាកូនប្រកួតគ្រាន់តែរឹងរូសបន្តិចប៉ុណ្ណោះហ៊ាមជាអ្នកស្នងតំណែងតកូលធំកើតមកមានទេពកសក្បាច់គុណហើយថែមទាំងស្រក់គីឡូខ្លាយជាកំឡោះសង្ហាទៀតផងសរុបមកកូនគាត់មិនខ្វល់ពីការពិតតែបែរជាជឿពាក្យចចាមអារាមទៅវិញទើបធ្វើឲ្យគាត់សង្ស័យបែបនេះមេតកូប្រកាសថាចាប់ពីពេលនេះទៅគាត់ជួយចាត់ចែងរឿងរៀបការរបស់យ៉នដោយផ្ទាល់តែម្ដងមិនយូរប៉ុន្មានមេតកូទាំងនោះក៏បានជួបជាមួយស៊ីនយ៉ាន់នៅកណ្ដាលដោយសារតែគេជាប្រធានបទដែលកំពុងជជែកគ្នាប៉ារបស់ជនថាចង់ឲ្យកូនទៅប្រឡងបាច់គុណតែមេតកូណាំគង់កាត់ក្តីថាផ្លូវបែបនេះទោះជនពួកគេប៉ុណ្ណាក៏បានត្រឹមជាឧត្តមសេនីយ៍ដែរប៉ារបស់យុនក៏សួរថាតើគាត់មានគម្រោងអ្វីផ្សេងវិញបុរសចំណាស់តបថាបើបានគ្រូល្អជួនអាចខ្លាំងជាងឧត្តមសេនីយ៍ហើយខ្លាចជាវីរបុរសសង្គ្រោះជាតិមិនសល់ឈ្មោះក្នុងប្រវត្តិសាស្ត្រមិនខានពាក្យថាសង្គ្រោះជាតិបានបញ្ឆេះភ្លើងក្នុងចិត្តយុនឪពុករបស់គេភ្ញាក់ផ្អើលហើយសួរថាមានគ្រូខ្លាំងបែបនេះមែនឬណាំគង់ថាមិនអាចទៅរកឯណាឆ្ងាយទេ គាត់ចង់បង្រៀនក្មេងនេះដោយផ្ទាល់ក្នុងនាមជាអតីតមេត្រកូលណាំគង់និងជាស្ដេចដាវណាំគង់ចុងស៊ីន ហ៊ានទាំងហ្វ្លីបសាតាចាស់នេះចង់បានគេធ្វើសិស្សដោយសារតែស្នាដៃដែលគេបានសាងកន្លងមកគេក៏ដឹងដែរថាត្រកូលនេះឲ្យតម្លៃលើសម្ភារៈខ្លាំងណាស់ទោះជាមានអំណាចនិងមានគេគោរពច្រើនក៏ដោយតែជនកថានេះជាឱកាសធំដើម្បីពង្រឹងសមត្ថភាពនិងអាចគេចចេញពីត្រកូលយូរបានមួយរយៈជាការពិតគឺតតែប៉ារបស់គេយល់ព្រមសិនមួយសន្ទុះក្រោយមកឪពុករបស់គេខ្សឹបសួរយំពេលដឹងថាយ៉នចង់ធ្វើជាសិស្សរបស់ណាំគង់តែចាស់ទុំត្រកូលណាំគង់បកកាយនិយាយបញ្ចុះបញ្ចូលគាត់បាត់ទៅហើយតែរឿងគ្រប់យ៉ាងត្រូវបានដោះស្រាយយ៉ាងលឿនប៉ារបស់យូនថាគាត់ធូរទ្រូងពេលដឹងថាណាំគង់មើលថែកូនគាត់ដោយផ្ទាល់ជាពិសេសពេលនេះក៏ត្រូវទៅជួបគាត់អធិរាជ ណាំគង់សួរទាំងងឿងឆ្ងល់ថាអធិរាជចង់បានអីប្រហែលជាទ្រង់ចង់ជ្រើសរើសអ្នកស្នងរាជទើបចង់ឲ្យជីតារបស់គាត់នៅក្បែរ ណាំកងចាប់ដើមបចោភ្លាមថានេះសបញ្ជាក់ពីការទុកចិត្តហើយបរិសុទ្ធចំណាស់ក៏ជឿស្លងតាមពាក្យនោះយ៉ាងងងឹតងងល់ចំណែកហ៊ានវិញធុញទ្រាន់នឹងការសន្ទនារបស់មនុស្សចាស់ណាស់ពេលក្រោយមកពួកគេបានត្រឡប់មកខ្លងទ្វាររាជវាំងដើម្បីលាគ្នាឪពុកដែលកំពុងស្រក់ទឹកភ្នែកផ្ដាំថាត្រូវស្ដាប់អង្គប់លោកពូហើយខិតខំវឹកហាត់ឲ្យបានល្អបន្ទាប់មកគឺជារឿងហួងហែងធម្មតាញ៉ាំបាយឲ្យគ្រប់ពេលសរសេរសម្បត្តិ2ដងក្នុងមួយសប្តាហ៍ហើយមានច្រើនទៀតទីបំផុតពួកគេក៏រៀបចំចេញដំណើរហើយឈូនធូរទ្រង់នៃទស្សនវិជ្ជាដ៏រអាក់រអួលនេះបានចប់ប៉ុន្តែភាពធូរស្រាលនោះមិនបានយូរទេមុនពេលទៅឪពុកនិងអ្នកបម្រើរបស់គាត់បានក្រវីដៃលាគ្នាយ៉ាងកំសត់ដែលមើលទៅគួរឲ្យខ្មាស់អៀនខ្លាំងបំផុតយ៉ាន់ខ្មាស់គេឡើងចង់ជ្រុះមុខទោះក្នុងចិត្តសប្បាយដែលមានគេខ្វល់ខ្វាយពីខ្លួនក៏ដោយភ្លាមនោះលោកពូរបស់គេក៏ហៅហើយយ៉ាន់ក៏ងាកទៅភ្លាមមេត្រកូលណាំគង់គ្រាន់តែប្រាប់ឲ្យដើរតាមយុនដឹងភ្លាមថាការវឹកហាត់ពិតប្រាកដចិត្តចាប់ផ្ដើមហើយ ពួកគេដើរកាត់ទីក្រុងព្រមទាំងរាក់ទាក់អ្នកភូមិមិនយូរប៉ុន្មានជនក៏ចាប់អារម្មណ៍ថាមេត្រកូលពិតជាមានប្រជាប្រិយភាពខ្លាំងណាស់ទៅដល់ណាក៏មានគេអោមក្បាលគោរពគាត់យ៉ាងជ្រាលជ្រៅប៉ុន្តែអ្វីដែលធ្វើឲ្យហ៊្យូនស្ញើសរសើរនោះគឺទំហំដ៏ធំសម្បើមនៃទីក្រុងរបស់ត្រកូលណាំគង់ច្បាំយាមការមាននៅគ្រប់ទីកន្លែងក៏តែពេលឃើញមានដឹកនាំរបស់ពួកគេក៏ថយចេញភ្លាមណាំកងនំគេឡើងទៅលើមួយសន្ទុះពួកគេក៏ឡើងទៅដល់កំពូលកំពែរាជវាំងហ៊្យូនស្ញាប់ស្ញែងនឹងទស្សនវិជ្ជានេះខ្លាំងណាស់ស្រាប់តែបរិសុទ្ធចំណាស់ចាប់ផ្ដើមអណ្ដែតឡើងហ៊្យូនដឹងថាស្ដេចដាវកំពុងប្រើវិជ្ជាហោះហើរដែលសូម្បីតែគ្រូរបស់គេក៏ធ្វើមិនបានផងមួយសន្ទុះក្រោយមកបរិសុទ្ធចំណាស់ក៏ចោះចតលើរចនាសម្ព័ន្ធឈើមួយរួចងាកមកប្រាប់ហ៊្យូនឲ្យឡើងមកតាមដែរហ៊្យូនឯប្រើវិជ្ជាហោះហើររបស់ប៉ាក់ស្មូមដើម្បីឡើងទៅបានយ៉ាងងាយស្រួលតែគេទីដឹងថាស្ដេចដាវប្រកាសជាមិនចូលចិត្តវាទេគាត់ប្រហែលជាខឹងហើយសួរថាហេតុអ្វីយន្តទៅពាក់ព័ន្ធជាមួយពួកស្មូមទាំងនោះដូច្នេះគេក៏រើសយកវិធីមួយផ្សេងទៀតហ៊្យូនលត់សម្ដៅទៅរកមេតកូលហើយចោះចតនៅចំពីមុខគាត់តែម្ដងបរិសុទ្ធចំណាស់សរសើរពីល្បឿនរបស់គេហើយយន្តពិតជាមានអារម្មណ៍កិត្តិយសណាស់ភ្លាមនោះបរិសុទ្ធចំណាស់ក៏សួរថាតើគេចាប់អារម្មណ៍ផ្លូវមកទីនេះឬអត់ហើយគិតថាពួកគេបានដើរកាត់ប៉ុន្មានកន្លែងទៅហើយហ៊្យូនព្រឺសម្បល់ពេលដឹងថានេះអាចជាការសាកល្បងតាំងពីដើមមកប៉ុន្តែមេតកូលក៏បានឆ្លើយជំនួសគេទៅហើយគឺ64កន្លែងស្របពេលហ៊្យូនសុំទោសដែលមិនបានចាប់អារម្មណ៍ជំនួសឲ្យការខឹងបរិសុទ្ធចំណាស់ប្រាប់ថាកន្លែងទាំងអស់នោះជារបស់ត្រកូលណាំគង់ទាំងអស់ដែលមិនច្បាស់ថាខ្លួនស្ដាប់បានត្រឹមត្រូវហ៊្យូនបានសុំឲ្យគាត់និយាយម្ដងទៀតមេគ្រូសាបានចង្អុលទៅសាលាឆាទៀនក្បែរជ្រោះចូលភ្នំហើយសួរថាហ៊្យូនអាចមើលឃើញវាទេគាត់ថាឃើញរួចបរិសុទ្ធចំណាស់គន្យល់ថាទីធ្លាពីសាលាឆាទៀននោះដល់ចុងម្ខាងទៀតសុទ្ធតែជាដីរបស់ណាំគង់តាពូកែសួរថាដីនឹងផ្ទះទាំងនោះមិនធំទេឬហ៊្យូនដែលនៅតែងឿងឆ្ងល់ឆ្លើយតបយ៉ាងខ្លីថាបាទវាពិតជាធំមែនរួចតែដដែលងាកមកសួរយោបល់គាត់ហ៊្យូនគិតលេងចេញហើយបរិសុទ្ធចំណាស់នោះនៅតែបន្តសួរខ្លួនឯងហើយឆ្លើយខ្លួនឯងទៀតគាត់ថែមទាំងគិតថាការធ្វើដំណើរមកទីនេះគ្រាន់តែជាការសាកល្បងវិជ្ជាហោះហើររបស់គាត់ប៉ុណ្ណោះពេលយូនរៀបចំខ្លួននឹងចាក់ចេញតាចាស់សួរថាឯងយល់ទេក្រោយពីឃើញទ្រព្យសម្បត្តិទាំងនេះប៉ុន្តែយូននៅតែត្រៀមខ្លួនដើម្បីរត់ចេញឲ្យបាត់គ្រាន់តែគាត់បោះជំហានទៅមុខភ្លាមមេគ្រូសានិយាយថាគាត់នៅតែមិនយល់ទោះបីជាឃើញរបស់អស់ទាំងនេះក៏ដោយពេលនោះទើបហ៊្យូននឹកឃើញពាក្យថាទ្រព្យសម្បត្តិហើយក៏ទម្លាក់ក្បាលចុះដល់ដីដោយការដឹងខ្លួនភ្លាមទាំងមុខចាំខ្មៅគាត់ងើបឡើងសុំឲ្យមេគ្រូសាពន្យល់រឿងនេះឲ្យបានច្បាស់ជាងមុនជាមួយស្នាមញញឹមបន្លំតាចាស់និយាយថាមួយចំណែកធំនៃទ្រព្យទាំងនេះអាចធ្លាក់មកលើដៃហ៊្យូននេះធ្វើឲ្យគាត់ភ្ញាក់ផ្អើលជាខ្លាំង
ចូលដល់ចំណុចសំខាន់គាត់គ្រាន់តែរៀបការជាមួយហ៊ូយេចៅស្រីតាចាស់នោះនឹងទទួលបានថ្លៃបណ្ណាការយ៉ាងក្រាស់ក្រែលជាក់ជាមិនខានក្រៅពីអូបិនឡាយយូមកទីបំផុតឈុនយល់ពីមូលហេតុដែលគេនាំគាត់មកទីនេះហើយប្រកាសណាស់នោះគឺជាមូលហេតុចម្បងតែម្ដងតាចាស់បានបញ្ជាក់រឿងនេះឥឡូវគ្រប់យ៉ាងសមហេតុផលហើយថាហេតុអ្វីស្ដេចដាវលំបាកច្រើនយ៉ាងនេះជាមួយឪពុកគាត់គ្រាន់តែដើម្បីអូសទាញគាត់មកទាំងមុខញញឹមតាចាស់ប្រាប់ថាគាត់នឹងបញ្ចុះបញ្ចុះហៀងដូច្នេះហ៊ីយុនមិនបាច់បារម្ភពីរឿងនេះឡើយហ៊ីយុនគិតថារឿងនេះវាឈួតពេកទើបលោតចុះពីលើដំបូលតែម្ដងបើស្ដេចដាវកំពុងនិយាយរឿងរៀបការមែននោះគាត់ច្បាស់ជាលប់សតិហើយតាចាស់បញ្ញាប់ដេញតាមពីក្រោយភ្លាមព្រមទាំងស្រែកប្រាប់អាឡអិតនោះឲ្យឈប់ហ៊ីយុនធ្វើឲ្យដូចជាមិនលឺហើយនៅតែបន្តរត់ទៅមុខទៀតពីក្រោយគាត់តាចាស់តាមដេញទៅទឹកមុខកាច់សាហាវដោយប្រាប់ថាគាត់អាចឲ្យច្រើនជាងនេះបើហ៊ីអ៊ុនត្រូវការពេលនោះទើបហ៊ីយុននឹងថាខ្លួនកើតជាថ្មីជាកុមារទេពក្បាច់គុណដែលគួរតែអស្ចារ្យទៅហើយប៉ុន្តែស្ដេចដាវបែរជាតាមស្អិតដែលធ្វើឲ្យរឿងគ្រប់យ៉ាងវិនិច្ឆ័យអស់រំពេចនោះតាចាស់ស្រាប់តែឈប់ហើយស្រែកថាបើហ៊ីយុនរៀបការជាមួយចៅស្រីគាត់ទ្រព្យភាគច្រើនរបស់ត្រកូលណាំហ្គងនឹងក្លាយជារបស់គេហ៊ានបដិសេធដោយអហង្ការតាចាស់ខឹងសម្បាក៏ទាមទាររកហេតុផលទើបហ៊ីយុនរំលឹកថាគេគឺជាកូនប្រុសតូលរបស់ត្រកូលយូទឹកដីអានពីងស្ទើរតែទាំងមូលជារបស់ត្រកូលយូហើយអាធីរីកតែងតែប្រទានអំណោយឲ្យឪពុកគេមិនដាច់ចុះហេតុអីគេត្រូវរៀបការព្រោះតែលួយទៅគេសឹងតែដកដង្ហើមធំហើយប្រាប់ពូកំសត់នោះម្ដងទៀតថាគេជាអ្នកស្នងមរតកទូលប្រចាំត្រកូលដូច្នេះរឿងរៀបការនេះត្រូវតែបញ្ចប់ត្រឹមនឹងហ៊្យនធ្លាប់រំភើបចិត្តព្រោះគាត់ថាខ្លួននឹងបានរៀនសូត្ររឿងក្បាច់គុណពេលនោះទើបតាចាស់ដឹងថាទ្រព្យសម្បត្តិគ្មានន័យទេសម្រាប់ក្មេងតែកើតមកមានអ្វីៗគ្រប់យ៉ាងយ៉ាងណាមិញក្នុងនាមជាអ្នកបំបែកគ្រប់ដែនកំណត់និងខ្លាយជាស្ដេចដាវគាត់ត្រូវតែមានអ្វីផ្សេងទៀតដើម្បីយកមកតាក់ទាញបន្តិចក្រោយមកតាចាស់ចាប់ផ្ដើមបញ្ចេញក្បាច់ដាវយ៉ាងរស់រវើកហ៊្យនគ្រាន់តែឆ្ងល់ថាហេតុអីគេអូសគាត់មកដើម្បីឲ្យមើលរឿងនេះតាំងពីព្រលឹមទៅវិញណាំកងមិនចប់ហើយក៏អូលពីក្បាច់ដាវធរិចរបស់ខ្លួនព្រមទាំងសួរថាវាមិនអស្ចារ្យទេឬឈុនគិតថាមនុស្សចាស់ប្រហែលជាចូលចិត្តក្រោបពីព្រលឹមស្រាប់តែតាចាស់ក្រវីដាវរបស់គាត់ហើយហៅវាថាកំបិតបន្ទុះរំញ័រមុខដាវនោះកាត់ដើមឈើម្ដងហើយម្ដងទៀតពីមុំផ្សេងៗគ្នាហើយរឿងដំបូងដែលហាយុនគិតនោះគឺតើដើមឈើទាំងនោះថ្លៃប៉ុណ្ណាទៅតាចាស់បន្តបញ្ចេញក្បាច់គុណមួយហើយមួយទៀតអស់រយៈយ៉ាងយូរគួរក្រែលតម្រាំដកដង្ហើមធូរគាត់ប្រាប់ថាក្បាច់គុណទាំងនេះបង្រៀនតែកូនចៅផ្ទាល់របស់ណាំហ្គុងប៉ុណ្ណោះគាត់រៀបនឹងប្រាប់ថាការរៀបការជាមួយចៅស្រីគាត់នឹងធ្វើឲ្យហ៊្យូនអាចរៀនវាបានទាំងអស់តែហ៊្យូនបែរជាដើរចេញបាត់ទៅហើយទាំងស្លន់ស្លោតាចាស់ស្ទុះទៅខាត់គេហើយបង្ខំឲ្យគេផ្ដោតអារម្មណ៍ទាំងនេះជាក្បាច់គុណកំពូដែលលួចច្រានពុនណាក៏ទិញមិនបានដែរហើយយន់ឆ្លើយថាគេដឹងហើយតែអ្វីដែលអួតមុននេះគឺគ្មានអ្វីអស្ចារ្យនោះទេតាចាស់សើចក្អាកក្អាយប្រកាសណាស់នេះគ្រាន់តែជារឿងកំ pl ែងប៉ុណ្ណោះរួចក៏ប្រាប់ថាឈុនប្រកែមែនតែគេទើបតែចាប់ផ្ដើមរៀនក្បាច់គុណប៉ុណ្ណោះដូច្នេះគ្មានផ្លូវដែលគេដឹងថាក្បាច់ទាំងនេះអស្ចារ្យប៉ុណ្ណានោះទេគាត់ក៏បញ្យល់ថាក្បាច់គុណត្រូវបានសាងឡើងនិងសម្រួលពីមួយចំនួនទៅមួយចំនួនពេលហ៊ីយ៉ុងកាសម្ដីឲ្យប្រាប់ថាគេអាចធ្វើវាបានយ៉ាងងាយនោះតាចាស់ភាំងហើយប្រាប់ឲ្យគេជប់និយាយរឿងផ្ដេសផ្ដាស់ទៀតហ៊ីយ៉ុនសួរដោយស្ងប់ស្ងាត់ថាចង់ឲ្យគេបញ្ជាក់ឬអត់ឬបានមេឈើមួយគេគិតថានេះជាវិធីតែមួយគត់ដើម្បីឲ្យតាចាស់នេះព្រមចុះចាញ់គិតទៅពាក្យចចាមអារាមគង់តែលេចលឺដដែលទេដូច្នេះធ្វើពុតជាកុមារទេពម្ដងទៀតក៏មិនខាតអ្វីដែរគេចាប់ដើមគ្រវីមេឈើខណៈពូចាស់នៅតែបន្តប្រាប់គេឲ្យឈប់លេងសើចទៀតទៅរួចមកញ៉ុនសុកមេឈើទៅក្នុងស្រោមដាវស្រមោលក្រោយផ្អាកបន្តិចដើម្បីផ្ដោតអារម្មណ៍គេក៏ចាប់ផ្ដើមសម្ដែងក្បាច់គុណនោះតែម្ដងតាចាស់ឈោកៀងទាំងផនភាំងយន្តកំពុងប្រើក្បាច់ដាវអាធិរិកពិតមែនហើយគេប្រើវាបានយ៉ាងល្អឥតឆោះដោយមានត្រឹមមេឈើធម្មតាប៉ុណ្ណោះតាចាស់ស្ទើរតែមិនជឿភ្នែកខ្លួនឯងគាត់ប្រញាប់ស្រែកបន្លឺឡើងឲ្យហ៊្យូនបញ្ឈប់ភ្លាមទាំងខឹងនឹងតក់ស្លុតគាត់ទៀមទីចង់ដឹងថាមានរឿងអីកើតឡើងឲ្យប្រកាសហើយយូនចេះក្បាច់ដាវអាធិរិកនេះបានយ៉ាងម៉េចទៅដោយគ្មានការភ័យខ្លាចសូម្បីបន្តិចហ៊ីអ៊ុនបានឆ្លើយថាលោកតានោះឯងជាអ្នកបង្រៀនគេដោយនៅតែយល់ច្រឡំគាត់ក៏សួរតាហ៊ីអ៊ុននិយាយមែនទេឬអត់ហនឆ្លើយថាគេទើបតែឃើញការបង្ហាញក្បាច់គុណនេះអំបញ្ញមិញពេលនោះហើយដែលលោកតាចាប់ផ្ដើមយល់ការហៅក្មេងនេះថាទេពកោសលនៅមិនទាន់គ្រប់គ្រាន់ផងខណៈដែលគាត់ឈោគិតថាហ៊ីអ៊ុនអាចចម្លងក្បាច់គុណក្រោយពេលឃើញវាតែម្ដងនោះហ៊ីអ៊ុនក៏បានស្រែកហៅគាត់គេសួរតាលោកតាតែងតែឈោសម្លឹងមើលទាំងហៀទឹកមាត់បែបនេះរហូតមែនទេបន្ទាប់មកហ៊ីអ៊ុនក៏បោះមេឈើចោលហើយនិយាយថាគេច្បាស់ជាមិនរៀបការជាមួយចៅស្រីរបស់គាត់ដែរខាត់លោកតាបានត្រឹមនិយាយខ្សឹបថាយល់ព្រមពេលកំពុងមើលមេឈើធ្លាក់ចោលប៉ុន្តែនៅក្នុងកែភ្នែករបស់គាត់កំពុងឆេះសន្ធោសន្ធៅក្មេងប្រុសនេះល្អចោះហើយគាត់នឹងបង្ខំគេឲ្យរៀបការជាមួយនឹងតលតែបានដោយឡែកនៅក្នុងទីក្រុងណាមហ្គងបរិះ3នាក់កំពុងដើរតាមផ្លូវពួកគេដើរយ៉ាងស្ងៀមស្ងាត់ក្នុងចំណោមអ្នកភូមិរហូតតតែម្នាក់ក្នុងចំណោមពួកគេបញ្ជាឲ្យអ្នកផ្សេងទៀតបំបែកគ្នាត្រង់នេះពេលធ្វើបែបនោះគេនឹកឃើញរឿងដែលដឹងក្រោយពីផ្ដល់ប្រាក់ឲ្យពលរដ្ឋម្នាក់សម្រាប់ព័ត៌មានបុរសនោះនិយាយថាមានអតិថិជនម្នាក់មកដល់កាលពី2ថ្ងៃមុនបន្ទាប់មកក៏ប្រមូលអ្នកដែលស្គាល់ហួងឆាន់ហើយចាប់ដើមសួរនាំពី Crimson Paintball ភ្លាមអ្នកនោះឈ្មោះជីនវីគុងហើយប្រកាសណាស់អ្នកផ្ដល់ព័ត៌មានត្រូវបានគេសម្លាប់បន្ទាប់ពីនោះយើងក៏ត្រឡប់មកកន្លែងស្នាក់នៅរបស់តួឯកវិញដែលមាននរណាម្នាក់កំពុងស្រែកហៅពូរបស់គេនៅចំពីមុខហ៊្យូនបានបើកទ្វារដើម្បីជួបអ្នកហៅនោះគេជាអតីតគ្រូរបស់គាត់ដែលពេលនេះជាក្មួយប្រុសរបស់គាត់កំពុងសួរថាមិនវឹកហាត់ក្បាច់គុណមែនទេឈូនឆ្លើយយ៉ាងរំភើយថាខ្លួនមិនចាំបាច់រៀនពីក្បាច់គុណរបស់ត្រកូលណាំហ្គុងនោះទេសម្ដីនោះធ្វើឲ្យក្មេងប្រុសខឹងភ្លាមហើយបញ្ជាឲ្យគេចេញមកជាបន្ទាន់ហ៊ីអ៊ុនគិតថាក្នុងជីវិតមុនការសម្លឹងនេះច្បាស់ជាធ្វើឲ្យគេភ័យខ្លាចប៉ុន្តែពេលនេះវាមើលទៅគួរឲ្យស្រឡាញ់ទៅវិញក្មេងប្រុសនោះកំពុងតែខឹងសម្បាយ៉ាងខ្លាំងគេស្អប់ស្ថានភាពនេះណាស់ជាពិសេសពេលដឹងថាហ៊្យូនមានដងពីធម្មជាតិអាចចម្លងក្បាច់គុណបានត្រឹមឃើញវាតែម្ដងនោះទូយ៉ាងណាគេដឹងថាទេពកោសល្យមានតែខាងក្រៅបើគ្មានការវឹកហាត់កម្លាំងខាងក្នុងទេច្បាស់ជាខ្លាចជាអ្នកប្រយុទ្ធដ៏អន់ម្នាក់
ហើយសូម្បីតែពេលនេះគេមិនអាចដឹងពីដាននៃធម៌ពលខាងក្នុងពីហ៊ីយូនឡើយដូច្នេះគេក៏ចាប់ស្មារបស់ហ៊ីយូនហើយប្រាប់យ៉ាងម៉ឺងម៉ាត់ម្ដងទៀតឲ្យទៅជាមួយគេហ៊ីយូនគិតថាមនុស្សល្ងងនេះកំពុងជីករណ្ដៅកប់ខ្លួនឯងហើយដោយញៀកមកជាមួយនឹងក្រសែផ្នែកកំណែតគេសម្រេចចិត្តថាទីបំផុតដល់ពេលត្រូវចាប់ផ្ដើមវឹកហាត់សើរបស់ខ្លួនហើយគេរុញដៃក្មេងប្រុសនោះចេញពីស្មាហើយប្រាប់ថាគេឮតែក្មួយប្រុសមានគម្រោងបង្រៀនខ្លួនទេប៉ុន្តែគ្មានអ្វីត្រូវរៀនពីក្មេងនេះឡើយ បើតាមពិតទៅហ៊្យូនទៅជាអ្នកត្រូវបង្រៀនក្មួយប្រុសដែលគ្មានប្រយោជន៍នេះ ក្មេងប្រុសស្រែកកំហកថាគេសុភាពរៀបសារហើយថាពូទៅហើយចុះហេតុអ្វីបានជានៅតែហ៊ានមិនចេញចង្រិតក្រអឺក្រទាំបែបនេះទៀតហ៊ីអនគ្រាន់តែសួរថាគេកំពុងធ្វើមុខបែបណាតើគេនឹងវាយពូខ្លួនឯងដើម្បីបង្ខំឲ្យទៅជាមួយមែនទេបន្ទាប់មកគេប្រាប់ឲ្យសាក់មើលបើអាចធ្វើបានដោយហៅថាក្មួយម្ដងទៀតហើយនោះរឹតតែធ្វើឲ្យក្មេងប្រុសនោះខឹងខ្លាំងឡើង ជាមួយនឹងកម្លាំងងងឹតផចេញមុខហ៊្យូនសួរថាការហៅក្មួយខ្លួនឯងវាយ៉ាងម៉េចបន្ទាប់មកគេក៏បញ្ចេញស្នាមញញឹមបែបឈួតឈួតហើយចំអកដោយហៅក្មួយម្ដងទៀត ក្មេងប្រុសនោះស្រែកថាគេពិតជាឈួតហើយក្រអឺតក្រទមហួសស្មាននិយាយតាមត្រង់ទៅពាក្យក្រអឺតក្រទមវានៅតិចតួចពេកសម្រាប់ការខឹងរបស់គេគេគួរតែជេរប្រមាថឲ្យអាក្រក់ជាងនេះការញុះញង់ពិតជាបានផលមែនគេមើលទៅចង់តែផ្ទុកកំហឹងទៅហើយតែនៅមិនព្រមជេរទៀត ហ៊ីយ៉ុនចង់ឲ្យបង្ហាញពីរបៀបដែលគេនិយាយស្បាប់ទៅធម្មតាពេលដែលអាចនិយាយបានត្រឹមពាក្យក្រអឺតក្រទមរួចក៏ចំអកឲ្យគេដែលចេះជេរតែមួយម៉ាត់ ក្នុងជីវិតមុនបុរសម្នាក់នេះប្រើពាក្យជេរមិនដែលជន់គ្នារាល់ថ្ងៃ ដូច្នេះជួនចាំថាគេជាមនុស្សដែលជាប្រមាថអត់ឈប់ឈរតាំងពីនៅក្មេងមកម្លេះ ការនោះគេគ្មានគូប្រៀបខាងប្រាដាឡើយហើយគេថែមទាំងហៅគេថាស្ដេចដៅអារម្មណ៍ទាំង7ទៀតផង គេបានរុញច្រានរាល់អារម្មណ៍មនុស្សដល់កម្រិតកំណត់តាមរយៈក្បាច់គុណគេនឹងវាយនរណាម្នាក់គ្រាន់តែដោយសារគេក្រោកពីគេងក្នុងអារម្មណ៍មិនល្អឬដោយសារគេមានអារម្មណ៍ល្អក្រោយពីញ៉ាំអាហាររួចដោយសារតែអារម្មណ៍ប្រែប្រួលទាំងអស់នោះហ៊្យូនបានរងទុក្ខជាច្រើនកាលពីមុនដូច្នេះវាហាក់មិនសមហេតុផលទាល់តែសោះ តើបរិនេះអាចសុភាពរៀបសារបែបនេះបានយ៉ាងម៉េចទៅបើកាលពីមុនគេឈានដល់ចំណុចកំពូលនៃភាពឈួតលីលាទៅហើយនោះបើវាប្រែប្រួលមិត្តរួមប្រយុទ្ធរបស់ Move On អាចនឹងមិនមានឡើយហើយហ៊ានមិនអាចបណ្ដោយឲ្យវាកើតឡើងទេដំបូងឡើយគេគ្រាន់តែចង់ជួយខាងក្បាច់គុណទេតែពេលនេះគេត្រូវតែកែប្រែអត្តចរិតរបស់ក្មេងប្រុសនេះផងដែរ គេចាត់ទុកវាជារឿងគួរឲ្យធុញទោះជាស្នាមញញឹមដ៏ពិសពុលនៅលើមុខគេមិនបានបញ្ជាក់បែបនេះក៏ដោយក្មួយប្រុសរបស់គេពេលនេះកំពុងហៅពូខ្លួនឯងថាមនុស្សអាក្រក់ហើយទាមទារចង់ដឹងថាគេកំពុងនិយាយពីអ្វីឲ្យប្រកបពេលឈួនស្រាប់តែលេចមុខនៅចំពីមុខហើយប្រាប់ថាគេនឹងយល់បន្ទាប់ពីត្រូវវារួចបរិះនោះភ្ញាក់ព្រឺតដោយឆ្ងល់ថាតើនេះជាក្បាច់ជើងខ្យល់ស៊ូរីមែនទេក្រោយតាំងជំហរគេប្រកាសថាក្បាច់ចម្លងថោកទាបនេះគ្មានឱកាសទេបន្ទាប់មកគេក៏ស្ទុះចូលទៅដោយនិយាយថាគេនឹងបង្ហាញពីគម្លាតរវាងរបស់ពិតនិងរបស់ខ្លាញ់ខ្លាយការវាប្រហាររបស់គេពិតជាសាហាវមែនសូម្បីតែឈួនក៏កោតសរសើរដែរខណៈដែលគេគិតផុតពីការវាលោកនោះ ទោះជាយ៉ាងណាការវាយប្រហារបែបនេះមិនអាចប៉ះគេបានឡើយបុរសនោះវាយប្រហារម្ដងទៀតហើយហ៊្យូនក៏លោតឡើងក្នុងទម្រង់ចម្លែកមួយដែលសភាវគតិក្មេងប្រុសប្រញាប់ទប់ការវាយប្រហារប៉ុន្តែរងមួយជើងយ៉ាងនេះក៏ធ្វើឲ្យគេទប់ចំហលេងជាប់គេអាចរៀបរៀងវាបានប៉ុន្តែកម្លាំងនៅតែប៉ោងគេឲ្យហោះបានច្រើនម៉ែត្រខណៈពេលដែលក្មេងប្រុសដកដង្ហើមធំហ៊ានបានសួរថាតើគេគ្រាន់តែមានគម្រោងរៀបរៀងប៉ុណ្ណោះមែនទេបន្ទាប់មកហ៊្យូនវាយលុកម្ដងទៀតក្នុងលបឿនយ៉ាងលឿនសឹងមើលមិនទាន់ដោយរំពឹងថានឹងមានការដាល់ក្មេងប្រុសព្យាយាមរៀបរៀងប៉ុន្តែការវាយប្រហារមិនបានធ្លាក់ចំទីនោះឡើយ ត្រឹមមួយវិនាទីគេគិតពីការគេចចេញដោយប្រើធម៌ពលខាងក្នុងប៉ុន្តែហ៊្យូនញញឹមយ៉ាងត្រជាក់រួចប្រាប់ថាវាមិនបានផលនោះទេកណ្ដាប់ដៃស្ដាំដែលពោពេញដោយអូរ៉ាពណ៌ខៀវកំពុងរងចាំវាយប្រហារ ក្មេងប្រុសនោះដឹងខ្លួនយឺតពេលហើយព្យាយាមទប់ការវាយប្រហារដោយប្រើធម៌ពលខាងក្នុងប៉ុន្តែគេឆាប់ដឹងថាគេមិនអាចបញ្ឈប់វាបានហើយចំពុបជើងដួល ហ៊ានបានប្រើឱកាសនោះវាយកណ្ដាប់ដៃចុះក្រោមបំបែកការការពាររបស់គេការវាយប្រហារនេះចំគោលដៅពេញទំហឹងហើយគេថែមទាំងបានប្រើបច្ចេកទេសក្បាច់គុណត្រកូលណាំគង់ជាមួយនឹងពន្លឺដ៏ផ្ទុះខ្លាំងគេបានវាយក្មួយប្រុសខ្លួនឯងចង់កណ្ដាលមុខហើយថែមទាំងសើចយ៉ាងរីករាយក្មេងប្រុសកំសត់បានហោះទៅក្រោយបុកនឹងជញ្ជាំង ហ៊ីយុនបានតាមវាយគេម្ដងទៀតខណៈដែលគេកំពុងចោះខ្សោយក្មេងប្រុសនោះទុកទល់លែងរួចរហូតដល់ក្អួតឈាមដោយក្តីភ្ញាក់ផ្អើលគេសួរថាតើហ៊ីយុនអាចប្រើក្បាច់ពលឺផ្ទុះយ៉ាងដូចម្ដេចបើគ្មានធម៌ពលខាងក្នុងតើគេពិតជារៀនចេះត្រឹមតែពេលប៉ះទង្គិចមួយផ្លែតមែនទេបើអញ្ចឹងមែនគេពិតជាអច្ឆរិយៈដែលឋានសួគ៌បញ្ជូនមកគេមិនអាចធ្វើអ្វីបានឡើយដើម្បីតទល់នឹងវិស័យម្នាក់នេះហ៊ីយុនគ្រាន់តែនិយាយថាក្មួយប្រុសរបស់គេនៅខ្វះបទពិសោធន៍ច្រើនណាស់កំឡោះកំសត់នេះមានតែក្តីភ័យខ្លាចប៉ុណ្ណោះសំឡេងនៃការវាយតបបន្តបន្លឺឡើងឥតឈប់ឈរហ៊ីយុនបានវាយគេយ៉ាងចាស់ដៃដោយនិយាយថាឯងមិនដឹងទេថាខ្ញុំរងចាំពេលនេះយូរប៉ុណ្ណានោះទេ ខណៈកំពុងនិយាយគេបន្តទាត់នឹងវិផ្ទៃមុខគេដោយគ្មានក្តីមេត្តាបន្តិចសោះយ៉ាងណាមិញនេះគឺជាអ្វីដែលគេធ្លាប់រងទុក្ខក្រោមស្នាដៃបុរសនេះកាលពីជាតិមុនរបស់គេបានរងចាំថ្ងៃនេះយ៉ាងអន្ទះសាហើយពេលវាមកដល់គេពិតជារំភើបណាស់ក្មេងប្រុសនោះបន្តជេរប្រតិចហើយច្រាំអង្វរសុំឲ្យឈប់ព្រោះវាឈឺចាប់ខ្លាំងពេកទៅហើយបន្ទាប់មកគេក៏នឹកឃើញពាក្យសម្ដីមួយឃ្លាពីអតីតកាលអ្វីដែលគេកំពុងមានអារម្មណ៍ពេលនេះគឺជាកំហឹងខណៈទឹកភ្នែកកំពុងហូរគេបានស្រែកប្រាប់ហ៊ីយុនឲ្យឈប់ធ្វើរឿងឈួលលីលាភ្លាមនោះកណ្ដាប់ដៃដ៏ខូខើមួយទៀតក៏វាយជួបផ្ទៃមុខគេ ដល់ឃើញក្មួយប្រុសនៅខ្សោយពេកយន់ចាប់ផ្ដើមគិតពីវិធីធ្វើឲ្យគេកាន់តែខ្លាំងជាងនេះគេថែមទាំងគិតចង់តាមប្រមាញ់សัตว์អាត់កំបាំងទី2នោះបន្តិចក្រោយមកគេច្អល់មុខក្មេងប្រុសនោះហើយប្រាប់ថាពួកគេនឹងវឹកហាត់ជាមួយគ្នាចាប់ពីថ្ងៃនេះតទៅនោះគឺជាការចាប់ផ្ដើមនៃសម្បត្តិអាក្រក់របស់ក្មេងកំសត់នោះប៉ុន្មានថ្ងៃក្រោយមកនៅវិមានគ្រួសារណាំកុងការវឹកហាត់ដ៏ខូខើរបស់ពួកគេនៅតែបន្តទៅមុខពួកគេបានបន្តវឹកហាត់ដល់ទៅ10ថ្ងៃជាប់គ្នាហើយឆ្លងកាត់ទម្លាប់ដោយនរោនេះទីបំផុតក្មេងប្រុសចាប់ផ្ដើមវីបក ដោយបញ្ចេញអារម្មណ៍អស់ពីចិត្តគេបានក្រវីដាវវាប្រហារហ៊្យូនអាចដឹងថាក្បាច់នេះមានផ្ទុកធម៌ពលខាងក្នុងយ៉ាងខ្លាំងក្លាត្រឹមតែប៉ុន្មានថ្ងៃសោះគេបានបញ្ចូលកំហឹងទៅក្នុងមុខដាវបាត់ទៅហើយរឿងនេះបានធ្វើឲ្យសុនដឹងរឿងមួយ
ក្មេងម្នាក់នេះរីកចម្រើនលើបំផុតនៅពេលត្រូវបានគៀបសង្កត់ដល់កម្រិតពេលនេះការរៀនបញ្ចូលកំហឹងទៅជាធម្មពលគឺគ្រប់គ្រាន់ទៅហើយជំហានបន្ទាប់គឺវឹកហាត់ទាញយកកំហឹងនោះចេញមកគឺដូច្នេះយូនក៏វាយគេខ្ទាតហោះទៅឆ្ងាយគេបានស្ទុះចូលភ្លាមៗដើម្បីវាយមួយដៃទៀតប៉ុន្តែផ្ទៃមុខក្មួយប្រុសស្រាប់តែប្រែប្រួលភ្នែករបស់គេពុះពេញដោយកំហឹងដែលនេះជាអ្វីយូនចង់បានក្មួយប្រុសបានវាយតបវិញដោយការវាយប្រហារយ៉ាងខ្លាំងជាមួយអូរ៉ាកំហឹងពេលដឹងថាវាយខុសគេក៏ភ័យស្លន់ស្លោយ៉ាងខ្លាំងប្រសិនបើឈុនវាយប្រហារពេលនេះគេប្រហែលជាត្រូវសន្លប់3ថ្ងៃមិនខានប៉ុន្តែស្រាប់តែឈុននិយាយថាពួកគេហាត់ចប់ហើយព្រោះមានកន្លែងត្រូវទៅក្មួយប្រុសបានត្រឹមសួរថាត្រូវទៅណាដោយសម្លឹងយ៉ាងកាច់សាហាវជន់សួរថាកំពុងស៊ូដេញដៅខ្លួនមែនទេដោយដឹងថាអាចនឹងត្រូវវាយទៀតក្មេងប្រុសស្ទុះក្រោកឈរប្រាប់ថាគួរតែចេញដំណើរឥឡូវនេះ ទោះបីជាគេមិនដឹងថាត្រូវទៅទីណាក៏ដោយទីបំផុតគេបានយល់ការហើយនៅតំបន់មួយទៀតក្នុងទីក្រុងណាំគង់មនុស្សម្នាកំពុងដើរទៅមកស្រាប់តែមានគេឈប់ក្បែរអ្នកសុំទានម្នាក់ហើយទម្លាក់កាក់ចូលចានរបស់គាត់ពេលអ្នកសុំទាននិយាយអរគុណបុរសនោះក៏សុំនិយាយតបវិញតាមពិតគឺជាកូនចៅម្នាក់ដែលមករីកាថាមេដឹកនាំជិនវីកុំមិនបាននៅក្នុងត្រកូលណាំគង់នោះទេអ្នកសុំទាននៅស្ងៀមមួយសន្ទុះបន្ទាប់មកងើបមុខឡើងហើយសួរបញ្ជាក់ថាគេពិតជាប្រកាសមែនទេ បុរសបានលំខ្លួនឆ្លើយថាប្រកាសមែនប៉ុន្តែបន្ថែមថាមានមនុស្សប្លែកមុខម្នាក់បានលេចមុខមកពេលនោះដែរ ភ្លាមៗនោះមានដឹកនាំសួរថាគេជានរណាទើបដឹងឈ្មោះយូចាន់ជាកូនប្រុសយូសុងវ៉ាន់ដែលកំពុងស្នាក់នៅក្នុងត្រកូលណាំគង់ បុរសនោះសួរថាគួររីកាប្រាប់ប្រធានដែរទេកាត់មួយសន្ទុះអ្នកសំទានក៏កលេចឃើញហ៊ួននឹងមួយប្រុសកំពុងដើរកាត់ក្បែរនោះតែម្ដង គាត់សម្រេចចិត្តថាមិនបាច់រីកាប្រាប់ប្រធានទេពួកគេនឹងស៊ើបអង្កេតរឿងនេះដោយខ្លួនឯងភ្លាមនោះកូនចៅគាត់ម្នាក់ចាប់ផ្ដើមលបតាមដានឈួននឹងក្មេងប្រុសនោះ អ្នកនំសាក្រោកឈរឡើងហើយអ្នកសុំទានអរគុណគេម្ដងទៀតសម្រាប់កាក់មួយនេះប៉ុន្តែបញ្ជាពិតប្រាកដគឺត្រូវបន្តធ្វើតាមផែនការរបស់ពួកគេ យ៉ាងណាក្តីក៏មានគេផ្សេងកំពុងលួចមើលដែរបុរសពីរនាក់នេះតាមអ្នកសុំទានព្រោះតែហ៊ានរកលុយលើទឹកដីខ្លួនមិនបងប្រាក់និយាយឲ្យខ្លីទៅពួកគេកំពុងខឹងហើយចង់វាយសំពងគាត់បន្តិចក្រោយមកក្មួយប្រុសបានរអ៊ូទាន់ថាសៀវភៅទាំងអស់សុទ្ធតែពោពេញដោយរឿងកំសត់និងមនុស្សវេទនាចុះហេតុអីបានជាពួកគេត្រូវយកវាមកច្រានម្ល៉េះឈួនប្រាប់ថាគេត្រូវការបត់ពិសោធន៍ហើយគ្មានអ្នកណាធ្លាក់ខ្លួនឈឺដោយសាររឿងនេះឡើយដោយសារតួឯកក៏ធំដឹងក្តីក្នុងត្រកូលអភិជនគេពិតជាមិនអាចប្រកែកបានទេពេលនេះជូនឲ្យគេអានលខោនពេកាំងនិងសើចលឺៗធ្វើឲ្យក្មេងប្រុសនេះហួសចិត្តយ៉ាងខ្លាំងប៉ុន្តែមួយសន្ទុះក្រោយមកគេក៏ចាប់ផ្ដើមចូលតួខ្លាំងហើយយន់បញ្យល់ថាក្តីសុខជួយរងាប់ចិត្តការពារភាពសោកសៅនិងកំហឹងកុំឲ្យគ្រប់គ្រងបានប្រសិនបើចិត្តក្មួយប្រុសស្ងប់គេអាចមើលឃើញច្បាស់និងយល់ពីសត្រូវបានកាន់តែល្អប្រសើរ ក្មេងប្រុសឆ្លើយថាគេនឹងចងចាំទុករួចក៏សួរទៀតថាតើត្រូវធ្វើយ៉ាងម៉េចជាមួយសៀវភៅកំសត់ទាំងនោះ ស្រាប់តែពេលនោះសាច់រឿងកាត់ទៅកាន់ក្រុមអ្នកសុំទានខ្លាំងខ្លាយវិញពេលនេះពួកគេបានចំណាំមុខគោលដៅរបស់ខ្លួនរួចរាល់ទៅហើយបញ្ជាគឺសាមញ្ញទេគ្រាន់តែតាមដានដោយស្ងាត់ហើយសង្កេតមើលប៉ុណ្ណោះមេរបស់គេបានបញ្ជាក់ថាគាត់នឹងតាមដានយូឆានដោយផ្ទាល់ឥឡូវនេះរីឯអ្នកផ្សេងទៀតត្រូវតែប្រុងប្រយ័ត្នបំផុតនិងជៀសវាងកុំឲ្យគេឃើញរហូតដល់ពួកគេចេញពីហេហ្វេ រំពេចនោះមានគេស្រែកហៅអ្នកសុំទាននោះហ៊ាននឹងក្មួយប្រុសរបស់គាត់បានងាកមើលភ្លាមៗដើម្បីចង់ដឹងថាមានរឿងអ្វីកើតឡើង បុរសម្នាក់ពីមុននោះកំពុងចោទប្រកាន់អ្នកសុំទានថាដើររអែតរហូតដោយមិនបង់ពន្ធរឿងនេះបានបំផ្លាញផែនការរបស់ពួកគេភ្លាមៗតែម្ដង ពេលអ្នកសំទានសួររកអត្តសញ្ញាណពួកគេបានចំអកពីភាពក្លាហានរបស់គាត់មេរបស់គេបានប្រាប់ឈ្មោះថាវ៉ាងធូមកពីជូវ៉ាសេកក្នុងហ៊ីហ្វៃដោយធ្វើពុតជាភ័យខ្លាចអ្នកសំទានបានអង្វរសុំការលើកលែងទោសប៉ុន្តែវ៉ាងទូបានបញ្ជាឲ្យកូនចៅវាយគាត់ មានអ្នកសំទានខ្លាំងៗដឹងថាគាត់មិនអាចបញ្ចេញអត្តសញ្ញាណបានទេបើមិនដូច្នោះទេផែនការទាំងមូលនឹងត្រូវបរាជ័យជាមិនខាន ដោយមានយូឆាន់នៅទីនោះគាត់គិតថាតើគួរតែទ្រាំឲ្យគេវាយល្អទេពេលឃើញបែបនេះក្មួយប្រុសបានសួរថាគួរចូលអន្តរាគមន៍ដែរឬអត់ យូឆាន់ប្រាប់ថាក្មួយមិនយល់ទេព្រោះធប់ដឹងក្តីក្នុងការការពារលោកកៃនេះមិនមែនជារឿងនិទានឡើយហើយយើងមិនអាចចូលឈៀកជ្រែកគ្រប់រឿងនោះទេ ការវិតាប់តាមដងផ្លូវរវាង Baker Sek និង Vagabond Sek តែងតែកើតឡើងជារៀងៗពួកនេះមកពី Juva Sek ដែលជាសត្រូវស្លាប់រស់របស់ Baker Sek នោះឯងហើយដោយសារនេះមិនមែនជាការប្រយុទ្ធរវាងអ្នកគុណនិយមនោះទេនេះគឺជាមូលហេតុមួយទៀតដែលយើងគួរតែមិនខ្វល់ដូច្នេះពួកគេក៏ងាកចេញហើយបន្តដើរទៅមុខខណៈដែលជនពៀនោះលួចផ្ដល់សញ្ញាថាពួកគេចេញទៅហើយអាចចាប់ផ្ដើមផែនការបានរំពេចនោះអូរ៉ាពណ៌ស្វាយបានផ្ទុះចេញពីផ្លូវតូចស្របពេលដែលពួកគេបញ្ជាឲ្យគ្រប់គ្នាឈប់ភ្លាម មេវ៉ាកាបនមិនតាន់ដឹងថាមានរឿងអ្វីផងក៏ត្រូវគេវាយខ្ទាតចេញពីអ្នកសំទាននោះទៅហើយ គុណចៅម្នាក់បានស្រែកហៅក្មេងប្រុសនោះប៉ុន្តែពេលនោះពួកគេត្រូវបានឡោមព័ទ្ធដោយក្រុមជនពៀលបាត់ទៅហើយមេរបស់គេបានបញ្ជាឲ្យគ្រប់គ្នាថយក្រោយក្រោយពីប្រឹងក្រោកឈរបរោះនោះបានប្រាប់បាក់ពួកឲ្យចាប់អ្នកសំទាននោះប៉ុន្តែក្រោមសម្ពាធអូរ៉ាដ៏សាហាវនេះគ្មាននរណាម្នាក់អាចកម្រើកបានឡើយអ្នកសំទានដើរទៅរកជនដៃដល់ហើយសួរថាតើឯងដឹងទេថាឯងទើបតែធ្វើអ្វីមុននេះនេះគឺជាឱកាសដ៏កម្រមួយដែលពួកគេប្រហែលជាមិនអាចរកបានទៀតទេហើយការបរាជ័យមិនអនុញ្ញាតដាច់ខាតដូច្នេះក្មេងប្រុស Vagabond នេះត្រូវតែសងវិញគាត់បានចាប់ក្បាលក្មេងនោះហើយធ្វើរឿងដែលអ្នកទាំងអស់គ្នាអាចទាយដឹង បន្ទាប់មកគាត់ថាមានទន្លេមួយនៅក្បែរនោះហើយប្រាប់កូនចៅឲ្យបោះចោលសាកសពសល់និងលុបចោលគ្រប់ដានទាំងអស់ពួកគេអនុវត្តតាមភ្លាមៗយប់នោះសមាជិកវេកបនក្លែងជាច្រើនបានបាត់ខ្លួនព្រោះតែវាយអ្នកសុំទានម្នាក់នៅមិនឆ្ងាយប៉ុន្មានមានគេកំពុងលាក់ខ្លួនក្នុងគុម្ព្រៃគេគឺជាកូនចៅរបស់វ៉ាងហើយទើបតែដឹងថាពួកនេះមិនមែនជាក្រុមវេកបនធម្មតានោះទេអ្នកសុំទាននោះក៏មិនមែនមកពី Baker Sek ដែរគេរត់បណ្ដាយំបណ្ដាដោយគិតថាត្រូវតែរាយការណ៍រឿងនេះទៅកាន់ Baker Sek ត្រឡប់ទៅណាំគង់បវីលៀនវិញមេគ្រួសារកំពុងខឹងសម្បាយ៉ាងខ្លាំងដោយទាមទារចង់ដឹងថាហេតុអីបានជានាងនៅតែមិនទាន់មកទៀត គាត់បានហៅចៅស្រីឲ្យមករៀបការប៉ុន្តែនាងបានបដិសេធព្រោះតែនាងមិនចង់រៀបការទាស់តែសោះអ្វីដែលអាក្រក់ជាងនេះនាងបានចេញទៅសមរភូមិដើម្បីប្រយុទ្ធជាមួយពួកបកក្រៅសាសនាហើយទុកសម្បត្តិឲ្យគេពីនាងចេញទៅបាត់
រឿងនេះកាន់តែធ្វើឲ្យមេគ្រួសារផ្ទុះកង្ហឹងក្នុងភាពកឹងសម្បាគាត់បានរអ៊ូទាំអំពីរបៀបដែលក្មេងៗចំនួននេះត្រូវបានគេចិញ្ចឹមបីបាច់ ដោយសារដឹងច្បាស់ថានាងមិនត្រឡប់មកវិញគាត់សម្រេចចិត្តបញ្ជូនហ៊ុនទៅរកនាងដោយពេញចិត្តនឹងគំនិតនេះគាត់ក៏ចេញទៅរកតួឯកយើង ពេលនោះគាត់ស្រាប់តែលឺសំឡេងជេរយ៉ាងខ្លាំងគាត់គិតថាមានអ្នកវាយលោកចូលមកទៅលោតដំឡូងជាចានដើម្បីទៅមើលប៉ុន្តែអ្វីដែលបានឃើញធ្វើឲ្យគាត់ភ្ញាក់ផ្អើលហ៊ុនកំពុងកាន់ដាវវាយក្មួយប្រុសខណៈដែលក្មេងនោះជេរមិនឈប់នឹងយំពេលកំពុងរងការវាយប្រហារ បន្ទាប់មកអូរ៉ាព័ម៌មានបានលេចចេញពីដាវរបស់គេបុរសចំណាស់គិតថាវាមើលទៅដូចជាអណ្ដាតភ្លើងដែលអាចគ្រប់គ្រងបាន ពេលតួឯកប្រទះឃើញគាត់មុនពេលការវាយប្រហារធ្លាក់ចុះគាត់បានបញ្ជាឲ្យពួកគេឈប់ភ្លាមយុវជននោះជប់ភ្លាមហើយហ៊ុនក៏ចាប់ផ្ដើមខឹងដល់និយាយថាលើកនេះការវាយប្រហារនោះអាចចំក្បាលគាត់ទៅហើយ ពេលលើហ៊ុនជេរបែបនេះមើលទៅធ្វើឲ្យបរិសចំណាស់ចាប់អារម្មណ៍ខណៈតួឯកបានសួរថាគាត់មកធ្វើអ្វីនៅទីនេះ លុះចុះពីលើដំបូលបុរសចំណាស់ប្រាប់ថាការវឹកហាត់នេះធ្វើឲ្យគាត់ចាប់អារម្មណ៍ហើយហ៊ុនក៏អនុញ្ញាតឲ្យគាត់មើលបន្ត រឿងនេះធ្វើឲ្យបរិសចំណាស់ឆ្ងល់ថាតើទីនេះនៅតែជាផ្ទះរបស់គាត់ឬក៏អត់ក៏សួរថាហ៊ីអនកំពុងមករៀនដើមមែនទេប៉ុន្តែហ៊ីអនបដិសេធដោយប្រាប់ថាពួកគេគ្រាន់តែវឹកហាត់ប៉ុណ្ណោះនេះធ្វើឲ្យមេគ្រួសារក្មេងឆ្ងល់ថាហេតុអ្វីគាត់កុហក បុរសចំណាស់បញ្ជាក់ថាក្មេងនេះប្រើបច្ចេកទេសខុសប្លែកពីគ្រួសារពួកគេហើយហ៊ីអ៊ុនក៏ឆ្លើយថាគេជាអ្នកបង្កើតវាខ្លួនឯង នេះធ្វើឲ្យយុវជននោះភ្ញាក់ផ្អើលហើយសួរថាលោកពូចង់មានន័យយ៉ាងណាហ៊ុនក៏បញ្យល់ថាវាជាដាវអារម្មណ៍ទាំង7ជាបច្ចេកទេសបង្កើតឡើងតាមអារម្មណ៍មនុស្ស បុរសចំណាស់ពិចារណាគំនិតនេះដោយការចាប់អារម្មណ៍ហើយដឹងថាត្រកូលដែលពឹងផ្អែកលើលម្អឿននឹងការប្រែប្រួលកំពុងឈានចូលយុគសម័យថ្មីមួយពេលតួឯកសួរពីគោលបំណងនៃការមកដល់បុរសចំណាស់ប្រាប់ថាគាត់ត្រូវការឲ្យគេធ្វើដំណើរទៅកាន់មូរៀមអាឡៃអិន ប៉ុន្តែមុនពេលគាត់បញ្យល់បន្ថែមបុរសម្នាក់បានមកកាត់ផ្ដាច់ដើម្បីរាយការណ៍ថាមនុស្សមកពី Begersek ក្រុង Hefei បានមកដល់ហើយមើលទៅដូចជាមានរឿងអាក្រក់កើតឡើង បុរសចំណាស់ប្រាប់តួឯកថាចាំនិយាយគ្នាពេលក្រោយខណៈហ៊ាននោះសម្រេចចិត្តថាគេគួរតែទៅមើលរឿងនេះដោយផ្ទាល់ពេលសោតតែឯងគាត់គិតថាពួកគេទាំងពីរពិតជាស្រដៀងគ្នាមែនហើយដោយសារគ្មានអ្វីធ្វើគាត់ក៏សម្រេចចិត្តដើរលេងក្នុងទីក្រុងតែម្ដង ពេលគាត់បន្តដើរមានគេលួចមើលគាត់ម្នាក់ក្នុងចំណោមនោះបានសួរមេយ៉ាងស្ងាត់ៗថាគួរធ្វើអ្វីបន្ត បុរសដែលតែងខ្លួនជាអ្នកសុំទានគិតថាប្រហែលគ្មានឱកាសល្អបែបនេះទៀតទេទើបបញ្ជាឲ្យកូនចៅដេញតាមគាត់កូនចៅគាត់យល់ព្រមហើយរៀបចំផែនការចាប់ខ្លួនគាត់ពេលទៅដល់កន្លែងស្ងាត់បន្តិចទីក្រុងមានមនុស្សច្រើនកកកហើយតួឯកយើងត្រេកអរដែលទីបំផុតអាចដើរមើលជុំវិញបានដោយសេរីពីមុនរៀងពិបាកបន្តិចព្រោះអ្នកមកពី Vamping ចំណាំគាត់បានតែពេលនៅឃើញស្នាមញញឹមនិងកាដូដែលពួកគេឲ្យធ្វើឲ្យគាត់នឹកអ្នកទាំងនោះដែរអតីតបុរសធាត់យើងឆ្ងល់ថាតើគ្រប់គ្នាសុខសប្បាយឬអត់គាត់ដឹងថាបើចង់ត្រឡប់ទៅខេត្ត Vamping វិញហើយរក្សាសន្តិភាពក្នុងពេលបែបនេះគាត់ត្រូវតែចាត់វិធានការមុនពេលភាពវឹកវររៀលដាលពេលនោះគាត់សង្កេតទីមនុស្សម្នាក់ដែរកាត់ដែលមើលទៅរៀងស្រដៀងអ្នកធ្លាប់ស្គាល់គាត់គិតថាប្រហែលជាធ្លាប់ឃើញបុរសនោះនៅតាមផ្លូវណាមួយហើយទើបមិនសូវខ្វល់ពីរឿងនេះតែពេលនោះគាត់ក៏ចាប់ភ្លឹកឃើញរឿងមិនស្រួលខ្លះហើយនៅតែតាមដានទាំងកំពុងទៅពៀននំប៉ោវដើរពីចម្ងាយមានបុរសម្នាក់កំពុងតាមមើលគាត់យ៉ាងច្បាស់ពេលវេលាចេះតែកន្លងផុតទៅហើយគាត់នៅតែបន្តដើរក្នុងក្រុងបុរសដដែលនោះនៅតែតាមដេញពីក្រោយមិនយូរប៉ុន្មានគាត់ដើរកាត់សំទានចាស់ម្នាក់ហើយក៏ដឹងថាជាជនអនាថាដែលត្រូវគេវាយកាលពីម្សិលមិញរឿងនេះធ្វើឲ្យគាត់ធុញថប់តាមួយនេះគិតថាស្លៀកពាក់ធម្មតាអាចលាក់បាំងភ្នែកគាត់បានមែនគាត់នឹកឃើញពាក្យគេថាមានរឿងអាក្រក់កើតឡើងលើបាក់សំទានហើយទីថាពួកនេះច្បាស់ជាអ្នកនៅពីក្រោយរឿងហ្នឹងដូច្នេះគាត់ក៏ហៅបុរសម្នាក់ដែលធ្វើពុតជាអានស៊ីភើហើយសួរលេងថាកំពុងធ្វើអីនៅទីនេះសកម្មភាពតក់ក្រហល់នោះធ្វើឲ្យអ្នកតាមដានភ័យស្លន់ស្លោហើយបុរសនោះត្រូវគេវាយចំចន្លោះជើងក្នុងភាពវឹកវរនោះតួឯកយើងក៏គេចខ្លួនបាត់ពួកដែលសល់ប្រញាប់ដេញតាមគាត់ដើម្បីកុំឲ្យរត់រួចប៉ុន្តែពេលទៅដល់ផ្លូវលំដែលគាត់ចូលគាត់ក៏បាត់ស្មៅទៅហើយបុរសសក់វែងឆ្ងល់តើគាត់ពិតជាមករកផ្លូវនេះមែនអត់ភ្លាមនោះតួឯកយើងក៏និយាយពីលើដំបូលសួរថាពួកគេជាអ្នកណាហើយហេតុអីបានជាមនុស្សជាច្រើនដេញតាមគាត់បែបនេះគាត់គិតថាពួកវាប្រហែលជាចង់បានរបស់អ្វីមួយពីគាត់បុរសចំណាស់សម្លាប់មកគាត់ទាំងកំហឹងយ៉ាងច្បាស់តួឯកយើងលុតចុះពីលើហើយសួរយ៉ាងត្រជាក់ល្ហំថាហេតុអីបានជាពួកគេសម្រុកមកជុំគ្នាដូចសត្វកុណ្ដុរបែបនេះបន្ទាប់មកក៏សួរថាតើពួកវាជាមនុស្សតែមួយដែលដេញតាមគាត់កាលពីយប់មិញមែនទេគ្រាន់តែមើលមុខពួកគេភ្លាមគាត់ក៏ដឹងថាគាត់ទាយត្រូវគាត់ឆ្ងល់ថាពួកនេះជាសេសសល់ពីបន្ទីនាគទាំង9ឬមួយពួកគេតាមស្វែងរកយិនសិនព្រហ្មចារីបុរសចំណាស់ប្រាប់កូនចៅថាការសម្លាប់គាត់គឺងាយស្រួលទេប៉ុន្តែក្មេងនេះមានជាប់ពាក់ព័ន្ធនឹងអតីតមន្ត្រីរដ្ឋាភិបាលអញ្ចឹងវានឹងរញ៉េរញ៉ៃបារដ្ឋាភិបាលចូលដៃរឿងនេះគាត់សួរត្រង់តែម្ដងថាតើក្មេងនេះជាចិនវេហ្គេងអ្នកដែលយកយិនសិនព្រហ្មចារីទៅមែនទេតួឯកយើងធ្វើពុតជាមិនដឹងរួចសួរត្រឡប់ទៅវិញថាអ្នកនោះជានរណានេះធ្វើឲ្យតាចាស់ភ្នែកតូចឆ្ងល់ថាតើពួកគេចាប់មនុស្សខុសមែនទេបើក្មេងនេះពិតជាបានស៊ីយិនសិនព្រហ្មចារីមែនយ៉ាងហោចណាស់ក៏ត្រូវនៅកម្រិតប្រមូលផ្ដុំធម្មពលដែរប៉ុន្តែគាត់មិនមានអារម្មណ៍ថាមានកម្លាំងធាតុសោះយ៉ាងណាក្ដីអតីតបរិសុទ្ធធាត់យើងបានរៀនចេះលាក់ខ្លួនយ៉ាងល្អពីអ្នកសុំទាននោះទើបគាត់ដឹងថាពួកវានឹងរកមិនឃើញចំណុចខ្សោយគាត់ទេស្របពេលជាមួយគ្នានេះគាត់យល់ថាបើពួកវាមកឆ្ងាយដល់ថ្នាក់នេះដើម្បីយិនសិនព្រហ្មចារីពួកគេច្បាស់ជាមានទំនាក់ទំនងជាមួយពួក Servants of Chaos មិនខានដូច្នេះគាត់សម្រេចចាប់ថាមិនខ្ជះខ្ជាយពេលទេគាត់នឹងចាប់ខ្លួនពួកវាហើយបង្ខំឲ្យនិយាយអ្វីដែលពួកវាដឹងតែចាប់ភ្នែកតោកនោះសុំទោសហើយប្រាប់ថាវាជាការយល់ច្រឡំប៉ុន្តែតួឯកយើងបញ្ឈប់គាត់ដោយប្រាប់ថាពួកគេមិនអាចចេញទៅណាទេលុះត្រាតែប្រាប់សិនថាពួកគេជានរណាបុរសចំណាស់ឈប់ធ្វើពុតឲ្យបញ្ជាឲ្យកូនចៅចូលវាយក្រុមអ្នកប្រយុទ្ធជើងចាស់ក៏សម្រុកចូលមកឃើញពួកវាសម្រុកចូលដោយមិនប្រើក្បាច់គុណសម្លាប់បែបនេះកាន់តែធ្វើឲ្យគាត់ចង់វាយពួកវាថែមទៀតត្រឹមម្ដាយម្នាក់គាត់បាយបុរស2នាក់ឲ្យដួលហើយខ្ទាបទៅបុកនឹងជញ្ជាំងគាត់ប្រាប់តាចាស់នោះថាពួកវាច្បាស់ជាគិតថាគាត់ខ្សោយហើយទៅវាយប្រហារដោយមិនប្រើសូម្បីតែក្បាច់គុណបុរសភ្នែកតូចក៏ចាប់ផ្ដើមភ័យមនុស្សដែលមើលមិនឃើញកម្លាំងធាតុសោះបែរជាអាចធ្វើរឿងនេះបាន
តួឯងយើងបោះដៃចេញហើយសួរថាតើតាចាស់នេះមានកម្រងរត់បន្តទៀតឬយ៉ាងណា នេះកាន់តែធ្វើឲ្យតាចាស់នោះខឹងខ្លាំងវារបបអតីតរៀងធាត់យើងដឹងថាគេចាញ់ព្រៀបខាងកម្លាំងទើបគាត់ធ្វើពុតជានិយាយសួរថាតើពួកគេចង់លេងឬអត់ គាត់ចាប់ទាញបរិសម្នាក់ដែលគាត់វាយដួលហើយរត់ចេញពីទីនោះតាចាស់សក់វែងដេញតាមពីក្រោយហើយវាយប្រហារពីល្បិចខាងក្នុង ប៉ុន្តែតួឯងយើងគេផុតយ៉ាងងាយហើយ scan មើលជុំវិញយ៉ាងរហ័សរកឃើញកន្លែងសាកសមបំផុតសម្រាប់ផែនការគាត់ប្រឹងសាច់ដុំឲ្យគប់បរិសដែលចាប់បាននោះឡើងលើដំបូលធ្លាក់ទម្លុះដំបូលផ្ទះធ្វើឲ្យមនុស្សខាងក្នុងភ័យស្លង់ស្លោនាំគ្នារត់ បន្ទាប់មកគាត់លូតខ្ពស់ទៅលើអាកាសរៀបចំបណ្ដៃជើងទាត់ត្រឹមមួយជើងប៉ុណ្ណោះធ្វើឲ្យគេនោះបាក់បែកខ្ទេចក្រុមអ្នកប្រយុទ្ធជើងចាស់ដើរឈ្មោះទៅគំនោបាក់បែកហើយគាត់និយាយថាពួកគេមកដល់លឿនជាងការគិត យកដៃស្ទាបមុខខ្លួនឯងគាត់ឆ្ងល់ថាតើតាចាស់នេះដឹងមុនឬអត់បុរសចំណាស់ឈោកៀងដោយក្តីភ័យខ្លាចមនុស្សនៅពីមុខគាត់នេះគឺជាអ្នកដែលគាត់ស្គាល់ច្បាស់ពេលនេះបង្ហាញរូបរាងដែលផ្លាស់ប្ដូរហើយតួឯងយើងនិយាយថាអាឡុងនេះដេញតាមគាត់ចូលមកចំកណ្ដាលក្រុងហ៊ីហ្វេតែម្ដង គាត់ថាតែសួរទៀតថាចង់បន្តលេងទៀតអត់ព្រោះពេលនេះពួកគេត្រូវតទល់ជាមួយគាត់និងត្រកូលទាំងពីរដែលការពីទីក្រុងនេះ ពេលដឹងថាត្រូវអន្ទាក់បុរសនោះជាប្រតិចគាត់ដែលឆ្លាតជាងអ្វីដែលគេបានគិតទុក គេដឹងថាការប្រយុទ្ធជាមួយត្រកូលទាំងពីរគឺជារឿងមិនអាចទៅរួចទេដូច្នេះពួកគេត្រូវតែចេញពីទីក្រុង Haifi ឲ្យបានលឿន តែមុននឹងទៅគេបញ្ជាឲ្យកូនចៅជើងចាស់សម្រាប់តួឯងយើងចោលតួឯងយល់ភ្លាមតែម្ដងថាពួកគេចង់បិទមាត់គាត់ ក៏លើកជើងឡើងទល់បំបីផ្ទាំងមកហោះសៃភីពេញអាកាសរួចក៏សួរទៅពួកវាថាគិតថាគាត់អស់ល្បិចលេងមែនទេគាត់ចាប់យកថ្មដែលកំពុងហោះនោះហើយគិតថាពួកវាគួរតែរត់ពេលមានឱកាស ដោយប្រើបច្ចេកទេសកាប់ជាប់គ្នា12ដងគាត់បានវាយប្រហារពួកវាទាំងអស់ព្រមគ្នាប៉ុន្តែពេលនោះមានម្នាក់លូតមកវាយពីក្រោយ តួឯងយើងសរសើរគេដែលតាមតាន់ដល់ទីនេះតែអ្នកក្បាច់គុណពិតប្រាកដមិនចាញ់បោកល្បិចក្មេងខ្ចីនោះទេពេលត្រចបាច់ក៏វាបានលេបថ្នាំមួយគ្រាប់ដែលធ្វើឲ្យតួឯងដឹងថាមានរឿងមិនស្រួលនៅពេលវាស្លាប់ភ្លាមទើបគាត់យល់ពីបំណងពិតរបស់តាចាស់នោះគាត់ងាកទៅរកតែវាហួសពេលទៅហើយតាចាស់នោះបានសម្លាប់បាក់ពួកដែលត្រូវចាប់ខ្លួនបាត់ទៅហើយសម្លេងផ្អើលឆោឡៅផ្ទុះឡើងហើយគាត់ឃើញពួកវាកំពុងសម្លាប់គ្នាឯងដែរពួកវាសម្លាប់កូនចៅដើម្បីបំបត្តិផតតាំងតាចាស់បញ្ជាឲ្យដកថយហើយចាស់ទុំទាំង3ក៏រត់គេចខ្លួនភ្លាមតួឯងនិយាយថាបើចង់លេងបែបនេះគាត់ក៏មិនប្រណីដែរហើយហោះដេញតាមពួកវាតែម្ដង ការដេញតាមអូបន្លាយពេញទីក្រុងម្នាក់ក្នុងចំណោមវាដឹងថារត់មិនរួចក៏ឈប់ងាកមកតទល់ជាមួយគាត់ តួឯងគេចពីមុខដាវយ៉ាងលឿនហើយសម្លាប់បរិសនោះត្រឹមមួយក្បាច់ដោយមិនខ្វល់ថាពួកវារស់ឬស្លាប់នោះទេតាចាស់បញ្ញាផ្ដាំកូនចៅហើយវាក៏យល់ព្រមដល់ផ្លូវបត់ខាងមុខពួកវាក៏បំបីគ្នានេះធ្វើឲ្យតួឯងបារម្ភខ្លាចបាត់គោលដៅណាមួយប៉ុន្តែស្រាប់តែតាចាស់ងើបមុខឡើងដោយស្ដីភ្ញាក់ផ្អើល មនុស្សកមុខស្រាប់បញ្ជាឲ្យឈប់ពួកគេជាសមាជិកបកទាំងពីរដែលការពារទីក្រុង គាត់គិតថាពួកគេមករៀងយឺតបន្តិចតែក៏មកដល់ដែរពេលនេះគាត់អាចបន្តដេញតាមតាចាស់នោះបានហើយ តាចាស់ខំរត់ពេញផ្លូវខណៈតួឯងយើងដេញបកឹកពីក្រោយវាដឹងថាបើត្រូវចាប់បានគឺផែនការរលីទាំងអស់ពេលអស់ផ្លូវវាក៏ដកគ្រាប់បាចម្លែកមួយរួចងាកគប់សម្ដៅមកលើតួឯងតែម្ដងតែពេលមើលម្ដងទៀតគោដៅបានបាត់ខ្លួនទៅហើយគ្រាប់បានោះហោះចោលហើយផ្ទុះឡើងមួយរំពេចពេលនោះតួឯងលេងមុខមកស្រែកហៅឲ្យម៉ាត់វាចំមុខតែម្ដងកដាប់ដៃនេះធ្វើឲ្យវាហោះខ្ទាតទៅបុកជញ្ជាំងឥតយ៉ាងពេញទំហឹង បំបីម្រាមដៃលេងតួឯងប្រាប់ឲ្យវាចោះចាញ់ទៅកូនចៅរបស់វាត្រូវចាប់ខ្លួនអស់ហើយ ពេលចាញ់តាចាស់ទៀមទាចង់ដឹងថាគាត់ជានរណាហើយហេតុអ្វីលាក់កម្លាំងបែបនេះតែអ្នកឈ្នះមានសិទ្ធិសួរមុនជានិច្ចគាត់សួរថាតាចាស់ភ្នែកតូចនេះមកពីណារួចប្រមានថាបើមិនព្រមនិយាយទេពួកគេមានពេលពេញមួយថ្ងៃដើម្បីស្គាល់គ្នាឲ្យច្បាស់ ខំប្រឹងងើបឈរឡើងតាចាស់គិតពីអ្វីៗដែលខ្លួនបានលះបង់សម្រាប់ផែនការនេះសូម្បីតែកូនចៅនិងខ្លួនឯង មុនស្លាប់វាត្រូវតែសម្លាប់អាមួយនេះសិនឃើញក្រសែភ្នែកនោះតួឯងដឹងភ្លាមថាជាទឹកមុខរបស់មនុស្សដែលកំពុងត្រៀមតស៊ូស្វិតស្វាញចុងក្រោយ ការនេះរត់តែធ្វើឲ្យតាចាស់ខឹងវាផ្ទុះកំហឹងសួរថានេះជាការលេងសើចឬយ៉ាងម៉េចតួឯងមើលជុំវិញខ្លួនឃើញគ្មានសមាជិកបកណានៅក្បែរគាត់ក៏សម្រេចចិត្តបញ្ចប់រឿងនេះត្រឹមក្បាច់តែមួយតាចាស់មិនយល់ពីអត្ថន័យនេះទេតែក៏ត្រៀមខ្លួនទប់ទល់វាសម្រេចចិត្តសម្លាប់គាត់ឲ្យលឿនដើម្បីបិទមាត់តែម្ដងវាស្មានថាតួឯងនឹងរត់សម្ដៅចូលមួយចិត្តហើយវាក្រុងនឹងយកឱកាសនោះកាត់ក្បាលគាត់តែម្ដងតែតួឯងនៅគ្រឿងក្បាច់គុណពិសេសមួយដើម្បីបង្ហាញពីគម្លាតសមត្ថភាពរវាងពួកគេគាត់តាំងចំហយ៉ាងស្ងប់ស្ងាត់ហើយបញ្ចុះទម្ងន់ទៅដីដើម្បីទាញធម្មពលពេញមួយតួខ្លួន អូរ៉ាដ៏ធន់ផុសចេញពីជើងឡើងមកលើប្រមោផ្ដុំក្នុងកណ្ដាប់ដៃរួចកម្លាំងដ៏មហិមាមួយក៏ហោះទៅបុកតាចាស់ពេញទំហឹងដោយតួឯងមិនចាំបាច់ឈានជើងសំបីបន្តិច តាចាស់ទទួលរងកម្លាំងវាយនេះដោយភាពខាំងស្មារតីខណៈដែលតួឯងឈោមើលដោយគ្មានក្តីសង្ស័យសំបីបន្តិចវាត្រូវបានវាយខ្ទាតបុកជញ្ជាំងម្ដងទៀតបង្កទៅជាការផ្ទុះដ៏ធំសម្បើមមួយ តួឯងសួរថាប៉ុណ្ណឹងគ្រប់នៅរួចប្រាប់ថានេះជាក្បាច់កំពូលសៅលីងហៅថាកណ្ដាប់ដៃអាចកំបាំង30ម៉ែត្រ គេប្រាប់គាត់ថាបើស្ទាត់ជំនាញក្បាច់នេះគឺអាចបញ្ចេញកដាប់ដៃរាប់ពាន់ឯណោះ សម្លឹងមើលតាចាស់ដេកស្ទុកស្ទឹងលើដីគាត់ឆ្ងល់ថាគួរធ្វើម៉េចបន្តព្រោះមិនអាចសាកសួរវានៅទីនេះទេសំណាងល្អមានបរិសម្នាក់លេចមកប្រាប់ថាជាមេប៉ាក់ស្មុំយាយចော့ឲ្យសុំនាំខ្លួនជនល្មើសនេះទៅ តួឯងយល់ព្រមរួចដើរទៅជាមួយពួកគេស្មុំយាយចော့ពីអ្នកពិនិត្យមើលវាឲ្យប្រាប់មេថាអ្វីៗគឺដូចដែល Beyond បានរៀបរាប់បេះបិទ ចាទុំប៉ាក់ស្មុំយាយចော့សុំទុកបរិសនេះឲ្យពួកគេចាត់ការដែលធ្វើឲ្យតួឯងឆ្ងល់នឹងគិតថាតាចៅក្បាលខូចនោះកំពុងនិយាយពីអ្វីសាប់តែមានគេរត់មកសាយហៅពូរបស់ខ្លួនជីនេះចវាយក្មេងហើយរឿងដំបូងដែលគេសួរគឺខោអាវរបស់តួឯងកាត់អី កៅអៅប្រឡាក់ដីអស់ហើយក្មេងដែលទើបស្មោះត្រង់បាន10ថ្ងៃនេះខឹងច្រឡោភ្លាមហើយចង់ដឹងថានរណាជាអ្នកធ្វើ តួឯងទះគេមួយដៃឲ្យបិទមាត់ទាំងស្រឡាំងកាំងនេះចវាយក្មេងសួរថាហេតុអីវាយខ្លួនធ្វើអីតួឯងលើកដៃឡើងម្ដងទៀតទាំងធុញធាប់ព្រោះក្មេងនោះកំពុងព្យាយាមគិតចាស់ទុំប៉ាក់ស្មូមានចော့សង្កេតមើលបរោះលើដីហើយដឹងថាគេមិនមែនជាមនុស្សខ្សោយនោះទេ ប៉ាពួករបស់គេស្ថិតនៅក្នុងកម្រិតធម្មពលបញ្ចេញរូបរាងឬអាចជាធម្មពលបញ្ចេញក្រៅផងទោះយ៉ាងណា
កំឡោះនោះវាផ្ដួលពួកគេទាំងអស់តែម្នាក់ឯង បរិះចំណាស់សុំទោសចំពោះភាពឆ្លើយហើយតួឯងយើងក៏សម្គាល់ថាប៉ាក់ស្មងកំពុងតាមប្រមាញ់បរិះម្នាក់នេះរួចទៅហើយ ចាស់ទុំបញ្យល់ថាប៉ាក់គូវ៉ាដែលជាប់ទាក់ទងនឹងប៉ាក់ស្មុំត្រូវបានកំចាត់ចោលដោយមនុស្សដូចជាគេនេះឯង បន្ទាប់មកគាត់សួរថាតើតួឯងយើងមានតំណែងអ្វីជាមួយពួកគេហើយកម្លាស់យើងដឹងភ្លាមថាគេកំពុងត្រូវគេសាក់លបងយកព័ត៌មាន ដូច្នេះគេតបថាចៅទាំងនោះកំពុងតាមដេញមនុស្សផ្សេងហើយគ្រាន់តែយល់ច្រឡំថាគេជាមនុស្សម្នាក់នោះដោយញឹកឃើញដល់ការវឹកហាត់និងការវាយដំយ៉ាងចាស់ដៃកន្លងមកតួឯងយើងមិនមានកម្រងបណ្ដោយឲ្យតាស្រុកនេះបោកប្រាស់បានឡើយ ទោះជាយ៉ាងណាក៏ដោយចាស់ទុំពុកចកានៅតែសង្ស័យថាគេកំពុងលាក់បាំងរឿងវ័យមួយតែគាត់នៅតែគិតថាវត្តមានរបស់ពួកគេនៅទីនេះអាចជួយបាន បើចាំបាច់គេថែមទាំងអាចតាមដានរឿងនេះដល់ត្រកូលណាំគង់ទៀតផងប៉ុន្តែពេលនេះតួឯងយើងមិនអាចធ្វើអ្វីបានច្រើនទេព្រោះគេនៅខ្វះកម្លាំង សត្រូវទាំងនេះលាក់ខ្លួននឹងធ្វើសកម្មភាពយ៉ាងសម្ងាត់ដូច្នេះគ្មាននរណាដឹងថាពួកគេនឹងធ្វើអ្វីបន្ទាប់ពេលដឹងថាក្រុមតាមប្រមាញ់របស់ខ្លួនត្រូវកំចាត់នោះទេបើរឿងនោះកើតឡើងមែនត្រកូលយូរទៅមូតអាចនឹងត្រូវវិនិច្ឆ័យមិនខាននេះមានន័យថាគេត្រូវទាញចំណាប់អារម្មណ៍ពួកគេទៅកន្លែងផ្សេងហើយពួកស្មូងទាំងនេះគឺជាជំរឿសដ៏ល្អបំផុត ពួកគេចូលចិត្តជីកកកាយអាចកំបាំងណាស់ពេលពួកគេចាប់ផ្ដើមធ្វើសកម្មភាពគេនឹងចំណេញពេលអ្វីដែលគេត្រូវធ្វើគឺគ្រាន់តែចង្អុលបង្ហាញផ្លូវដែលត្រូវដូច្នេះតួឯងយើងធ្វើពួកជានឹកឃើញឈ្មោះក្រុមនោះហើយបរិបពុកចង្ការក៏រំភើបដល់សួរកាត់ឲ្យគេប្រាប់ភ្លាមប៉ុន្តែវីរបុរសយើងបដិសេធគេស្ទើរតែបាត់បង់ជីវិតក្នុងការប្រយុទ្ធនោះទៅហើយគេនៅតែមិនទាន់ប្រកាសថាអាចទុកចិត្តមេប៉ាក់ស្មុំបានឬអត់ទេ បន្ទាប់មកគេសម្លឹងមើលសិស្សរបស់ខ្លួនសុំជំនួយដោយមិនបាច់និយាយប្រឈមមុខនឹងទឹកមុខដ៏គួរឲ្យខ្លាចនោះកំឡោះយើងបានត្រឹមឆ្ងល់ថាខ្លួនឯងធ្វើអ្វីខុសបន្ទាប់មកគេចាប់ផ្ដើមគិតយ៉ាងតឹងសរសៃក្បាលព្យាយាមប្រើចំណេះដឹងផ្នែករដ្ឋបាលនិងគណិតវិទ្យាដែលបានរៀនគេដើរចូលប្រាប់ប្រជាស្មុំឲ្យឈប់ហើយថាគាត់កំពុងដាក់ពូរបស់គេក្នុងស្ថានភាពលំបាកនេះរឹតតែធ្វើឲ្យតួឯងយើងធុញថប់ព្រោះក្មេងនេះទើបតែបំផ្លាញផែនការរបស់គេទាំងស្រុងទូយ៉ាងនេះក្តីបរិសុំសុំទោសឲ្យប្រាប់ថារឿងនេះពាក់ព័ន្ធនឹងកិត្តិយសបកដូច្នេះគាត់ចង់បានសិទ្ធិឃុំឃាំងជននេះមុនពេលសិស្សគេអាចនិយាយអ្វីទៀតតួឯងយើងយល់ព្រមពិតជាគ្មានជំរឿសល្អជាងនេះទេប៉ុន្តែអ្វីៗដែលតាក់ទងនឹងគេគឺត្រូវតែលុបចោលឲ្យអស់ហើយប្រសិនបើពួកគេបានដឹងរឿងអ្វីមួយពួកគេត្រូវតែចែករំលែកវាបរិសុពុកចង្ការសន្យាថាពួកគេនឹងធ្វើតាមតួឯងយើងលាដោយស្នាមញញឹមកំហួចខណៈពួកស្មុំសម្លឹងមើលគេដើរចេញទៅបរិសុសក់វិញមានអារម្មណ៍ថាខ្លួនចាញ់បោកគេព្រោះមិនទាន់បានទាំងប្រមូលខ្លីព័ត៌មានផងប៉ុន្តែមេរបស់គេស្ដីបន្ទោសឲ្យនឹងលើកឡើងពីឃ្លាអំពីសេចក្តីវិន័យនៃឋានសួគ៌ដែលមានន័យថាមនុស្សទាំងនេះអាចចង់បំផ្លាញឋានសួគ៌តែម្ដងនិយាយពីបែបទៀតពួកគេអាចកំពុងមានកម្រងផ្ដួលរំលំពិភពយុទ្ធគុណទាំងមូលប្រសិនបើពួកគេសួរចម្លើយមនុស្សនេះឲ្យបកស្រាយផែនការនោះបានវាអាចគ្រប់គ្រាន់ធ្វើឲ្យគាត់ក្លាយជាចាស់ទុំនៃបកធំដូច្នេះគាត់បញ្ជាឲ្យពួកគេយកអ្នកទោសឲ្យត្រឡប់ទៅបកវិញប៉ុន្មានម៉ោងក្រោយមកយកក៏ឈានចូលមកដល់តួឯកថាអ្នកបម្រើគួរតែរកឃើញដំលុយអំពីសត្វទេវកថាទី2ទៅហើយប៉ុន្តែសាច់រឿងបានផ្លាស់ប្ដូរអ្វីដែលសំខាន់ពេលនេះគឺត្រូវប្រុងប្រយ័ត្នជាងមុនព្រោះពួកគេមិនអាចយកយីនសិនបរិសុទ្ធបានឡើយគេជឿជាក់ថាពួកគេនឹងធ្វើសកម្មភាពកាន់តែលឿនឆ្ពោះទៅរកសត្វទេវកថាទី2ដូច្នេះគេត្រូវចាត់វិធានការឲ្យបានលឿននិងប្រុងប្រយ័ត្នដើម្បីបញ្ឈប់កុំឲ្យមានភាពបុកវោត្រឡប់មកបាក់វិញសម្លេងស្រែកយ៉ាងខ្លាំងបន្លឺឡើងវាជាសម្លេងតាចាស់សួរថាតើតួឯងយើងពិតជាមានកម្រងទៅសម្ព័ន្ធយុទ្ធគុណសច្ចៈមែនឬអត់គាត់សួរម្ដងទៀតថាគេនិយាយមែនឬចម្លើយគឺពិតមែនតួឯងយើងចង់បានបទពិសោធន៍បន្ថែមតែចាស់ប្រញាប់យូរព្រមហើយប្រាប់គេឲ្យរាប់អានរៃលើពីនេះគាត់ក៏ចង់ឲ្យសុងទៅជាមួយដែរនេះធ្វើឲ្យនាយក្មេងភ្ញាក់ផ្អើលយ៉ាងខ្លាំងតែតាចាស់ប្រាប់ថាវាជារឿងពិបាកព្រោះសុងគឺជាអ្នកបន្តវេនតួឯងយើងយល់ភ្លាមក្នុងនាមជាអ្នកបន្តវេនគេមានភារកិច្ចនឹងមិនអាចជាតែចាក់ចេញស្រេចតែចិត្តនោះទេដូច្នេះតួឯងយើងប្រាប់ថាគេនឹងត្រៀមខ្លួននិងរៀបចំអីវ៉ាន់ពេលយន្តដើរទៅរកទ្វារគេនឹកឃើញរឿងល្បីថាក្រៅពីរ៉ៃនៅមានហង5នាក់ផ្សេងទៀតហើយពួកគេទាំងអស់សុទ្ធតែស្រស់ស្អាតឥតខ្ចោះដូច្នេះពេលនេះគេពិតជារំភើបចង់ជួបពួកគេណាស់តាចាស់ស្រឡាំងកាំងពេលដឹងពីគោលបំណងរបស់គេយន្តនៅតែនិយាយបន្តថាគេអាចនឹងជួបម្នាក់ហើយថែមទាំងរៀបការទៀតផងយ៉ាងណាក៏រដូវកាលនេះខិតចូលមកដល់ហើយតាចាស់ស្រ័យភ្លាមថាពួកគេត្រូវការកោះប្រជុំប្រគល់ជាបន្ទាន់ខណៈយន្តដើរចេញយ៉ាងរហ័សពេញចិត្តដែលផែនការរបស់ខ្លួនបានសម្រេចពេលក្រោយមកសាច់រឿងបដូរទៅទន្លេយ៉ាងសេដែលមានកប៉ាល់ធំមួយកំពុងរងចាំបរិបម្នាក់ប្រាប់កូនចៅខ្លួនឲ្យត្រួតពិនិត្យនាវានេះឲ្យបានហ្មត់ចត់បន្ទាប់មកបរិបក្បាលតំពេចម្នាក់ដើរចូលមកឲ្យទិញស្រោមសម្បត្តិមួយចេញពីអាវគាត់ហុចវាទៅឲ្យព្រមទាំងហៅវាថាជាសញ្ញានៃភាពស្មោះត្រង់របស់គាត់នេះគឺគ្រប់គ្រាន់ដើម្បីឲ្យបរិបនោះប្រាប់កូនចៅឲ្យធ្វើការលឿនបន្តិចរួចសុំទៅញ៉ាំអាហារពេលព្រឹកបរិបទាំង3ក៏ចាក់ចេញហើយបរិបក្បាលតំពេចនៅពីក្រោយជូនដំណើរពួកគេដោយសុជីវធម៌តែក្នុងចិត្តគាត់កំពុងចំអកឲ្យមន្ត្រីទាំងនេះដែលងាយនឹងទិញទឹកចិត្តបន្ទាប់ពីនោះគាត់ចុះទៅក្នុងកប៉ាល់រួចស្រែកប្រាប់ថាគាត់បានប្រាប់សមាជិកឲ្យនៅឆ្ងាយពីកាប៊ីនផ្ទុកអីវ៉ាន់ហើយដើម្បីឲ្យភ្ញៀវសម្ងាត់អាចសម្រាកបានបរិបលាក់ខ្លួននោះនិយាយថាគាត់នឹងបង់ប្រាក់ដែលនៅសល់ពេលពួកគេទៅដល់ហើយក៏អរគុណគាត់បរិបក្បាលតំពេចឡើងទៅលើវិញដោយធូរទ្រូងហើយនិយាយថាពួកគេគ្រាន់តែឆ្លងកាត់បន្ទីត្រីបលាញ់ខ្មៅគឺគ្រប់យ៉ាងនឹងល្អប្រសើរហើយឲ្យតែពួកគេបង់ប្រាក់សួយសារពេលនោះក៏បានឃើញតួឯករបស់យើងនឹងមេគ្រួសារវ័យក្មេងឡើងកប៉ាល់ប៉ុន្មានម៉ោងក្រោយមកក្តោងក៏ត្រូវបានលើកឡើងហើយកប៉ាល់នោះចាប់ផ្ដើមចេញដំណើរមានគេប្រមានតួឯកកុំឲ្យទៅតទោជាមួយក្រុមចោះសមុទ្រព្រោះវាអាចបណ្ដាលឲ្យខាត់បងធំសូម្បីពេលដែលវីរបុរសយើងនៅតែចង់វាយក៏ដោយក៏កំឡោះនោះបញ្យល់ថារឿងនេះវាធំជាងអ្វីដែលគាត់បានគិតបើការប្រយុទ្ធទូឡើងចោលសមុទ្រទាំងអស់ក្នុងប្រទេសអាចនឹងសម្រុកចូលមកព្រមគ្នាកាន់តែអាក្រក់ពួកគេមានជើងខ្លាំងកម្រិតបិសាចម្នាក់ដែលគេថាខ្លាំងស្មើជាតាគាត់ឈ្មោះរបស់គេគឺស្ដេចញាក់សមុទ្រឌូសាចែនដែលជាបិសាចប្រចាំផ្ទៃសមុទ្រគាត់វាយតបហើយប្រមានថាបើតួឯងយើងទប់អារម្មណ៍មិនបានហើយបង្កសង្គ្រាមនោះការខូចខាតនឹងមានទំហំធំធេងដូច្នេះគាត់ត្រូវតែនៅឲ្យស្ងៀម
វារបស់របស់យើងស្ដាប់ដោយមិនមាត់មួយម៉ាត់ហើយសម្លឹងមើលគុនសិស្សរួចក៏ម៉ាត់ក្បាលគីមួយដៃកំឡោះនោះត្អូញត្អែថាការដោះស្រាយរឿងដោយក៏ដាប់ដៃវាអាក្រក់ណាស់ខណៈតួឯកនេះគិតតែពីរឿងអធិរិកអ្នកសមុទ្រនោះទេពេលនេះមើលទៅគាត់គ្មានជំរឿអ្វីក្រៅពីនៅឲ្យស្ងៀមទេប៉ុន្មានម៉ោងក្រោយមកកប៉ាល់ក៏បានមកដល់កណ្ដាលលំហសមុទ្របុរសម្នាក់នៅខាងមុខសម្លឹងមើលទៅឆ្ងាយឃើញអ្វីម្យ៉ាងចម្លែកក៏ស្រែកឡើងថាវាគឺជាកប៉ាល់របស់បន្ទីបាឡែនខ្មៅកប៉ាល់ដកទងខ្មៅបើកសម្ដៅមកអ្នកគ្រប់គ្នាភ័យស្លេកមុខមួយសន្ទុះកប៉ាល់បានជួបគ្នាហើយចៅសមុទ្រមេធំម្នាក់បានឡើងមកកប៉ាល់ទូឯយើងប្រធានកប៉ាល់ក្បាលតងោស្វាគមន៍គាត់ថាខានជួបគ្នាយូរហើយអនុប្រធានគោលចែកហើយក៏ប្រាប់កូនចៅភ្លាមឲ្យយូរលុយថ្លៃឆ្លងកាត់មកចៅសមុទ្រនោះសរសើរគាត់ដែលចេះចាត់ចែងការងារដោយមិនបាច់ត្រាប់ច្រើនឃើញបែបនេះគេគិតថាការដោះដូរវារលូនណាស់តែអ្វីដែលចម្លែកគឺពួកចៅសមុទ្រនៅតែមិនទាន់ព្រមចាក់ចេញបុរដ្ឋធាត់និយាយថាលុយនេះចប់រឿងមួយតែមានរឿងមួយទៀតគាត់ទទួលបញ្ជាឲ្យតាមរកមនុស្សម្នាក់នៅលើកប៉ាល់នេះបន្ទាប់មកគាត់ងាកទៅសួរប្រធានកប៉ាល់តងោថាតើមានលក្ខមនុស្សផ្សេងទៀតលើនេះឬអត់គាត់ដឹងច្បាស់ថាបុរសម្នាក់នេះជួនកាលលួចនាំអ ுக ្រិតជនឡើងកប៉ាល់ខ្លួនបើគាត់គ្រាន់តែប្រគល់មនុស្សនោះមកឲ្យអ្នកដំណើរផ្សេងទៀតក៏មិនចាំបាច់លំបាកដែរប្រធានកប៉ាល់ស្រឡាញ់លុយក៏ពិតមែនតែគាត់ចង់រស់ច្រើនជាងដូច្នេះគាត់ទទួលស្គាល់ថាមានគេលាក់ខ្លួនក្នុងបន្ទប់ទុកអីបានចៅសមុទ្រធាត់ស្រែកថាពួកគេកំពុងតាមរកអ្នកទោសរត់គេចហើយបញ្ជាឲ្យអ្នកគ្រប់គ្នាឈរជាជួរសហការអ្នកដំណើរភ័យខ្លាំងម៉េះពួកគេបានត្រឹមឈរញ័រខ្លួនប៉ុណ្ណោះមានចៅសមុទ្រម្នាក់គាត់សម្គាល់ឃើញតួឯកកំពុងសម្លឹងមើលទៅសមុទ្រយ៉ាងស្ងប់ស្ងាត់ភាពស្ងប់ស្ងាត់នោះធ្វើឲ្យវាមួម៉ៅទៅវាវាយក្បាលកំឡោះនោះមួយដៃហើយសួរថាតើថ្លង់មែនទេបានជាមិនលឺបញ្ជាឲ្យតម្រង់ជួរសូមសម្លឹងទៅតួឯកដោយក្តីអស់សង្ឃឹមនិងអង្វរកុំឲ្យធ្វើអ្វីប្រទេសផ្ដាស់ប៉ុន្តែវីរៈបរិះយើងកំពុងសម្លឹងទៅចៅសមុទ្រនោះទាំងកំហឹងទៅហើយពេលនោះសម្លេងស្រែកក៏ផ្ទុះចេញពីបន្ទប់ផ្ទុកទំនិញហើយគ្រប់គ្នាក៏ងាកទៅមើលសូម្បីតែចៅសមុទ្រក៏វង្វេងពីលឺសម្លេងសម្រាប់ជើងហើយបរិះដែលលាក់ខ្លួននោះក៏ដើរជិញមកជាមួយអាវធំពណ៌ខ្មៅយ៉ាងស្រស់សង្ហាចៅសមុទ្រធាត់សួរថាមើលហ៊ានប៉ះពាល់កូនចៅវាខណៈបរិះសក់វែងនេះនិយាយថាគ្រាន់តែលាក់ខ្លួនពីបាក់ស្មុំទៀនគឺពិបាកគ្រប់គ្រាន់ទៅហើយគាត់មិនស្មានថាគេទុកចិត្តចៅសមុទ្រអន់ឲ្យមកចាប់គាត់ទេសម្ដីនោះធ្វើឲ្យអាធាត់ខឹងយ៉ាងខ្លាំងវាដកដាវឲ្យគំរាមកាត់ក្បាលបរិះនោះវាវាយប្រហារយ៉ាងលឿនដោយភ្លេចបន្ទោប៉ុន្តែត្រូវចំតែសសរប៉ុណ្ណោះតួឯកឈរមើលឲ្យទទួលស្គាល់ថាចៅសមុទ្រនេះមិនខ្សោយទេទោះមិនយល់ថាហេតុអ្វីវាចេះតែលោតចុះឡើងក៏ដោយពេលនោះអ្នកនៅខាងក្រោមសង្កេតឃើញសសរដែលខូចខាតចាប់ដាំបាក់ស្រួតហើយភ័យស្លន់ស្លោខ្លាចសង្កត់លើពួកគេមុនវាធ្លាក់ចំពួកគេមានគេកាប់វាដៃពីរគឺតួឯកយើងដែលកំពុងមួម៉ៅពេលឃើញមនុស្សទាំងនេះបង្ហាញធាតុពិតរបស់ពួកគេបន្ទាប់ពីជួយគ្រប់គ្នារួចគាត់ក៏លោតចុះមួយយ៉ាងសង្ហាបន្ទាប់មកគាត់ឈរមើលការប្រយុទ្ធដ៏វឹកវររវាងចៅសមុទ្រធាត់និងបរិះស្លៀកពាក់ស្អាតបាតនោះដែលគ្មានខាងណាវាយចំគោលដៅសោះពេលនោះគាត់ឃើញរបស់ចម្លែកចេញពីស្នាមរហែកដៃឲ្យរបស់បរិះនោះគឺសាក់រូបពស់ពណ៌ក្រហមវារំលឹកគាត់ភ្លាមនៅការប្រមានរបស់គ្រូអំពីបរិះម្នាក់ដែលជាប់គុកនៅសម្ព័ន្ធមូរីមដែលមានស្នាមសាក់ដូចគ្នានេះបរិះនោះឈ្មោះហួងដុកជេសាន់ហើយគេដឹងថាសត្វទេវកថាទី2ដែលគាត់កំពុងត្រូវការបំផុតនោះនៅឯណាឃើញគ្រប់យ៉ាងស៊ីចង្វាក់គ្នាបែបនេះគាត់គិតថាប្រងលិខិតកំពុងកាន់ជើងគាត់ហើយតែមុនពេលគាត់អាចចូលទៅមេគ្រួសារវ័យក្មេងក៏ស្រែកប្រាប់គាត់ឲ្យនៅឲ្យឆ្ងាយពីរឿងនេះពួកគេបានព្រមព្រៀងគ្នាថាគាត់នឹងមិនលូកដៃទេតែវីរបុរសយើងនិយាយកាត់ហើយបញ្ជាកូនសិស្សឲ្យការពារអ្នកគ្រប់គ្នាបើមាននរណារបួសនឹងត្រូវហ្វឹកហាត់ទាំងកំហឹងរយៈពេល2ថ្ងៃគ្រាន់តែលើបែបនេះមេគ្រួសារវ័យក្មេងក៏ដកដាវចេញមកភ្លាមគេគ្មានបំណងចង់រងទុក្ខជាមួយការហ្វឹកហាត់នោះសោះឡើយគេឈោមមើលចៅសមុទ្រនិងបុរសនោះវាយគ្នាដែលរលកនៃការវាយប្រហារនោះខ្លាំងគ្រប់គ្រាន់អាចធ្វើឲ្យអ្នកដំណើររងរបួសបានរលកការវាយប្រហារនៅតែបន្តមកហើយគេដឹងថាមិនអាចយាយរាំងវាបានទាំងអស់ទេតែគេរកឃើញចម្លើយមួយហើយបដោតទៅលើការធ្វើឲ្យដាវកាន់តែលឿនពេលអារម្មណ៍ស្ងប់គេទប់ទឹកភ្នែកដោយគិតថាភាពសោកសៅធ្វើឲ្យដាវកាន់តែមុតពេលព្យុះកម្លាំងកំពុងសម្រុកចូលមកគេក៏វីដាវយ៉ាងយឺតអូរ៉ាពណ៌មាសពីដាវបានវាយបំបែករលកសេះសល់ទាំងនោះហើយរុញច្រានពួកវាចេញទៅក្រៅគាត់ប្រែចលនាតិចតួចតែច្បាស់លាស់ដើម្បីការពារសមាជិកទាំងអស់ពីការវាយប្រហារនេះបរិះចំណាស់ម្នាក់អរគុណអ្នកជួយសង្គ្រោះគាត់រួចឆ្ងល់ថាតើលោកពូនឹងធ្វើអ្វីបន្តទៀតពេលនោះហើយទើបគាត់ដឹងថាតួឯកយើងបានបាត់ខ្លួនទៅហើយពេលការប្រយុទ្ធកំពុងក្តៅគគុក Captain Fetcheck បានបញ្ចេញកម្លាំងទាំងអស់របស់គាត់វាសន្ធប់យ៉ាងខ្លាំងបរិះពុកមាត់នោះក៏គិចផុតយ៉ាងងាយស្រួលគាត់មើលឃើញចន្លប់រហោងពីការវាយប្រហារនោះរួចក៏ស្ទុះចូលទៅវិបកវិញដើម្បីបញ្ចប់ការប្រយុទ្ធនេះតែម្ដងតែមុនពេលវាយត្រូវមានអ្វីមួយធ្លាក់កាត់ចន្លោះពួកគេយ៉ាងលឿនបំផុតតួឯកយើងបានតែដៃចៅសមុទ្រនោះចេញឲ្យធ្វើឲ្យដាវរបស់គាត់ខ្ទាបប៉ាំងទៅឆ្ងាយការលេចមុខភ្លាមៗនេះធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលបន្ទាប់មកក៏ប្រមូលថាមពលជួក្តាប់ដៃរួចម៉ាត់មួយដៃយ៉ាងធ្ងន់ធ្វើឲ្យចៅសមុទ្ររៀងពន្ត្រីបាឡែននោះដួលសន្លប់ធំ Fetcheck ដួលខ្វុកទៅលើកម្រែនាវាប្រហែលជាចប់ហើយចំណែកឯបរិះស្លៀកពាក់ស្អាតបាតនោះសួរខ្លាំងៗថាតើបុគ្គលនេះជានរណាតួឯកយើងមិនខ្វល់រួចសួរត្រឡប់ទៅវិញថាតើគាត់គឺខ្វាងដកសងមែនទេដែលធ្វើឲ្យគាត់ភ្ញាំងស្មារតីប្រតិកម្មនេះបញ្ជាក់យ៉ាងច្បាស់ថាគាត់ទីត្រូវហើយដូច្នេះគាត់ប្រាប់ថាគាត់មកជួយសង្គ្រោះនេះក៏ព្រោះតែមានរឿងសំខាន់ចង់សួរផ្ទាល់បន្ទាប់មកគាត់ងាកទៅរកចៅសមុទ្រដែលនៅសល់ក៏ប្រាប់ថាកំពុងរវល់ជាមួយបុរសម្នាក់នេះដូច្នេះពួកគេអាចជ្រើសរើសចាក់ចេញឬក៏ស្លាប់នៅទីនេះបានចៅសមុទ្រពីរនាក់ដែលកំពុងឈរសម្លឹងមើលគាត់đangងឿងឆ្ងល់តួឯកយើងខកចិញ្ចើមរួចសួរថាតើពួកគេស្ដាប់មិនយល់ពីអ្វីដែលគាត់និយាយទេអីតែពេលគាត់ងាកមកក្រោយវិញបុរសដែលគាត់បំរុងនឹងជួយនោះបានបាត់ទៅហើយគាត់ក៏ប្រញាប់រត់ទៅក្បែរគែមនាវាដើម្បីស្វែងរកបុរសនោះភ្លាមនៅទីនោះគាត់ឃើញបុរសនោះលោតចូលសមុទ្របាត់ទៅហើយថែមទាំងហែលគេខ្លួនលឿនដូចសប្សោតទៀតផងសម្លឹងមើលអ្នករកគេខ្លួនវីរបុរសយើងស្ទើរតែមិនជឿថាបុរសនោះធ្វើឲ្យរឿងកាន់តែស្មុគស្មាញទាំងដែលគាត់កំពុងព្យាយាមជួយសោះមុនពេលគាត់អាចកម្រើបាន Fetcheck បានបញ្ជាកូនចៅឲ្យដេញតាមចាប់បុរសនោះចៅសមុទ្រម្នាក់ម្ដងបានលោតចូលទៅក្នុងទឹកសមុទ្រហាក់ដូចជាពួកគេកំពុងលោតចូលអាងហែលទឹកអញ្ចឹង
ដល់ឃើញមនុស្សធាត់ល្ងងនោះនៅតែព្យាយាមតាមចាប់បរិសុទ្ធនោះទៀតទោះជាប្រាប់មិនអោយធ្វើក៏ដោយតួឯងយើងក៏ហៅកូនចៅរបស់ខ្លួនហើយបញ្ជាឲ្យទៅចាត់ការ fact check ភ្លាមចៅសមុទ្រដែលដួលលើឥដ្ឋនោះភ័យស្លន់ស្លោដោយមិនដឹងថាគាត់កំពុងនិយាយជាមួយនរណាទេបន្ទាប់មកក៏មានការគំរាមថាប្រសិនបើធ្វើខុសគឺត្រូវហ្វឹកហាត់យ៉ាងតារុណពេញមួយសប្តាហ៍សម្ដីនោះធ្វើឲ្យមេគ្រួសារវ័យក្មេងស្រីថាគាត់សុខចិត្តស្លាប់ប្រសើរជាងមិនដោយឲ្យអាធាត់នោះរត់រួចដែលធ្វើឲ្យច្បាយរបស់គេពេញចិត្តយ៉ាងខ្លាំងបន្ទាប់មកតួឯងយើងក៏លោតចូលទៅក្នុងទឹកសមុទ្រដូចជាមនុស្សគ្រប់គ្នាដែរភ្លាមពេលគាត់ធ្លាក់ចូលទឹកគាត់ប្រែជាក្មេងប្រុសឆ្លាមរួចហែទម្លុះរលកដេញតាមបរិសុទ្ធស្លៀកពាក់ស្អាតបាតនោះយ៉ាងលឿន Fact check ឆ្ងល់ថាហេតុអ្វីគាត់លះបង់ខ្លាំងម្ល៉េះសម្រាប់បរិសុទ្ធម្នាក់នោះតែមុនពេលអាចគិតដល់រឿងផ្សេងទៀតមេគ្រួសារវ័យក្មេងនោះបានចូលមកជិតបាត់ទៅហើយគាត់និយាយលេងសើចថាលោកពូរបស់គាត់ច្បាស់ជាអស្ចារ្យណាស់ប្រហែលជាគាត់រៀនក្បាច់គុនក្នុងទឹកនេះពេលកំពុងព្យាយាមសម្រក់ទម្ងន់ហើយមើលទៅចៅសមុទ្រសួរថាគាត់ជានរណាដែលធ្វើឲ្យមេគ្រួសារវ័យក្មេងភ្ញាក់ពីការគិតរបស់ខ្លួនហើយនឹកឃើញថាខ្លួនមានភារកិច្ចត្រូវធ្វើគាត់ក៏ដើរចូលទៅជិតធ្វើឲ្យចៅសមុទ្រនោះសួរម្ដងទៀតថាតើពួកគេធ្លាប់ស្គាល់គ្នាដែរឬទេកាច់ម្រាមដៃលាន់សូកក្រឹបមេគ្រួសារវ័យក្មេងឆ្លើយតបថារឿងសំខាន់តែមួយគត់នៅពេលនេះគឺចៅសមុទ្រម្នាក់នេះសំតែត្រូវគេវាយបំបាក់ប៉ុណ្ណោះជប់និយាយច្រើនទៅគាត់គ្រាន់តែធ្វើតាមបញ្ជាហើយដាក់ដៃលើក្បាលរបស់បរិសុទ្ធធាត់នោះខណៈពេលដែលចៅសមុទ្រនោះកំពុងតែញាប់ញ័រយ៉ាងខ្លាំងសំឡេងស្រីដ៏អស់សង្ឃឹមបន្លឺឡើងពេលការវាយប្រហារចូលដល់ក្លលីបមកមើលក្នុងទឹកវិញយើងឃើញចៅសមុទ្រកំពុងតែហែលដេញតាមបរិសុទ្ធស្លៀកពាក់ស្អាតបាតនោះទោះឲ្យយើងបានហែលតាមតាន់ទៅហើយប៉ុន្តែមានចៅសមុទ្រម្នាក់ព្យាយាមមករារាំងគាត់មិនឲ្យចូលទៅគៀកជាងនេះបានទេគេវាយប្រហារមកតែទោះឲ្យយើងកិច្ចផុតយ៉ាងងាយស្រួលចៅសមុទ្រចងកន្សែងក្បាលនោះស្រាប់តែបាត់ដានគាត់ភ្លាមរួចក៏ឆ្ងល់ថាគាត់បាត់តាណាដល់ពេលដែលគេងើបបុកឡើងវាហួសពេលទៅហើយរឿងចុងក្រោយដែលគេបានឃើញគឺបាតស្បែកជើងរបស់តួឯកយើងដែលទាត់ផ្ទៃមុខគេយ៉ាងពេញទំហឹងតែម្ដងដោយជន់លើចៅសមុទ្រនោះដូចជាក្តារលោតវារបរយើងបាននិយាយថាការលេងបែបនេះក៏សប្បាយម្យ៉ាងដែរតើខណៈពេលដែលបរោះនោះលេចចោះគាត់អស់សម្លឹងទៅមុខហើយមើលឃើញរបស់ម្យ៉ាងដែលពិតជាមានប្រយោជន៍ចៅសមុទ្រកំពុងតម្រង់ជួរគ្នាយ៉ាងល្អអត់ចោះសម្រាប់គាត់ដូច្នេះគាត់ក៏ចាប់ផ្ដើមបោះចំហៀនជន់ពីលើពួកគេដូចជាដើរលើស្ពានឆ្លងកាត់ទឹកអញ្ចឹងដែរគាត់គិតថាបើព្រះធម៌អាចឆ្លងទន្លេលឿងដោយជិះលើស្លឹកឈើបាននោះគាត់ក៏អាចឆ្លងទន្លេយ៉ាងសេដោយជន់លើក្បាលចៅសមុទ្រទាំងនេះបានដែរមួយសន្ទុះក្រោយមក Captain Fat Jack និយាយថាទីបំផុតពួកគេយល់ហើយនេះគឺជានាវាធំរបស់ Black Whale Fort ហើយវាមានន័យថាពួកគេអាចនឹងស្លាប់បាត់ទៅហើយគាត់និយាយមិនទាន់ចប់ស្រួលបោផងក៏ត្រូវតួឯងយើងបាត់មួយដៃចំកណ្ដាលមុខពេញទំហឹងតែម្ដងចៅសមុទ្រនោះដួលអុកទៅលើកម្រាលនាវាវារូបរបស់យើងប្រាប់កូនប្រុសរបស់គាត់ថាពួកគេកំពុងជួបប្រទះនឹងបញ្ហាធំហើយមេគ្រួសារនិយាយថាគាត់បានប្រមានរួចហើយប៉ុន្តែតួឯងយើងគ្រាន់តែប្រាប់ឲ្យរីករាយជាមួយវាទៅបន្ទាប់មកពួកគេទាំងពីរក៏ធ្វើដំណើរតម្រង់ទៅរកនាវាដែលកំពុងបើកមកក្បែរនោះប្រហែលម៉ោងក្រោយមកព្រះអាទិត្យក៏ចាប់ផ្ដើមលិចនាវាត្រូវខ្ទេចខ្ទីអស់ហើយចៅសមុទ្រកំពុងតែអណ្ដែតពេញផ្ទៃសមុទ្រតែម្ដងបុរសមានស្នាមស្លាក់ម្នាក់សម្លឹងមើលទៅក្នុងទឹកពីចម្ងាយរួចក៏ឃើញទូកដែលតួឯងយើងកំពុងជិះពីលើនោះនៅផ្នែកខាងនោះចៅសមុទ្រធាត់បានរំកិលទៅមុខដែលធ្វើឲ្យបុរសមានស្នាមស្លាក់ឆ្ងល់ថាតើអាល្ងងនោះកំពុងធ្វើអ្វីហើយហេតុអីបានជាមកទីនេះបន្ទាប់មកចៅសមុទ្រម្នាក់ទៀតបានហែលឡើងមករួចស្រែកហាមេកន្ទ្រីងបុរសមានស្នាមស្លាក់សួរថាតើគេមានកម្មជ្រួយបាញ់សញ្ញាដែរឬទេចៅសមុទ្រម្នាក់នោះស្ទាក់ស្ទើររួចនិយាយថាវាអាចនឹងមានគ្រោះថ្នាក់ប្រសិនបើមេកន្ត្រាញ Black Whale Fort ដឹងថាពួកគេទទួលសំណើនេះដោយខ្លួនឯងនោះមេដឹកនាំរបស់ពួកគេប្រាប់ឲ្យឈប់រអ៊ូទាន់ហើយបាញ់វាទៅកិត្តិយសរបស់ Black Whale Fort ត្រូវបានគេជន់ឈ្លីអស់ទៅហើយការស្ដីបន្ទោសបន្តិចបន្តួចពីមេកន្ត្រាញគឺលែងសំខាន់ទៀតហើយពេលកម្មជ្រួយត្រូវបានលើកឡើងចៅសមុទ្រនោះគិតថានៅពេលដែលវាបាញ់ចេញទៅបុគ្គលម្នាក់នោះនឹងមកដល់ជាក់ជាមិនខានគឺជាអ្នកដែលគ្រប់គ្នាខ្លាចរអាបំផុតនោះគឺ Water Dragon King ដែលជាបិសាចដែលអ្នកប្រយុទ្ធគ្រប់មជ្ឈដ្ឋានតែងតែជៀសវាងមិនហ៊ានប្រឈមមុខឡើយនៅកន្លែងផ្សេងតែចាំម្នាក់កំពុងអង្គុយសរសេរអក្សរស្រាប់តែមានគេរត់ត្រហេបត្រហប់ជួមមកស្រែកថាមានគេបាញ់កម្មជ្រួយពណ៌ក្រហមនៅក្បែរទន្លេយ៉ាងស៊ីឬបែបនេះតាចាស់ក៏ស្ទុះក្រោកឈរឡើងភ្លាមតាមពិតគាត់នេះហើយគឺ Jagal Shambam ដែលជាកំពូលអ្នកយុទ្ធសាស្ត្រដ៏អស្ចារ្យរបស់សម្ព័ន្ធ Murim កូនចៅរាយការណ៍ថាកម្មជុកសញ្ញានោះបានបាញ់ឡើងតាំងពី2ម៉ោងមុនម្លេះហើយពេលនេះមានក្រុមចៅសមុទ្រជាច្រើនកំពុងនាំគ្នាមកទាមទារឲ្យគេបើកច្រកទ្វារទន្លេឲ្យពួកគេគាត់ដឹងច្បាស់ថាមានតែចៅទេដែលប្រើកម្មជ្រួយពណ៌ក្រហមដូច្នេះគាត់ឆ្ងល់ថាតើនរណាជាអ្នកបង្ខំឲ្យពួកគេធ្វើបែបនេះគាត់សួរកូនចៅពីមូលហេតុដែលគេបាញ់វាតែអ្នកនាំសាររូបនោះមិនមានចម្លើយអ្វីទាល់តែសោះរឿងនេះធ្វើឲ្យមេបញ្ជាការខឹងសម្បាយ៉ាងខ្លាំងពេលនេះ2ម៉ោងកន្លងផុតទៅហើយតែពួកគេនៅតែមិនដឹងថានរណាជាអ្នកបង្ករឿងនេះឡើងទៀតបើសិនជាមានអ្នកខ្លាំងពូកែអាចតទល់ធ្វើជាសត្រូវជាមួយពួកចៅបានមែនយើងគួរតែតាក់ទាញគេឲ្យចូលរួមជាមួយយើងគាត់ក៏បញ្ជាឲ្យកងកម្លាំង Celestial Alliance Squadron ប្រមូលផ្ដុំគ្នាជាបន្ទាន់ហើយប្រញាប់ចេញទៅច្រកជួរបន្លាយខាងលិចដើម្បីដោះស្រាយការតវ៉ានោះភ្លាមពួកគេមិនអាចបណ្ដោយឲ្យពួកចៅទាំងនោះចូលកាន់កាប់បន្លាយអូវូនបានឡើយព្រោះវាជាផ្លូវឆ្ពោះទៅកាន់សម្ព័ន្ធ Murim ពេលគាត់សួរថាកំជ្រួចនោះបាញ់ចេញពីទីតាំងណាគាត់ក៏ដឹងថាវាស្ថិតនៅក្បែរខេត្តអាន់វៃចម្លើយនេះធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះទីនោះជាកន្លែងដែលបន្ទាយ Black Whale Fortress ស្ថិតនៅគាត់ក៏ទាមទារចង់ដឹងភ្លាមថាពេលនេះ Water Dragon King កំពុងនៅឯណាគេប្រាប់គាត់ថាតាមរបាយការណ៍ចុងក្រោយគឺអ្នកក្លាហានរូបនោះកំពុងនៅទីតាំងមួយក្បែរតំបន់ Jakal Prefecture ដោយសារតែតំបន់នោះវានៅក្បែរកន្លែងដែលគេឃើញកម្មជួតបាញ់ឡើងគាត់ប្រហែលជាបានកត់សម្គាល់ឃើញរឿងនេះបាត់ទៅហើយគ្រាន់តែលើបែបនេះតាចាស់ក៏ប្រញាប់សួរភ្លាមថាតើសមាជិកជាន់ខ្ពស់បំផុតគឺ Little Baker Dragon ដែលមកចូលរួមការធ្វើតេស្តនោះកំពុងនៅទីណានៅកន្លែងផ្សេងតាំងកណ្ដាលទ្រាបមានមនុស្សម្នាក់កំពុងរអ៊ូទាំពេលមានគេមករំខានរំលែកនៅម៉ោងនេះគេបានប្រាប់គាត់រួចទៅហើយពីរឿងកម្មជួតពណ៌ក្រហមនោះប៉ុន្តែគាត់នៅតែសួរថាហេតុអីចាំបាច់មកដាស់គាត់ទាំងយប់ព្រោះតែរឿងនេះទៅវិញ
បុរសម្នាក់នេះគឺជា Little Beggar Dragon មកពីប៉ាក់ស្មូម Beggar Sek គាត់ក៏ប្រញាប់ព្យាយាមដាស់មិត្តភ័ក្តិរបស់គាត់ដែលកំពុងតែដេកលក់យ៉ាងលង់លក់នោះភ្លាម បុរសនោះគ្រាន់តែកំហំតិចតិចហើយរុញដៃគាត់ចេញដោយធ្វើឲ្យគាត់រអ៊ូថាអាក្មេងសក់រញ៉ៃរញ៉ៃនេះខ្លួនធំសុទ្ធតែក្លិនស្រាហើយគួរតែឈប់ផឹកស្រាច្រើនបែបនេះទៀតទៅ ដោយសារតែធុញថប់ដែលមិត្តរបស់ខ្លួននៅតែមិនព្រមងើបគាត់ក៏ស្រែកដាក់គេតែម្ដងទីបំផុតកំឡោះសង្ហែរូបនេះក៏ព្រមបើកភ្នែកឡើងទាំងមាត់ជេររអ៊ូទាំហើយសួរថាហេតុអីបានជាត្រូវមកទីងគេឲ្យក្រោកពីដេកទាំងកណ្ដាលអាត្រៀត Beggar Dragon បានបញ្យល់ថាលោកពូរបស់គាត់បានកោះហៅគាត់ឲ្យទៅទីតាំងមួយហើយអសរញ៉ៃរញ៉ៃនេះត្រូវធ្វើដំណើរទៅកន្លែងផ្សេងនៅថ្ងៃស្អែកថាមិនក៏ដោយអាមនុស្សប្រមឹកនោះនៅតែសួរថាតើរឿងនឹងវាពាក់ព័ន្ធអីជាមួយគេទៅដែលធ្វើឲ្យ Beggar Dragon ខឹងយ៉ាងខ្លាំងពួកគេធ្វើបែកគ្នាមួយរយៈហើយ ប៉ុន្តែមួយនោះគ្រាន់តែឆ្លើយតបវិញដោយប្រាប់ឲ្យគាត់ចេញឲ្យឆ្ងាយតែប៉ុណ្ណោះ ដោយនៅវេមុខព្រោះជាតិស្រាខ្លាំងនៅឡើយគេក៏ទម្លាក់ក្បាលចុះដេកស្រមុកយកតែមែនតែនបន្តទៀតទុកឲ្យ Beggar Dragon ឈោគិតក្នុងចិត្តថាខ្លួនឯងនេះពិតជារើសមិត្តភ័ក្តិខុសមនុស្សមែនទោះយ៉ាងណាក្តីក៏លែងមានពេលគិតរឿងនេះទៀតហើយទើបគេសម្រេចចិត្តដោះខ្សែពួរដែលចងនៅចង្កេះរបស់គេចេញ គេបានហុចខ្សែពួរនោះទៅឲ្យអ្នកនាំសារហើយប្រាប់គេឲ្យទៅរកពួកអ្នកសំទាននៅក្បែរអណ្ដូងទឹករួចបញ្ជាឲ្យពួកគេចេញស្វែងរកនៅតំបន់ដែនទឹកភាគខាងជើង បន្ទាប់ពីអ្នកនាំសារចេញទៅបាត់អសរញ៉ៃរញ៉ៃក៏ដេកស្ងៀមមួយសន្ទុះទើបប្រអ៊ូតិចៗថាពេលនេះគេស្វាងគ្រាន់បើអាចងើបដើររួចហើយមើលទៅ Water Dragon King ប្រហែលជាមានពាក់ព័ន្ធនៅក្នុងរឿងដ៏ស្មុគស្មាញមួយនេះជាមិនខានដូច្នេះតាមពិតគេពិតជាខ្វល់ខ្វាយខ្លាំងណាស់ព្រោះគេមិនចង់ឲ្យ Beggar Knight រងរបួសនោះឡើយញាតិទៅកន្លែងមួយទៀតនៅលើផ្ទៃទន្លេបរោះសម្លៀកបំពាក់ពណ៌សម្នាក់កំពុងអង្គុយលើទូកតូចមួយឲ្យគេសែងបន្ទាប់មកយើងក៏កលេចទៅមើលការប្រយុទ្ធដែលតួឯករបស់យើងបានចាក់ចេញក្រុមនាវិកនៅផ្ដុំគ្នាមួយកន្លែងលើប៉ាល់ដឹកទំនិញទាំងអារម្មណ៍ភ័យខ្លាចចំណែកឯបព្វបរោះវ័យក្មេងកំពុងតែបញ្ចប់ជីវិតពួកចៅសមុទ្រចុងក្រោយដែលនៅបន្តវាយប្រហារពួកគេបន្ទាប់ពីវាយទម្លាក់ចោលម្នាក់ទៀតរួចគេក៏សម្លឹងទៅមុខហើយឆ្ងល់ថាតើលោកពូរបស់គេកំពុងតែធ្វើអីទៅវិញពូរបស់គេកំពុងតែម៉ាត់មុខចៅសមុទ្រម្នាក់យ៉ាងចាស់ដៃរួចក៏វាយទម្លាក់ឲ្យដេកដួលខ្ពុកលើក្តារដោយមិនញញើតដៃតតែសោះពេលនោះសម្លេងមួយបានធ្វើឲ្យគេដឹងថាស្ថានភាពពេលនេះវាហួសពីការគ្រប់គ្រងទៅហើយទោះជាគេវាយទម្លាក់អស់ប្រមាណអ្នកក៏ដោយក៏ពួកចៅសមុទ្រនៅតែបន្តសម្រុកចូលមកមិនឈប់ដដែលគេក៏ស្រែកប្រាប់ Fat Jack ឲ្យបន្តដំណើរទៅមុខទៀតពួកគេគ្មានពេលនៅទីនេះយូរនោះទេឯចៅសមុទ្រដែលនៅក្រោមជើងគាត់ក៏យល់ព្រមភ្លាមតែម្ដង គេបានសួរទៅវែថាតើមានកន្លែងណាអាចបោះយុទ្ធការបានទេនៅជិតនេះហើយក៏ទទួលបានការយល់ព្រមទាំងទៅទាត់ប៉ុន្តែស្រាប់តែពេលនោះមានមនុស្សម្នាក់ហោះរំលងទូករបស់តួឯកយើងភ្លាមតែម្ដងគេអាចចាប់អារម្មណ៍វត្តមាននេះក៏ងើបមុខឡើងមើលស្រាប់តែឃើញបរិសម្នាក់កំពុងធ្លាក់ចុះពីលើមេឃដែលធ្វើឲ្យគេគិតក្នុងចិត្តថាអានឹងវាជាស្អីគេទៅវេះបរិសនោះបានធ្លាក់បោះក្តារទូកខ្លាំងដូចជាអាចផ្កាយធ្លាក់រួចក៏ស្រែកខ្លាំងៗឲ្យគ្រប់គ្នានៅទីនោះបានឮពីបញ្ហាផ្លូវទឹកទន្លេយ៉ាងស៊ីនេះ គេបានណែនាំខ្លួនឯងថាជា Little Beggar Dragon មកពីប៉ាក់ Beggar Sek ហើយប្រមានថាសម្ព័ន្ធ Nulrim Alliance នឹងការពារគ្រប់គ្នាដែលនៅទីនេះដូច្នេះពួកគេគួរតែដកថយទៅវិញឲ្យលឿន ចូលមើលគេកំពុងទេសនាឲ្យគ្រប់គ្នាស្ដាប់តួឯកយើងគណិតឆ្ងល់ថាតើបរិសម្នាក់នេះជារណាឲ្យប្រកាសបន្ទាប់មកការចងចាំពីអតីតកាលនិងគ្រូរបស់គេក៏ផុសឡើងទើបគេដឹងថាបរិសដែលនៅចំពោះមុខគេនេះគឺជាមនុស្សតែមួយនោះឯងគ្រាន់តែនៅក្មេងជាងមុនប៉ុណ្ណោះស្រាប់តែពេលនោះមានសម្លេងបញ្ជាយ៉ាងខ្លាំងបន្លឺឡើងឲ្យទូកទាំងអស់ឈប់សិនតួឯកយើងក៏នឹកឆ្ងល់ថាតើអាមនុស្សប្រមឹកនោះពិតជាអាចធ្វើរឿងនេះបានសម្រេចមែនឬបរិសម្នាក់បានស្រែកបញ្ជាឲ្យសើប៉ាក់យើងស៊ីទាំងអស់ធ្វើការគោរពដល់មេបញ្ជាការធំហើយសម្លេងស្រែកគោរពយ៉ាងកក្រឹបកក្រែងក៏បន្លឺឡើងពីទូកគ្រប់គ្រឿងព្រមគ្នាពេលនេះតួឯកយើងបានយល់ហើយថាពួកគេកំពុងនិយាយពីនរណាហើយក៏ប្រញាប់កលេចមើលទៅទីនោះភ្លាមបរិស័កសម្នាក់កំពុងធ្វើដំណើរមកយ៉ាងយឺតៗលើទូកតូចមួយដែលសែងដោយអ្នកបម្រើមាសធំម្នាក់ធ្វើឲ្យតួឯករបស់យើងព្រមទាំង Little Beggar Dragon ភ្ញាក់ផ្អើលយ៉ាងខ្លាំងបុរសម្នាក់នោះគឺជា Water Dragon King នេះឯងតួឯករបស់យើងឆាប់ដឹងខ្លួនភ្លាមថាពួកគេកំពុងនៅគីគ្នាប៉ុណ្ណាហើយគេបានស្រែកប្រាប់ Fat Jack ឲ្យបង្វែរទិសដៅកប៉ាល់ជាបន្ទាន់ព្រោះបុគ្គលនេះគឺជាកម្ពុជាអ្នកខ្លាំងដ៏មានឥទ្ធិពលបំផុតរបស់ប៉ាអាធំហើយទូពួកគេអាចនឹងជ្រុលទៅបុកជាមួយគាត់ជាមិនខានក្រុមនាវិកទាំងមូលបានប្រឹងប្រែងបង្វែរទូដល់កប៉ាល់យ៉ាងខ្លាំងប៉ុន្តែទោះជាយ៉ាងណាចន្លោះប្រហោងវានៅតូចពេកដែលមើលទៅដូចជាជិះមិនផុតពីការបុកគ្នានោះទេតួឯករបស់យើងឃើញថាពួកគេចិត្តនឹងបុកគ្នាទៅហើយប៉ុន្តែបរិសសក់សនោះនៅតែស្ងាត់ហើយគ្រាន់តែលូកដៃចេញមកមុខតែប៉ុណ្ណោះត្រឹមការប៉ះតែម្ដងគាត់បានបញ្ចេញធម្មពលរុញទូកចេញនិងបដូរទិសដៅរបស់វាពេលបរិសទាំងពីរចុះមកលើទូកតួឯកគាត់ដឹងថាទូកនេះត្រូវបញ្ឈប់ដោយកម្លាំងសុទ្ធសាធហើយសង្ស័យថាតើបរិសនេះខ្លាំងកម្រិតណា Water Dragon King ណែនាំខ្លួនឯងនឹងអ្នកបម្រើរបស់គាត់ព្រមទាំងសម្លឹងមើលក្រុមនេះដោយក្រសែភ្នែកត្រជាក់ Little Beggar Dragon បញ្ញាប់អោនគោរពអ្នកគ្រប់គ្រងទន្លេហើយមេដឹកនាំវ័យក្មេងក៏ធ្វើតាមគាត់ក៏បានសម្ដែងការគោរពដែរបន្ទាប់មកបរិសនៅក្បែរ Water Dragon King ស្រាប់តែធ្វើចលនាហើយតួឯកយើងដឹងពីគ្រោះថ្នាក់ភ្លាមតែម្ដងមួយវិនាទីបន្ទាប់បរិសមេធំបានចាប់អាវលើកមនុស្សម្នាក់ឡើងលើអាកាសប៉ុន្តែវាមិនមែនជារឿងដែលតាក់ទាញចំណាប់អារម្មណ៍ Water Dragon King នោះទេអ្វីដែលសំខាន់គឺក្មេងអាយុមិនទាន់ដល់20ផងអាចដឹងពីចលនារបស់កូនចៅគាត់ដែលប្រើធម្មពលពេញហុងហូរពេលនោះទៅយើងឃើញអ្នកដែលត្រូវគេច្បាច់កកំពុងខំដកដង្ហើមដើម្បីកុំឲ្យរឿងកាន់តែអាក្រក់តួឯកយើងក៏និយាយឡើងក៏សួរថាហេតុអ្វីមនុស្សសំខាន់បែបនេះមកគំរាមក្មេងហើយព្រមមានថាវាអាចធ្វើឲ្យខូចឈ្មោះគាត់បរិសចំណាស់យល់ន័យហើយប្រាប់ថាមិនអាចបន្តឲ្យរឿងនេះកើតឡើងទេគាត់ហៅកូនចាំមកវិញហើយអ្នកបម្រើក៏ទម្លាក់ក្មេងសុំទានទៅលើក្តារទូកដោយទម្លាក់កណាត់បន្តមកបរិសចំណាស់បញ្ចេញធម្មពលរបស់ខ្លួនហើយសួរថាតើដល់ពេលត្រូវស្ដាប់ការបញ្យល់របស់តួឯកឬនៅនេះធ្វើឲ្យគាត់បារម្ភនិងធុញថប់បើមានពេលបន្តិចទៀតពួកគេប្រកាសជាទៅដល់ Orthodox Alliance បាត់ទៅហើយក៏មិនគួរឲ្យជឿសោះថាមានបេសាចបែបនេះលេចមកពេលនេះបើធ្វើឲ្យគាត់ខឹងក៏ប្រហែលជាត្រូវទៅជួប Hades Lin ជាងការគិត
ដូច្នេះគាត់បញ្យល់ថាគាត់គ្រាន់តែធ្វើដំណើរតាមទូកស្រាប់តែមានចោរសមុទ្រវាយប្រហារនិងគំរាមកំហែងប្រជាជនធម្មតា បុរសចំណាស់សួរថាតើគាត់ចេញមកជួយការពារពួកគេដូចជាវីរបុរសឬយ៉ាងណា ប៉ុន្តែថាមពលបុរសចំណាស់ចេះតែការឡើងហើយទូឯកដឹងថាគាត់មិនជឿរឿងនេះទាំងស្រុងទេដូច្នេះក៏ចាប់ផ្ដើមគិតយ៉ាងលឿនស្រាប់តែមានគំនិតមួយផុសឡើងគាត់ប្រាប់ឈ្មោះត្រកូលហើយនិយាយថាបុរសចំណាស់ផែលមិនស្គាល់ទេព្រោះពួកគេមិនពាក់ព័ន្ធនឹងមូរីមឡើយផ្ទុយទៅវិញពួកគេជាត្រកូលដែលមានអធិបុលធំក្នុងរដ្ឋាភិបាលឪពុកគាត់ធ្លាប់ជាទីប្រឹក្សារាជវាំងហើយនៅតែបម្រើការនៅនិនជីងមើលថែចៅរបស់អធិរាជគាត់និយាយបែបនេះព្រោះគ្រូធ្លាប់បង្រៀនថាបើចង់ឈ្នះក្នុងការប្រាស្រ័យត្រូវបង្ហាញក្នុងបង្អែកធំធំហើយបើគ្មានទេត្រូវកុហកដោយមិនស្ទាក់ស្ទើរប៉ុន្តែបុរសចំណាស់មិនខ្វល់ថាគាត់មកពីណាឬឪពុកគាត់ជានរណាឡើយនេះធ្វើឲ្យទូឯកដឹងថាល្បិចរបស់គ្រូគាត់មិនមែនតែមានប្រសិទ្ធភាពនោះទេ Water Dragon King និយាយថាគាត់កើតមកជាចៅសមុទ្រហើយនឹងស្លាប់ជាចៅសមុទ្រគាត់មិនខ្វល់ថាមូរីមឬរដ្ឋាភិបាលជាអ្នកសម្លាប់គាត់ទេចម្លើយនេះធ្វើឲ្យទូឯកភ័យខ្លាំងព្រោះគាត់ត្រូវការពារមេងកុងសុងគ្រូរបស់គាត់និងដិនឌីដែលគាត់បានវាយចង់ទប់ផងដែរតើគាត់អាចធ្វើអ្វីបានទល់នឹងបិសាចពីរនាក់ដែលគាត់មិនអាចសូម្បីតែធ្វើឲ្យដាច់រលួតបើមិនរាប់បញ្ចូលទាំងអង្គរៈផងបន្ទាប់មកគាត់នឹកឃើញមេរៀនមួយទៀតពី Celestial Advisor ការចរចាមានវិធានការសំខាន់ពីរប្រើអ្វីដែលសត្រូវខ្លាចដើម្បីគម្រាមពួកគេឬប្រើអ្វីដែលពួកគេជួយចិត្តដើម្បីទិញទឹកចិត្តដូច្នេះគាត់សូមឲ្យបរិះនោះស្ដាប់ដោយយកចិត្តទុកដាក់និងកុំអាលវាតម្លៃដោយព្យាយាមរកផ្លូវរស់រានមានជីវិតគាត់ប្រាប់ថាការបញ្ចេញអត្តសញ្ញាណរបស់គាត់មិនមែនក្នុងន័យគំរាមកំហែងនោះទេអ្វីដែលគាត់ចង់បានពិតប្រាកដគឺក្តីមេត្តាហើយសូមឲ្យបរិះចំណាស់មើលរំលងទូករាប់សិបដែលគាត់បានបំបែកដើម្បីសម្រេចរឿងនេះគាត់ស្នើសងសំណងដោយគិតថាចៅសមុទ្រប្រកាសជាមិនស្អប់គំនិតនេះទេបរិះចំណាស់ចាប់ផ្ដើមចាប់អារម្មណ៍ហើយសួរថាតើគាត់ចង់ឲ្យលុយមែនទេទូឯកបន្តសួរថាតើគាត់ចង់បានលុយប្រមាណប៉ុន្តែវាបែរជាធ្វើឲ្យបរិះនោះញញឹមរួយផ្ទុះសំណាក់យ៉ាងខ្លាំងទូឯកអាចត្រឹមតែគិតថាបរិះចំណាស់នេះបាត់បង់សតិដោយទើបតែត្រូវឆ្នោតអញ្ចឹងមិនយូរបណ្ដានបរិះចំណាស់ដែលចូលមកចិត្តហើយនិយាយថាគាត់ចូលចិត្តទូឯកនេះធ្វើឲ្យវីរបុរសយើងលោតថយក្រោយដោយភាពភ្ញាក់ផ្អើលបរិះចំណាស់ប្រាប់ឲ្យគាត់ងើបមើលព្រះច័ន្ទនិងមនុស្សដែលកំពុងមើលពីលើបរិះកាន់ដាវទាំងនោះសុទ្ធតែជារបស់សមាគម Orthodox Murim Alliance បន្ទាប់មកក៏សួរថាតើទូឯកដឹងទេថាហេតុអ្វីបានជាគ្មានអ្នកណាធ្វើចលនាដែលធ្វើឲ្យគាត់នឿងឆ្ងល់ព្រោះចម្លើយមើលទៅសាមញ្ញណាស់បរិះចំណាស់និយាយថាទូពួកគេនិយាយពីយុទ្ធធម៌ឬសិលធម៌ក៏ដោយចុងក្រោយពួកគេគ្រាន់តែថ្លឹងថ្លែងពីផលប្រយោជន៍ខ្លួនឯងប៉ុណ្ណោះដូច្នេះបើសំបីតែក្រុម Orthodox នៅតែធ្វើបែបនេះហេតុអីទូឯកសុខចិត្តចំណាយលុយដើម្បីជួយមនុស្សគ្រប់គ្នាគាត់រាក់ព្រោះគ្មានផ្លូវដែលបរិះនេះនឹងជឿថាហេតុផលពិតរបស់គាត់គឺដើម្បីបញ្ឈប់ភាពវឹកវរនិងជួយសង្គ្រោះពិភពលោកនោះទេពេលបរិះចំណាស់សម្លឹងមើលគាត់ចាប់ផ្ដើមស្វែងយល់ពីអត្តចរិតរបស់ទូឯកទូបីជាគាត់នៅតែមិនអាចទីដឹងថាគាត់អាចនឹងខ្លាំងកម្រិតណាក៏ដោយទោះយ៉ាងណាគាត់មិនអាចធ្វើសកម្មភាពព្រឺហឺនដាក់អ្នកដែលគ្មានអ្វីត្រូវបាត់បង់នោះទេដូច្នេះមានតែជំរឿសមួយប៉ុណ្ណោះសាឡូមនគាត់ដល់ខ្លួនឯងគាត់ហៅក្មេងប្រុសនោះមកចិត្តហើយនិយាយថារឿងខ្លះនៅលើលោកមិនអាចដោះស្រាយដោយលុយបានទេភ្លាមៗនោះអង្គរៈដកអាវុធរបស់ខ្លួនចេញដែលធ្វើឲ្យ Little Banger Dragon ភ្ញាក់ព្រឺតទូឯកប្រញាប់ស្ទុះទៅមុខព្រមទាំងស្រែកថាបរិះចំណាស់នេះឈួតហើយប៉ុន្តែមុនពេលគាត់អាចបញ្ឈប់វាបានការវាយប្រហារក៏បានមកដល់ពេលនោះគាត់ដឹងថាការវាយប្រហារនេះគឺសំដៅទៅលើ Little Banger Dragon ដូច្នេះគាត់ក៏រងវាដោយខ្លួនឯងក្មេងសុំទានគាំងថ្មឹងដោយការតក់ស្លុតស្របពេលទូឯកស្រែកប្រាប់ឲ្យគេរត់ Little Banger Dragon ឆក់យកឱកាសនោះលោតចេញពីទូកទុកឲ្យទូឯកនៅតែម្នាក់ឯងប៉ុន្តែកម្លាំងរបស់គាត់នៅតែមិនគ្រប់គ្រាន់ហើយការវាយប្រហារយ៉ាងធ្ងន់ធ្ងរក៏បានបោកផ្ទុបចំទ្រូងគាត់ខំប្រឹងឈួរទាំងតស៊ូបំផុតដែលគិតថាការប្រយុទ្ធនេះត្រូវតែបញ្ចប់ត្រឹមមួយក្បាច់នេះហើយសត្រូវរបស់គេជាយុទ្ធជនកម្ពុជាដែលប្រើធម្មពលពិសេសបើមិនតប្រយុទ្ធយូរទៅគេច្បាស់ជាចាញ់មិនខានដូច្នេះគេប្រមូលកម្លាំងទាំងអស់វាយប្រហារមួយទំហឹងដោយប្រើធម្មពលបរិសុទ្ធបំផុតដែលគេមានធម្មពលវិញ្ញាណគឺខ្លាំងជាងធម្មពលខាងក្នុងដែលលាក់ទុកឆ្ងាយណាស់ប៉ុន្តែពេលបុរសនោះឃើញវាគាត់គ្រាន់តែញញឹមទូឯកយើងមិនយល់សោះឡើយរហូតទាល់តែបុរសចំណាស់នោះលួចវាយប្រហារពីក្រោយខ្នងគេដូរខ្ពស់ទៅលើដីខំប្រឹងតាំងស្មារតីដែរតែទីបំផុតក៏សន្លប់បាត់បង់ស្មារតីនៅចន្លោះបិសាចទាំងពីរនោះមុនពេលសន្លប់គេគិតថាហេតុអ្វីកម្ពុជាអ្នកខ្លាំងខាងបមិគៀងងឹតបែរជាប្រយុទ្ធកំសាកយ៉ាងនេះរួចហៅតាចាស់នោះថាអាជនពៀលខណៈតានោះនៅតែញញឹមបន្ទាប់មកភ្នែករបស់គេក៏ងងឹតសូនយុវជនជាប្រធានបកស្រែកហៅពូរបស់គេតែស្ដេចនាទឹកព្រមានមិនឲ្យធ្វើរឿងល្ងងខ្លៅឡើយសុងមានអារម្មណ៍ថប់នឹងហាមពេលសម្លឹងចំភ្នែកគាត់ប៉ុន្តែពូគេបានប្រថុយជីវិតដើម្បីសង្គ្រោះគ្រប់គ្នាគេមិនអាចឈប់ភ័យញ័របែបនេះទេដូច្នេះគេក៏លើកដាវឡើងដោយដឹងថាត្រូវតែជួយគាត់ឲ្យបានតាចាស់នោះចាប់អារម្មណ៍យ៉ាងខ្លាំងពីឃើញក្មេងប្រុសនេះនៅតែហ៊ានដើរទៅមុខរួចគាត់ក៏កត់សម្គាល់ឃើញធម្មពលដាវដ៏មុតស្រួយនៅជុំវិញដាវនោះវាខ្សោយមិនទាន់ពេញលេញតែជាធម្មពលដាវដ៏ខ្លាំងក្លាពេលនេះតាចាស់ឆ្ងល់ថាតើអ្នកទាំងនេះមកពីណាម្នាក់ហ៊ានវាយតបនឹងគាត់ហើយម្នាក់ទៀតអាចបំបែកធម្មពលបិទខ្ទប់របស់គាត់បានទោះយ៉ាងណាគាត់ដឹងថាក្មេងនេះកំពុងជួបគ្រោះថ្នាក់ធាតុបិសាចរបស់គេហាក់ដូចជាកំពុងគ្រប់គ្រងស្មារតីបាត់ទៅហើយតាចាស់សើចបន្តិចរួចសួរថាតើគេជាកូនចៅរបស់ឆាងស៊ុនមែនទេប៉ុន្តែប្រធានបកវ័យក្មេងមិនខ្វល់ពីសំណួរនេះទេហើយក៏ស្ទុះទៅវាយយ៉ាងសាហាវពេលគេទីមខ្លួនទាត់តាចាស់និយាយថាគាត់មិនអាចសម្លាប់គេមុនពេលឃើញគេធំពេញវ័យនោះទេការទាត់នោះមិនមែនសំដៅលើប្រធានបកវ័យក្មេងឡើយវាវាយកំតិចកំរាលទូកតែម្ដងកម្លាំងដ៏មហិមានេះបង្កើតជារលកបោកបក់ជុំវិញកំប៉ាំងមួយសន្ទុះក្រោយមកនៅក្នុងព្រៃវីរបុរសយើងធំក្លិនអាហារយ៉ាងឈ្ងុយហើយក៏ភ្ញាក់ពីគេយ៉ាងស្កប់ស្កល់គេឃើញសាច់មួយចានខណៈអង្គរៈនាគសមុទ្រចាំមើលគេញ៉ាំទាំងងឿងឆ្ងល់គេនៅរារៈរហូតមានគេប្រាប់ឲ្យញ៉ាំទៅជុងសានបានបបាញ់នឹងចំអិនវាដោយខ្លួនឯងបន្ទាប់មកគេក៏ដឹងខ្លួនថាកំពុងក្នុងព្រៃជាមួយស្ដេចនាគទឹកអង្គរៈគាត់នឹងចៅសមុទ្រនោះតាចាស់និយាយថាក្មេងកំពុងលូតលាស់គួរតែញ៉ាំសាច់នឹងផឹកស្រាតែវីរបុរសយើងខ្វល់តែពីសុងនិងគ្រូរបស់គេប៉ុណ្ណោះគឹងហឹងជាជួបពេលគេទីមទីចង់ដឹងពីជោគវាសនារបស់អ្នកផ្សេងទៀតមុនពេលគេលូកដៃតាចាស់និយាយថាគាត់បានដោះលែងពួកគេហើយបញ្ជូនទៅសម្ព័ន្ធម៉ូរីមេគៀស្រប
គាត់បន្ថែមថាក្មេងតកូលណាំងងរបួសស្រាទេហើយនឹងជាសះស្បើយពេលគេភ្ញាក់ឡើង រឿងបែបនេះវារបស់យើងធូរទ្រូងពេលដឹងថាសិស្សខ្លួនសុវត្ថិភាពតែភ្លាមនោះការឃ្លានក៏វាយលុកហើយតាចាស់រំលឹកថាគាត់បានប្រាប់រួចហើយ គេចាប់សាច់មួយដុំដោយសង្ស័យថាមានជាតិពុលតែក្រោយមកក៏លែងខ្វល់ហើយសរសើរថាវាឆ្ងាញ់ណាស់ ពេលនោះគេចាប់អារម្មណ៍ឃើញតាចាស់កំពុងសម្លឹងមើលគេញ៉ាំព្រមទាំងប្រាប់ឲ្យញ៉ាំបន្តទៀតជាមួយស្នាមញញឹមលាក់ពុតដូចជាកំពុងមានល្បិចអ្វីមួយទស្សនវិជ្ជាបានកាត់ទៅបន្ទប់ព្យាបាលមួយដែលគ្រូពេទ្យប្រាប់ថានេះជាសរសៃចុងក្រោយហើយមកជួយព្យាបាលតូចៗត្រូវបានដោតចូលពេញខ្លួនគាត់ពេលរួចរាល់តាចាស់ក៏សម្រាកខណៈយុវជននោះដេកដោយមានមជុលពេញខ្លួន ចាស់ប្រទេសចាស់និយាយថាស្ដេចនាគទឹកពិតជាចិត្តល្អខុសធម្មតាដែលធ្វើឲ្យក្មេងស្មុំនាគងឿងឆ្ងល់យ៉ាងខ្លាំង តាចាស់និយាយថាទោះបីជាគេជាតំណាងក្រុមស្មុំក៏ដោយក៏គេនៅតែល្ងងដែរបើគ្មានជំនួយពីអ្នកទឹកទេគេប្រកាសជាឈួតធៀបហើយខ្លាចជាជនពិការមិនខាន គ្រូពេទ្យថាគាត់មិនត្រឹមតែទប់ធម្មពលបិសាចទេតែថែមទាំងបើកចំណុចជីពចរក្មេងនោះទៀត រឿងនេះធ្វើឲ្យក្មេងស្មុំឆ្ងល់ថាហេតុអី ប៉ុន្តែតាចាស់បានចេញទៅផ្ញើសម្បត្តិដោយប្រាប់ថាគាត់ត្រូវរងាប់កំហឹងរបស់ស្ដេចដាវព្រោះតែព័ត៌មានបានលេចលឺហើយ នៅតែឯងក្មេងស្មុំនេះនឹកឃើញដល់ពេលដែលប្រធានបកវ័យក្មេងសម្រុកចូលវាយស្ដេចញាក់ទឹកដោយគ្មានការភ័យខ្លាចសោះ ពេលគាត់លើកជើងឲ្យបញ្ចេញធម្មពលគាត់បានវាយកំទេចកំរាលទុកមុនពេលប្រធានបកវ័យក្មេងចូលមកដល់ទៅទៀត មួយសន្ទុះមើលទៅដូចជាភ្នែករបស់គាត់បានត្រឡប់មកធម្មតាវិញបន្ទាប់មកជាមួយសម្លេងដ៏ត្រជាក់តាចាស់បានបញ្ជាឲ្យគ្រប់គ្នាចេញទៅក្រៅ គាត់សម្ដៅលើសមាជិកសម្ព័ន្ធមូរីមដែលបានត្រឹមឈរមើលពេលគាត់និងកូនចៅលើកទូឯកយើងត្រឡប់មកកប៉ាល់វិញ អ្នកដែលនៅសល់តែម្នាក់គត់គឺក្មេងស្មុំដែលព្យាយាមជួយប្រធានបកវ័យក្មេង ត្រឡប់មកបច្ចុប្បន្នគេកំពុងឆ្ងល់ថាតើមានរឿងអ្វីកើតឡើងទើបលោកយូត្រូវគេនាំខ្លួនទៅ ត្រឡប់ទៅក្នុងព្រៃវិញចោលសមុទ្រទាំង3អង្គុយក្បែរភ្លើងជាមួយវីរបុរសយើងហើយអង្គរៈក៏ហុចសាច់ម្ដុំទៀតឲ្យគេ សម្លឹងមើលផ្ទៃមុខ The Slot Boat នោះវីរបុរសយើងមិនចង់ជឿថាជាមនុស្សតែមួយដែលប្រយុទ្ធដូចខ្លាសោះហើយមិនមែនតែគេម្នាក់ទេ ម្នាក់ទៀតធ្លាប់មើលទៅដូចបិសាចតែពេលនេះបែរជាដូចតាចាស់ប្រមឹកធម្មតាដែលធ្វើឲ្យវីរបុរសយើងឆ្ងល់ថាហេតុអ្វីមនុស្សម្នាក់អាចប្រែប្រួលខ្លាំងយ៉ាងនេះ តាចាស់ក៏ហុចស្រាឲ្យក្មេងនោះផឹកហើយសួរថាអាយុប្រមាណហើយយូផឹកមកកឹបសិនទើបឆ្លើយថាគេអាយុ17ឆ្នាំ ធ្វើឲ្យតាចាស់ភាំងមិនទាន់20ផងខ្លាំងប៉ុណ្ណេះទៅហើយ បន្ទាប់មកគាត់បានសួរថាតើអ្នកណាជាអ្នកបង្រៀនគេដែលរឿងនេះធ្វើឲ្យតួឯកយើងមានការសង្ស័យភ្លាមតែម្ដងបុរសចំណាស់នោះនៅតែសង្កត់ធ្ងន់បន្តចង់ដឹងថាតើនរណាជាគ្រូរបស់គេ ដូច្នេះតួឯកយើងក៏ឆ្លើយថាខ្លួនបានរៀនពីបងថ្លៃដែលមកពីត្រកូលដាំនៅឯខេត្តហ៊ូបេ ស្ដេចនេះទឹកក៏បាននិយាយថាតំបន់នោះគឺជាផ្នែកមួយនៃមូលដ្ឋានយោធា អញ្ចឹងហើយគាត់ស្គាល់ក្បាច់គិននោះច្បាស់ណាស់ទម្រង់របស់ពួកគេគឺសាមញ្ញតែមានធម៌ពលខ្លាំង វាខុសស្រឡះពីចលនាដ៏រលូននិងច្បាស់លាស់របស់តួឯកយើងឬធម៌ពលចម្លែកដែលគេបានប្រើទៅលើកូនចៅរបស់គាត់ដែលមើលទៅវាមិនដូចជាធម៌ពលធម្មតានោះឡើយ ផ្ទុយទៅវិញវាមានអារម្មណ៍ថាបរិសុទ្ធជាងខ្លាំងតួឯកយើងមានការភ្ញាក់ផ្អើលដែលគាត់កត់សម្គាល់ឃើញរឿងដែលសូម្បីតែស្ដេចដាវក៏មើលមិនដឹង គេសួរថាហេតុអ្វីបានជាតាចាស់នេះខ្វាយខ្លាំងម្ល៉េះបរិសុទ្ធចំណាស់តបថាជាការពិតណាស់គាត់ពិតជាចង់ដឹងគាត់មិនដែលធ្លាប់ឃើញនរណាម្នាក់ប្រើប្រាស់ធម៌ពលដ៏ចម្លែកបែបនេះពីមុនមកទេ ហើយប្រសិនបើក្មេងនេះគ្រាន់តែរៀនពីបងថ្លៃរបស់គេនោះមានន័យថាគេគ្មានគ្រូពិតប្រាកដនៅក្នុងមូរីមទេរឿងនេះធ្វើឲ្យគាត់ពេញចិត្តយ៉ាងខ្លាំង ស្របពេលដែលតួឯកយើងដឹងយ៉ាងច្បាស់ថាគេមិនអាចទម្លាយរឿងរ៉ាវរបស់អ្នកប្រាជ្ញទាំង5មួយនៃបកធម្មមៈបានឡើយភ្លាមនោះស្ដេចអ្នកទឹកក៏ចង្អុលមុខគេហើយប្រកាសចំថាគាត់ចង់យកគេធ្វើជាសិស្សផ្ទាល់តែម្ដង ការទៀមទានេះធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំងតែចាស់នោះបន្ថែមទៀតថាគាត់មានបំណងឲ្យគេសងជំងឺចិត្តចំពោះការបង្កបញ្ហាប៉ុន្តែគាត់នឹងលើកលែងទោសឲ្យប្រសិនបើគេព្រមធ្វើជាសិស្សរបស់គាត់ កំណត់របស់យូចាប់ផ្ដើមវិលយ៉ាងខ្លាំងគេត្រូវតែខ្លាចជាវីរបុរសដែលជួយសង្គ្រោះមូរីមដូច្នេះការខ្លាចជាសិស្សរបស់ចៅសមុទ្រគឺជារឿងដែលមិនសមហេតុផលទាល់តែសោះ តែចាស់នោះធ្វើអាកប្បកិរិយាហាក់បីដូចជារឿងនេះត្រូវបានសម្រេចរួចទៅហើយប៉ុន្តែតួឯកយើងប្រញាប់និយាយកាត់សុំពេលមួយផ្លេតសិន ទង្វើនេះកាន់តែធ្វើឲ្យស្ដេចញៀកទឹកមានអារម្មណ៍មួម៉ៅហើយគាត់ក៏សួរថាតើវាមានន័យយ៉ាងម៉េច តួឯកយើងបានបញ្យល់ថាឪពុករបស់គេគឺជាអ្នកប្រាជ្ញដ៏គួរឲ្យគោរពម្នាក់និងជាអតីតទីប្រឹក្សាព្រះបរមរាជវាំងផងដែរ ដូច្នេះគេមិនអាចខ្លាចជាសិស្សរបស់ចៅសមុទ្របានទេគេបន្តរៀបរាប់ពីហេតុផលផ្សេងៗដែលគេបដិសេធខណៈពេលដែលបរិសុទ្ធចំណាស់អង្គុយស្ដាប់ដោយស្ងៀមស្ងាត់ បន្ទាប់មកតាចាស់នោះក៏សួរថាតើការវាយដំអាចជួយឲ្យគេផ្លាស់ប្ដូរគំនិតនិងព្រមស្ដាប់បង្គាប់ដែរឬទេធម្មពលគៀបសង្កត់ដ៏គួរឲ្យសាហាវនោះបានសង្កត់ពីលើតួឯកយើងហើយធ្វើឲ្យគេភ័យរហូតដល់រឹងខ្លួន តែចាស់នោះបន្តនិយាយទៀតថាចៅសមុទ្រត្រូវការទេពកោសល្យពីធម្មជាតិដែលបញ្ជាក់ថាក្មេងប្រុសនេះកើតមកសម្រាប់រឿងនេះតែម្ដងដោយក្តីតក់ស្លុតតួឯកយើងរកផ្លូវចេញមិនឃើញតតែសោះ ខណៈពេលដែលតាចាស់នោះកំពុងរមូលដៃអោឡើងគាត់បាននិយាយថាក្មេងប្រុសនេះកំពុងតែគិតច្រើនពេកហើយការគិតដែលមិនចាំបាច់ទាំងនោះគឺត្រូវតែវាយកំទេចចោលឲ្យអស់ មិនយូរប៉ុន្មានសម្លេងធ្ងន់និងសម្លេងផ្ទះកំភ្លៀងបានបន្លឺឡើងពេញព្រៃតែម្ដងប៉ុន្មានម៉ោងក្រោយមកភ្លើងក៏រលត់ហើយតួឯកយើងដែលពោពេញដោយស្នាមជាំកំពុងលុតជង្គង់នៅចំពោះមុខបរិសុទ្ធចំណាស់នោះនៅពេលត្រូវសួរថាតើគេបានសម្រេចចិត្តហើយឬនៅគេនៅតែរឹងរូសហើយអង្វរសុំពេលវេលាបន្ថែមបន្តិចទៀត ប៉ុន្តែនៅពេលដែលការវាយដំរៀបនឹងចាប់ផ្ដើមម្ដងទៀតគេក៏បញ្ញាប់និយាយចេញមកថាគេយល់ព្រមធ្វើជាសិស្សរបស់គាត់ហើយ នៅក្នុងគំនិតរបស់គេវាមិនសំខាន់ទេប្រសិនបើនេះជាអ្វីដែលគេត្រូវធ្វើគេនឹងធ្វើវាឲ្យទាល់តែបាន ដោយដឹងថាគេមិនអាចបោះបង់ពេលវេលាចោលបានគេក៏សុំឲ្យរឿងនេះគ្រាន់តែជាការបណ្ដោះអាសន្នសិនព្រោះគេត្រូវតែស្វែងរកហូង10ខ្សែអុំហើយត្រូវទៅឲ្យដល់សម្ព័ន្ធភាពមូរីមនៃបកធម្មៈ
គេត្រូវការព័ត៌មានបន្ថែមអំពីសត្វចម្លែកទី2ហើយហួងដុកសេគឺជាកូនសោដ៏សំខាន់ដើម្បីធ្វើបែបនេះបានគេត្រូវតែធ្វើដំណើរទៅកាន់សម្ព័ន្ធភាពឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ទោះបីជាផ្នែកម្ខាងរបស់គេហើមបិទចិត្តក៏ដោយក៏គេនៅតែតាំងចិត្តយ៉ាងមុតមមហើយបន្តទៅមុខទៀតគេបានប្រាប់គ្រូថ្មីរបស់គេថាមិនឲ្យនរណាម្នាក់ដឹងថាគេខ្លាចជាសិស្សរបស់គាត់ឡើយ បើសិនបើរឿងនោះកើតឡើងមែនគេនឹងប្រៀបដូចជាកំកែបក្នុងអណ្ដូងដែលជាប់គាំងដោយសម្លឹងមើលតែទន្លេសមុទ្រដ៏តូចចង្អៀតប៉ុណ្ណោះគេនិយាយថាគេចង់រៀនសូត្របន្ថែមទៀតពង្រីកទន្លេនោះឲ្យទៅជាសមុទ្របន្ទាប់មកគឺពិភពលោកទាំងមូលដែលជាចម្លើយមួយធ្វើឲ្យបរិសុទ្ធចំណាស់នោះមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទោះជាយ៉ាងណាក៏ដោយក៏ព្រមានថាប្រសិនបើក្មេងនេះនិយាយកុហកគាត់នឹងលុបបំបាត់គេនិងអ្វីៗគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងគេចុះ បន្ទាប់មកគាត់ក៏បានហៅកូនចៅរបស់គាត់មកជួបហើយចេញបញ្ជាឲ្យប្រាប់ពួកចៅសមុទ្រទាំងអស់ថាយូហាអ៊ុនគឺជាចៅហ្វាយនាក្មេងថ្មីនៃទន្លេនេះប៉ុន្តែត្រូវតែលាក់ទុករឿងនេះជារឿងសម្ងាត់សិន ដោយសម្លឹងមើលយ៉ាងមុតស្រួយគាត់បានព្រមានថាប្រសិនបើព័ត៌មាននេះលេចធ្លាពួកគេនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរពេលក្រោយមកតួឯកយើងក៏បានចាក់ចេញនៅក្នុងទូកតូចមួយដោយគ្រវីដៃលាពួកចៅសមុទ្រជាមួយនឹងស្នាមញញឹមដ៏ធូរស្បើយក្នុងចិត្តទោះបីជាកំពុងតែយំក៏គេនៅតែប្រាប់ខ្លួនឯងថាភាពអាម៉ាស់មួយនេះគឺជាផ្នែកមួយនៃផែនការដ៏ម៉ត់ចត់របស់គេ ហើយពេលនេះពួកចៅទន្លេគឺជាកូនអុករបស់គេទៅហើយនៅពេលដែលគេទទួលបានថ្នាំទឹកនិងសត្វអាចកំបាំងនោះគេនឹងរត់គេចឲ្យរួចពីកណ្ដាប់ដៃរបស់តាចាស់នោះជាមិនខាន ក្នុងពេលជាមួយគ្នានេះស្ដេចអ្នកទឹកកំពុងអង្គុយលើផ្ទាំងថ្មហើយផឹកយ៉ាងស្ងប់ស្ងាត់គាត់រីករាយនឹងភាពស្ងប់ស្ងាត់នេះបានមួយសន្ទុះប៉ុន្តែរឿងនេះក៏មិនបានបន្តទៅយូរដែរស្រាប់តែមាននរណាម្នាក់ស្រែកឡើងថាបិសាចទឹកនេះគឺជាមនុស្សចង្រៃវាជាចាំងសុនដែលកំពុងខឹងសម្បាយ៉ាងខ្លាំងខណៈដែលគាត់សម្រុកចូលមកគាត់ឮថាស្ដេចអ្នកទឹកបានធ្វើឲ្យកូនប្រុសរបស់គាត់របួសរហូតដល់សន្លប់បាត់ស្មារតីហើយបុរសចំណាស់នោះក៏បានសួរថាតើគាត់កំពុងនិយាយពីរឿងអ្វី បន្ទាប់មកគាត់ទើបដឹងថាឆេងស៊ុនកំពុងសម្ដៅទៅលើកំឡោះម្នាក់មកពីលើកប៉ាល់ហើយគាត់ឆ្លើយថាគាត់ទើបតែដឹងរឿងនេះនៅពេលក្រោយទេ តាចាស់នោះបន្ថែមទៀតថាគាត់ក៏បានឮថាចៅសមុទ្រម្នាក់នេះបានជួយបើកចរន្តឈាមឲ្យកូនប្រុសរបស់គាត់ផងដែររឿងនេះធ្វើឲ្យស្ដេចនាគទឹកមានការភ្ញាក់ផ្អើលប៉ុន្តែគាត់ក៏ប្រែជាមួម៉ៅយ៉ាងលឿនដោយឆ្ងល់ថាហេតុអីបានជាឆាំងស៊ុនមកខឹងសម្បាជំនួសឲ្យការអរគុណគាត់ទៅវិញ ចៅស៊ុនបានទាមទារឲ្យគាត់បកគលតួឯកយើងត្រឡប់មកវិញភ្លាមហើយស្បត់ថាគាត់នឹងបង្វែរទន្លេមួយនេះឲ្យคล้ายជាសមុទ្រឈាមឲ្យខានតែបានប្រសិនបើសំបីតែសក់មួយសរសៃរបស់ក្មេងប្រុសនោះត្រូវគេធ្វើឲ្យរងរបួស ទង្វើនេះធ្វើឲ្យចៅសមុទ្រនោះគិតថាឆាំងស៊ុនប្រកាសជាគ្រូរបស់ក្មេងប្រុសនេះហើយតែចាស់នោះក៏ពោលឡើងថាពួកគេពិតជាអាចមានចំណងបែបនោះមែនហើយប៉ុន្តែប្រតិកម្មដ៏សែនចម្លែកនេះគ្រាន់តែអាចបញ្ជាក់ប្រាប់ស្ដេចនាគទឹកកាន់តែច្បាស់ថាតាមពិតទៅឆាំងស៊ុនមិនមែនជាគ្រូរបស់តួឯកយើងទាស់តែសោះដោយសារតែក្មេងនេះឥឡូវជាសិស្សរបស់គាត់ទៅហើយគាត់ក៏ឆ្ងល់ថាតើគួរធ្វើយ៉ាងម៉េចប្រសិនបើគាត់មិនអាចបកគលគេត្រឡប់ទៅវិញបាននោះពាក្យសម្ដីទាំងនោះធ្វើឲ្យមេត្រកូលខឹងសម្បាយ៉ាងខ្លាំងដែលចាប់ផ្ដើមប្រមូលធម្មពលនិងជេរប្រមាថចៅសមុទ្រគាត់ប្រញាប់សម្រុកចូលភ្លាមហើយគ្រវីដាវដើម្បីកាត់ក្បាលគាត់ប៉ុន្តែបែរជាកាត់ដាច់តែសម្លៀកបំពាក់ប៉ុណ្ណោះស្ដេចងាកទឹកក៏ផ្ទុះកំហឹងឡើងហើយជេរឌីលគាត់ថាជាអ្នកប្រើដាវដ៏អន់ថយម្នាក់គាត់បានលោតថយក្រោយទៅឈរលើដុំឈើមួយនៅកណ្ដាលទន្លេដោយនិយាយប្រាប់ថាការវាយប្រហារអំបញ្ញមិញនេះប្រកាសជាអាចសម្លាប់គាត់បានហើយប្រសិនបើវាត្រូវចំគោលដៅនោះបន្ទាប់មកគាត់ក៏បានស្រែកសួរថាតើតាចាស់ម្នាក់នេះពិតជាមានបំណងចង់សម្លាប់គាត់មែនឬអត់មេកន្ទ្រៀនតបវិញភ្លាមថាគាត់មិនមែនមកទីនេះដើម្បីលេងសើចទេហើយថែមទាំងគំរាមថានឹងកាត់ក្បាលដ៏អាក្រក់របស់គេបញ្ជូនទៅផ្ទះវិញទៀតផងពេលឮពីប្រមាថនេះស្ដេចចៅសមុទ្រពិតជាខឹងយ៉ាងខ្លាំងហើយក៏ចាប់ផ្ដើមប្រមូលធម្មពលរបស់គេព្រមទាំងបបួលប្រកួតមួយទល់នឹងមួយដើម្បីចង់ដឹងថានរណាជាអ្នកឈ្នះពិតប្រាកដស្របពេលដែលកំពុងអ្នកប្រយុទ្ធទាំងពីររៀបនឹងប៉ះទង្គិចគ្នាអ្នកបម្រើរបស់ស្ដេចនាគទឹកក៏បានបង្ហាញខ្លួនដែលលីជ្រូព្រៃដែលគេទើបនឹងបបបាញ់បានដោយផ្ទាល់ដៃគេបានឈប់មើលដោយក្តីឆ្ងល់នឹងអ្វីដែលកំពុងកើតឡើងស្រាប់តែបរិសុទ្ធចំណាស់នោះសួរថាតើពួកគេកំពុងតែធ្វើស្អីហ្នឹងគាត់ប្រាប់ឲ្យពួកគេឈប់ភ្លាមហ៊ីយួនបានចាក់ចេញតាំងពីយូរមកហើយពេលនេះប្រហែលជាបានធ្វើដំណើរទៅដល់គោលដៅរបស់គេបាត់ទៅហើយចៅសមុទ្របានលោតត្រឡប់មកលើគោកវិញហើយនិយាយថាគេពិតជានិយាយការពិតមែនមេគ្រូសាក៏ដឹងច្បាស់ដែរថាទោះបីជាចៅសមុទ្រក៏ដោយក៏បរិសុទ្ធម្នាក់នេះមិនសូវចេះកុហកអ្នកណាឡើយដូច្នេះគាត់ក៏ដាក់ដាវចុះហើយអរគុណដែលបានជួយសង្គ្រោះកូនប្រុសរបស់គាត់ចំណែកបុរសចំណាស់ក៏រអ៊ូទាំថាគាត់គួរតែនិយាយពាក្យនេះឲ្យបានលឿនជាងនេះបន្តិចបន្ទាប់មកចៅសមុទ្រក៏ហៅកូនចៅរបស់ខ្លួនមកជិតបុរសនោះក៏បានបោះដបស្រាចាស់មួយឲ្យទៅគេភ្លាមគេចាប់វាបានយ៉ាងស្ទាត់ហើយក៏ហុចស្រាឲ្យមេគ្រូសាផឹកមុនពេលចាក់ចេញដោយសង្ឃឹមថានឹងអាចសម្រួលស្ថានភាពតានតឹងនេះបានបុរសចំណាស់ក៏យល់ព្រមទទួលដែលគិតថាអ្វីៗនឹងមិនអីទេដរាបណាហ៊ីយួនមានសុវត្ថិភាពប៉ុន្តែការពិតហ៊ីយួនគឺមិនមានសុវត្ថិភាពទាស់តែសោះដាវីដាមកំពុងតែចង្អុលចំមុខគេតែម្ដងកងនាវានិងមនុស្សជាច្រើនកំពុងតែឡោមព័ទ្ធគេជាប់ជំចិត្តដូច្នេះគេក៏បញ្ញាប់និយាយថារឿងទាំងអស់នេះប្រហែលជាមានការយល់ច្រឡំហើយពួកគេតបថាមានតែសម្ព័ន្ធមូរីមទេដែលអាចដោះស្រាយការយល់ច្រឡំនេះបានហ៊ីយួនមិនខ្វល់នោះទេព្រោះយ៉ាងណាក៏គេត្រូវធ្វើដំណើរទៅទីនោះស្រាប់ទៅហើយដូច្នេះគេក៏ធ្វើតាមពួកគេសិនទៅមិនយូរប៉ុន្មានច្រកទ្វារទន្លេក៏បើកឡើងគេត្រូវបានបញ្ជូនចូលទៅក្នុងទីក្រុងដោយជិះរទេះសេះហ៊ីយួនបានក្បាលចេញតាមមុខអ៊ុយរទេះដើម្បីមើលជុំវិញទីក្រុងនេះពិតជាធំល្វឹងល្វើយហើយមានអគារណែនតាន់តាប់មើលទៅដូចជាព្រៃមួយអញ្ចឹងគេពិតជាមិនអាចលាក់បាំងក្តីស្ងើចសរសើររបស់គេបានឡើយបុរសនៅក្បែរគេនឹកឃើញពាក្យចចាមអារាមថាក្មេងប្រុសម្នាក់នេះបានវាយចាញ់ក្រុមចៅភ្នំតែម្នាក់ឯងហើយថែមទាំងបានប្រយុទ្ធជាមួយចៅសមុទ្រទៀតផងប៉ុន្តែពេលនេះគេមើលទៅដូចជាក្មេងស្លូតត្រង់ម្នាក់អញ្ចឹងស្របពេលជាមួយគ្នានេះហ៊ីយួនកំពុងតែកើតកម្រងការធំជាងនេះទៅទៀតប្រសិនបើគេអាចបញ្ឈប់ភាពវឹកវរនៅខាងមុខបានគេអាចនឹងក្លាយជាវីរៈបុរសដណ្ដើមយកត្រកូលយូមកជាកម្មសិទ្ធិរបស់ខ្លួនហើយថែមទាំងអាចឡើងទៅដឹកនាំសម្ព័ន្ធមូរីមដ៏មានអំណាចថែមទៀតផង
នោះពិតជាផែនការចូលនិវត្តន៍ដ៏ល្អឥតខ្ចោះមួយប៉ុន្តែដំបូងគេត្រូវតែស្វែងរកបុរសដែលស្លៀកពាក់ស្អាតបាតមួយឃើញសិន មិនយូរប៉ុន្មានពួកគេក៏បានទៅដល់វិមានសម្ព័ន្ធមូរីមហើយត្រូវបានប្រាប់ថានេះគឺជាការិយាល័យរបស់ទីប្រឹក្សាយោធាប៉ុន្តែនៅពេលដែលពួកគេមកដល់ជាន់របស់ទីប្រឹក្សាហើយបើកទ្វារឡើងអ្នកយាមការពារពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលគេបានឃើញគេក៏លុតជង្គង់ចុះភ្លាមៗដោយណែនាំខ្លួនថាជាអនុប្រធានកងអនុសេនាធុំនៀកស៊ូខៀហើយក៏លំអោនកាយគោរពទៅដល់មេដឹកនាំសម្ព័ន្ធតែម្ដងនៅពីក្រោយទីប្រឹក្សាមានបុរសម្នាក់ស្លៀកពាក់ពណ៌សបានរាក់ទាក់ហ៊ីយ៉ុនមុនប៉ុន្តែហ៊ីយ៉ុននៅតែរក្សាភាពស្ងប់ស្ងាត់យ៉ាងគួរឲ្យភ្ញាក់ផ្អើលនៅចំពោះមុខគាត់ ពេលបរិះនោះងាកមកបរិះចំណាស់ពូជិកាយូក៏សួរថាតើគេគឺយូយីយុនមែនទេហើយយើងក៏បានដឹងថាគាត់គឺជាលីហាក់សុនដែលជាសេនាប្រមុខសូហ៊ីយុនអាចដឹងថាសំបីតែសម្លេងដ៏ស្រទន់របស់គាត់ក៏មានសម្ពាធខ្លាំងដែរ វាមិនមែនជាចេតនាសម្លាប់ទេវាគ្រាន់តែជាឥទ្ធិពលរបស់អ្នកដែលមានអំណាចខ្លាំងក្លាដែលអាចធ្វើឲ្យមនុស្សភ័យញ័របាន គេនឹកឃើញសម្ដីគ្រូរបស់គេថាប្រសិនបើបុរសម្នាក់នេះនៅមានជីវិតហើយប្រយុទ្ធនៅសមរភូមិមុខពួកគេប្រហែលជាអាចបញ្ឈប់ពួកបិសាចនៃភាពវឹកវរបានបាត់ទៅហើយ បន្ទាប់ពីលឺក្មេងប្រុសណែនាំខ្លួនយ៉ាងត្រឹមត្រូវបុរសចំណាស់ក៏ដឹងថាហេអ៊ីនទើបតែមានអាយុ17ឆ្នាំប៉ុណ្ណោះប៉ុន្តែមានជំនាញខ្លាំងហួសនិស្ស័យទៅហើយកែវភ្នែកដ៏មុតស្រួចនោះធ្វើឲ្យគាត់នឹកឃើញដល់សត្វនាគដែលធ្វើឲ្យគាត់កាន់តែប្រកាសក្នុងចិត្តថាហេអ៊ីនពិតជាបានជួបនឹងស្ដេចនាគទឹកមែន ពេលប្រជុំមុខនឹងអ្នកទាំងពីរហេអ៊ីនដឹងច្បាស់ថាម្នាក់គឺជាគ្រូរបស់គ្រូគេហើយម្នាក់ទៀតគឺជាមេដឹកនាំសម្ព័ន្ធតែម្ដង សូម្បីតែគ្រូរបស់គេក៏គោរពពួកគេដែរពេលនេះគេហាក់ដូចជាកំពុងធ្លាក់ចូលក្នុងរូងខ្លាអញ្ចឹង ដូច្នេះគេក៏តាំងស្មារតីឡើងវិញទីប្រឹក្សាបានសួរថាតើគេជាអ្នកបង្កបញ្ហានៅលើទន្លេយ៉ាងសេមែនទេ ហេអ៊ីនតបថាឪពុករបស់គេគឺជាទីប្រឹក្សារាជវាំងដូច្នេះគេមិនអាចធ្វើពុតជាមើលមិនឃើញប្រជាជនរងទុក្ខដោយសារពួកចៅសមុទ្របាននោះទេ ហេតុផលនេះស្ដាប់ទៅសមរម្យហាក់ដូចជាគេធ្វើដើម្បីយុត្តិធម៌មែនប៉ុន្តែបុរសចំណាស់នៅតែមានចម្ងល់អំពីបុរសវ័យកណ្ដាលដែលនៅជាមួយគីនោះដដែល ពេលហេអ៊ីនធ្វើជាផនច្រឡំការសួរដេកដោនៅតែបន្តទីប្រឹក្សាបានបញ្ជាក់ថាគាត់សំដៅទៅលើបុរសស្លៀកពាក់ស្អាតបាតដែលប្រយុទ្ធជាមួយចៅសមុទ្រមុនពេលហេអ៊ីនចូលទៅជួយ ហើយអ៊ីនដឹងភ្លាមថាពួកគេកំពុងនិយាយពីហ្វាងដេសាងគេជឿថាបុរសនោះប្រកាសជាត្រូវបានសាកសួររួចហើយប៉ុន្តែប្រហែលជាមិនទាន់និយាយពីគោលបំណងពិតរបស់ហេអ៊ីននោះទេ ដូច្នេះអ្វីដែលហេអ៊ីនត្រូវការគឺលេសដ៏ល្អមួយសម្រាប់ការលូកដៃចូលក្នុងការប្រយុទ្ធនោះប៉ុន្តែស្រាប់តែម្នាក់ក្នុងចំណោមពួកគេក៏វាយលុកឡើងហើយមេប៉ាក់ក៏កត់សម្គាល់ឃើញថាការវាយប្រហារនោះគឺសំដៅទៅលើស្ត្រីម្នាក់នោះ គាត់បានឆ្លើយតបភ្លាមៗហើយក៏លោកណែជួយដែរក្នុងពេលជាមួយគ្នានោះគាត់ក៏ចាប់ទាងហេអ៊ីនហើយបុរសម្នាក់ទៀតក៏សួរថាតើគេកំពុងតែគិតចង់ធ្វើអ្វីហ្នឹងដូចជាទស្សនាវិទូពិតប្រាកដម្នាក់អញ្ចឹងគេនិយាយថានោះគឺជាចម្លើយរបស់គេរាងកាយរបស់ហេអ៊ីនគឺធ្វើចលនាដោយខ្លួនឯងដើម្បីការពារនរណាម្នាក់ បុរសចំណាស់ហាក់ដូចជាពេញចិត្តនឹងរឿងនោះណាស់ហើយហេអ៊ីនក៏ដឹងថាការសម្ដែងរបស់គេពិតជាទទួលបានផលហើយ គេសួរពីបញ្ហារបស់បុរសនោះប៉ុន្តែទីប្រឹក្សាបានបដិសេធមិនឆ្លើយតបវិញហេតុអ្វីក៏ខ្វល់ខ្វាយខ្លាំងម្ល៉េះចំពោះមនុស្សដែលគេមិនធ្លាប់ស្គាល់ជាពិសេសបន្ទាប់ពីប្រព្រឹត្តយ៉ាងចាស់ដៃដាក់គេបែបនេះ ហេអ៊ីនស្រាប់តែទះតក់មួយដៃយ៉ាងខ្លាំងហើយនិយាយថាគេខឹងព្រោះតែមនុស្សស្លូតត្រែងស្ទើរតែធ្លាក់ក្នុងគ្រោះថ្នាក់ដោយសារតែបុរសម្នាក់នោះ ជាការពិតណាស់វាគ្រាន់តែជាការសម្ដែងប៉ុណ្ណោះហើយពួកគេប្រហែលជារៀបនឹងជឿជាក់លើវាទៅហើយ បុរសចំណាស់និយាយថាបុរសនោះកំពុងជាប់ឃុំដើម្បីសាកសួរពីអ្វីដែលបានកើតឡើងរួចក៏សួរថាតើហេអ៊ីនចង់ជួបគេដែរឬទេហេអ៊ីនអាចដឹងភ្លាមៗថានេះគឺជាអន្ទាក់ហើយវាហាក់ដូចជាផ្ដោតឱកាសងាយស្រួលពេកហើយពួកគេប្រហែលជាចង់ដឹងថាហេតុអីបានជាគេជួយបុរសនោះដោយរងចាំមើលពីប្រតិកម្មរបស់គេក្នុងអំឡុងពេលសាកសួរនេះតែម្ដង តែក្នុងចិត្តគាត់លួចញញឹមហើយធ្វើពុតជាស៊ីនុយពួកគាត់ត្រូវដឹងថាតើខ្ចង់សមុទ្រពាន់ឆ្នាំនៅឯណា ទើបគាត់ប្រាប់ថារីករាយនឹងជួបគេណាស់ពិសេសក្រោយជននោះធ្វើឲ្យគេជួបគ្រោះថ្នាក់ដើម្បីរួចខ្លួនចាស់ទុំមើលចម្លើយរបស់ហាញ់តែនៅមិនទាន់ជឿស៊ុបទេ តួយ៉ាងណាក៏ថានឹងប្រាប់មេឆ្មាជាមុនសិនព្រមទាំងលួចគិតថាតើក្មេងនេះអាចសម្ដែងបានយូរប៉ុណ្ណាទៀត ពេលហេនរៀបនឹងចាយចេញបុរសនោះក៏សួរថាហេតុអ្វីបានជាស្ដេចនាគទឹកព្រមដោះលែងគេមក ហេនឆ្លើយថាចៅសមុទ្រនោះព្រមសងការខូចខាតដោយចេញលុយសងកប៉ាល់ដែលលិចនឹងថ្លៃព្យាបាលអ្នករបួសបុរសចំណាស់សួរភ្លាមថាគិតថាពួកគាត់ជាមនុស្សល្ងង់មែនទេតាមការពិតចៅសមុទ្រគួរតែសម្លាប់គេចោលបាត់ទៅហើយ ហ៊ូយិនចំអកប្រាប់ឲ្យទៅសួរចៅខ្លួនឯងគេត្រូវដោះលែងក្រោយសន្យាសងការខូចខាតរឿងគឺសាមញ្ញទេណាមួយផ្លែតនោះចៅទុំមើលទៅហាក់ធុញថប់នឹងក្មេងនេះតែគេមិនអាចខ្វាត់ទុកយូរទេព្រោះមនុស្សល្ងង់ដែលបង្វេងកូននោះច្បាស់ជាមកបង្ករឿង ដូច្នេះការសន្ទនាតានតឹងក៏មិនចប់ហើយហ៊ូយិនត្រូវបានដោះលែងបន្ទាប់មកអ្នកនាំសារក៏ងាកទៅសួរមេដឹកនាំថាតើរឿងរបស់ហ៊ូយិននេះគួរជឿប្រមាណភាគរយទៅចម្លើយគឺមិនជឿទាំងអស់តែក្មេងនេះពិតជាគួរឲ្យចាប់អារម្មណ៍ សម្លឹងចាញ់ក្រៅបង្អួតមេដឹកនាំនិយាយថាស្នូធម្មពលក្មេងនោះគឺទៅទេស្អាតដែលធ្វើឲ្យម្នាក់ទៀតសង្ស័យថាហ៊ូយិនលាក់កម្លាំងតែមេដឹកនាំថាទេគេពិតជាគ្មានអ្វីសោះនៅទីនោះ គាត់បានដឹងពីទប់ការវាយប្រហាររបស់ហ៊ូយិនដែលបញ្ជាក់ថាក្មេងនេះកំពុងប្រើវិធីហ្វឹកហាត់បែបថ្មី យ៉ាងណាមិញស្ដេចដៅនិងស្ដេចនាគទឹកប្រកាសជាមិនខ្វល់ពីគេដោយគ្មានហេតុផលនោះទេ រួចគាត់ថាគួរតែទាញហ៊ូយិនចូលខាងខ្លួនព្រោះក្មេងនេះអាចជួយផែនការពួកគាត់បានទីប្រឹក្សាក៏ចាប់ផ្ដើមស្រាយក្រាំងពណ៌ក្រហមនៅក្នុងដៃគាត់បញ្យល់ថាកំពុងព្យាយាមប្រមូលនាគលាក់ខ្លួនពីគ្រប់តំបន់បង្កើតជាក្រុមតែការវិវត្តគឺយឺតយ៉ាវខ្លាំងនាគលាក់ខ្លួនទាំងនោះបើមិនមែនជាអនាគតមេប៉ាក់ទេគឺជាកម្លាំងស្នូនៃសម្ព័ន្ធនីមួយៗដូច្នេះពួកគេមិនងាយនឹងអូសទាញបានទេ បុរសចំណាស់ប្រាប់ថាគាត់ឃើញរាងកាយសុងឡើងកម្រិតដល់ថ្នាក់មួយទៀតដោយសារតែស្ដេចនាគទឹក បន្ទាប់មកគាត់ស្នើឲ្យបញ្ចេញឈ្មោះយូហ៊ានទៅកាន់ពិភពលោកអ្នកលេងគុណក្មេងដែលវាយបន្ទាយបលែងខ្មៅម្នាក់ឯងឲ្យរស់ត្រឡប់មកវិញ គេមកពីត្រកូលខ្ពង់ពោះថែមទាំងសង្ហាទៀតសរុបមកគឺជាគម្ពីរទេពកោសលដ៏ពេញលក្ខណៈតែម្ដង ពួកគេថែមទាំងអាចផ្សាយពាក្យចចាមអារាមថាណាមឌូនដែលធ្វើដំណើរជាមួយគេនោះក៏ឡើងដល់កម្រិតខ្ពស់ដែរតែបរិសុទ្ធចំណាស់ថានេះគ្រាន់តែជាការស្នើទេចំណែកការសម្រេចគឺលើទីប្រឹក្សា
ក្រោយជួបចាស់ទុំរួចអូយ៉ែនក៏ទៅកន្លែងផ្សេងសម្លឹងនរណាម្នាក់នៅទីនោះគេដកដង្ហើមធំហើយគិតថាវាពិតជាគួរឲ្យសង្វេគណាស់ នោះគេសង្រុំខ្លួនដូចសាក់សពម៉ែមីហើយកំពុងយំស្រែកហៅពូរបស់គេ បន្ទាប់មកក្មេងសំទៀនលេចមុខហើយសួរថាតើហ៊ូយិនចង់ចូលក្រុមនាគលាក់ខ្លួនដែរទេហ៊ូយិនក៏បានកត់សម្គាល់ឃើញលក់ យូរនៅទីនោះឃើញពីការគោរពដែលបរិះនោះមានចំពោះខ្លួនពេលនេះហូយិនដឹងថានេះជាឱកាសមាសដើម្បីយកគេធ្វើជាកូនចៅ តែបញ្ហាគឺតើធ្វើបែបណាគេមិនអាចទៅវាយដងគាត់ទេហើយគ្រូផ្សេងទៀតរបស់គេក៏ដូចគ្នាដែរ ពេលនោះគេលីអ្នកសំទាននិយាយពីបញ្ជីមួយដោយថាស៊ីដាក់និងមូរីមក៏នៅទីនោះដែរ ហ៊ូយិនឆក់យកกระดาษនោះភ្លាមៗខណៈក្មេងនោះតវ៉ាថាគេមិនគួរអានវាទេ ក្រុមនាគលាក់ខ្លួននេះត្រូវបានលាក់ការបំផុតតែពេលហូយិនឆែកមើលបញ្ជីគេឃើញឈ្មោះគ្រូរបស់គេទាំងអស់នៅលើនោះ នោះគឺឆានសាំងនៃត្រកូលតាំងដែលតែងហ្វឹកហាត់ដោយឲ្យពោះចិត្តខ្លួនឯង ហូយិនហ៊ីវនៃវូដាំងអាចទុកក្អមពេញទឹកនៅលើចុងដាវដោយមិនកំពប់មួយដំណក់ចំណែកអស់យិនកាំងនៃសាវលីនតាំងសមាធិក្រោមទឹកធ្លាក់រីអេជីហ្គាម៉ូរីយុទ្ធសាស្ត្រចាស៊ូគីឡនមកថាផ្ទៃមេថ្ងៃនេះស្រស់ស្អាតរហូតគួរឲ្យខ្លាច ឃើញឈ្មោះទាំងអស់នោះហូយិនក៏ចាប់ផ្ដើមចង់ប្រមូលគ្រូរបស់គេទាំងអស់មកដឹកនាំដោយផ្ទាល់ដៃគេសារភាពថាពិតជារំភើបខ្លាំងពេលនឹងជួបគ្រប់គ្នាម្ដងទៀតធ្វើឲ្យក្មេងសំទៀនឆ្ងល់ថាហេតុអីខ្លួនស្រាប់តែព្រឺសម្បុរ មិនយូរប៉ុន្មានវាច្បាស់ណាស់ថាហូយិនក៏មានកម្រងចូលក្រុមនាគលាក់ខ្លួនដែរបើចូលចិត្តវីដេអូនេះកុំភ្លេចចុច like និង subscribe Channel YouTube នេះផងជួបគ្នានៅពេលក្រោយ